គ្មាននរណាឃើញទេពុកក៏ណាស់ដែរមិនដឹងជាបខំឲ្យហាត់ស្អីទេដឹងថាខ្ញុំគ្មានទេបសល់ទៅហើយនេះយូរប៉ុណ្ណាហើយយើងមិនទាន់ឈានដល់ក្បាច់ដំបងទៀតផងពឹងលើតែខ្ញុំធ្វើស្អីមិនបញ្ញាបញ្ចុះបញ្ចូលពុកឲ្យគាត់បង្ហើបបន្តិចទៅលោកម្ចាស់អសិរីក្បាច់គុណកម្ពុជារបស់អ្នកប្រុសបានឈានដល់កម្រិតទី9ហើយខ្លាំងជាងព្រឹត្តិការណ៍ទៅទៀតក៏ប៉ុន្តែនៅសល់តែក្បាច់សំខាន់ខ្លាំងចុងក្រោយទៀតតែប៉ុណ្ណោះស្នៀតកម្ពុជាគឺអាវក្បាំងក្នុងក្បាច់គុណកម្ពុជាដែលបន្តច្រើនចំនួនមកហើយគួរឲ្យស្ដាយអស់ពេលរាប់ពាន់ឆ្នាំមកនេះគ្មានកូនចៅចំនួនក្រោយរបស់គ្រួសារយើងណាម្នាក់អាចហាត់ចេះនោះទេក៏ប៉ុន្តែសៀវពងគេហាត់បានដល់កម្រិតទី9បានលឿនយ៉ាងនោះមែនក៏ប៉ុន្តែអ្នកប្រុសតូចតែងតែគិតថាគ្រាន់តែរៀនហាត់ស្នៀតចាប់ផ្ដើមដំបូងរបស់គ្រួសារទៅតែប៉ុណ្ណោះអានេះបកកាយគ្រប់ទៅរឿងតាមធម្មតាមើលទៅសាមញ្ញតែពេញកម្លាំងក្បាច់គុណពាន់ឆ្នាំបង្ហាញខ្លួនឡើងវិញឲ្យពិភពលោកខាងក្រៅបានស្គាល់ក៏ប៉ុន្តែវាអាចមានចំនួនខ្លះដែរជាងការដែលសៀវពងមិនទាន់ដល់កម្រិត9នឹងក៏អាចថាដើម្បីការពារខ្លួនគេដែរនិយាយចឹងការភ្ជាប់ពាក្យគ្រួសារយានៅអ៊ីចៅនឹងយ៉ាងមិនអំណោយបានរៀបចំយូរជាណាស់មកហើយយើងចាំតែជ្រើសរើសថ្ងៃល្អថ្ងៃលៀមសម្រាប់អ្នកប្រុសតូចចូលស្ដីដណ្ដឹងតែប៉ុណ្ណោះលោកមានតបយាចង្កងគឺមានការអង្អាចក្លាហានណាស់ស្ត្រីដែលមានគ្រួសារអភិជនដែលស័ក្តិសមនឹងសៀវពងគេគួរតែជ្រើសរើសថ្ងៃល្អនឹងបានឲ្យសៀវពងទៅស្ដីទៅដឹងនាងទៀតផងទទួលបញ្ជាសាសនាខ្ញុំស្អីគេចូលស្ដីទៅដឹងស្អីគេពុកពូទី2nokគ្នានិយាយពីរឿងស្អីហ្នឹងឯងមិនចំពីល្អណាស់លោកម្ចាស់រៀបចំមង្គលការឲ្យអ្នកប្រុសតូចមិនយូរមិនឆាប់អ្នកប្រុសតូចមានភរិយាហើយមិនបានទេខ្ញុំមិនព្រមទេប្រពន្ធស្អីចេះតែនិយាយរួចតែពីមាត់សម័យនេះហើយចាប់គូស្អីទៀតស្អីទៅចៅស្រីស្អីទៅគ្រាន់តែដឹងថាគឺជាមេខ្លាបាត់ទៅហើយយើងគ្រាន់តែជាអ្នកហាត់គុណតែមកក្បាច់ក៏មិនទាន់ប្របែកបានផងឲ្យឯងរៀបការឯងទៅរៀបការស្អីទៅតែយើងនឹងត្រូវមានគ្រួសារណាគេស្រឡាញ់ទៅមិនកើតទេតែហើយលោកម្ចាស់ពិតជាមិនឲ្យអ្នកប្រុសតូចចុះពីលើភ្នំពិតមែនទេឥឡូវនេះតាំងពីតូចមកមិនដែលខ្វល់រឿងរីកបលាំងអីទេរៀនហាត់ក្បាច់គុណ20ឆ្នាំហើយក៏ល្មមចុះពីភ្នំបានហើយមនុស្សយើងបើមិនប្រឡូកនឹងបទពិសោធន៍សង្គមខាងក្រៅទេមិនដឹងអាចទៅរួចទៅមិនដឹងអាចបន្តវេនគោលដៅបានតែវិធីរៀបការជាមួយគ្រួសារយូរតាមនិស័យតាមព្រមវិខិតចុះបើឥឡូវនេះរត់គិចបាត់នោះប្រញាប់ទេឡើងភ្លេចយកលុយមកទៅហើយព្រមធ្វើយ៉ាងម៉េចទៅអូយសំផ្លែមួយណែចាយ៉ាងនេះគឺជារបស់ដែលខ្ញុំយកពីអឺរ៉ុបទុកត្រៀមឲ្យនាងគឺជាត្បូងទឹកភ្នែកទេវតាតម្លៃ20លាននេះខ្ញុំជូននាងធ្វើជាមិត្តស្រីខ្ញុំទៅព្រមទៅលោកកំពុងធ្វើអីហ្នឹងនេះខ្ញុំខំរៀបចំពិធីសារភាពដោយមកចប់ណាហើយទាំងអស់គ្នានេះគឺជាសាស័យរបស់ពួកយើងណាយ៉ាវខ្ញុំស្រឡាញ់នាងពិតមែនធ្វើជាមិត្តស្រីរបស់ខ្ញុំទៅលោកអាងពួកយើងមិនដែលមានតំណែងកណ្ដងអីហើយក៏មិនមែនជាគូស្នេហ៍អីនឹងគ្នាដែរលោកឲ្យខ្ញុំថាយកយ៉ាចុះចំណែកត្បូងទឹកភ្នែកទេវតានេះមានតម្លៃណាស់ខ្ញុំមិនអាចទទួលទេយ៉ានេះគឺជាអំណោយដែលខ្ញុំទុកជូននាងឆាប់យកទៅយកទៅលោកអាងអរគុណដែលលោកស្រឡាញ់ខ្ញុំប៉ុន្តែខ្ញុំពិតជាមិនអាចទទួលយកមែនហេតុអីទៅក៏ព្រោះតែព្រោះខ្ញុំមានមិត្តប្រុសហើយយ៉ានាងទៅមានមិត្តប្រុសមកពីណាទៅមិនក៏ខ្ញុំមិនដឹងសោះអញ្ចឹងខ្ញុំមានមិត្តប្រុសចាំបាច់ប្រាប់លោកដែរក៏ប៉ុន្តែធំយាមនេះធ្វើក្នុងរជ្ជកាលជិញនេះឲ្យមិត្តប្រុសខ្ញុំណែយ៉ាកុំលេងសើចជាមួយខ្ញុំកុំស្មានថាខ្ញុំមិនដឹងថាអាប្រុសអ្នកស្រែម្នាក់នេះអ្នកនាងគ្រាន់តែយកមកធ្វើកង់ស្គួរប៉ុណ្ណោះមិនអាចជាមិត្តប្រុសនាងទេត្រូវខ្ញុំមិនអាចខ្លាចជាមិត្តប្រុសទេលោកឯងជួយខ្ញុំទៅណាគេរញ៉េរញ៉ៃនាងមិនទេកណ្ដាលថ្ងៃចាស់ហ៊ានរញ៉េរញ៉ៃជាមួយមនុស្សស្រីផងបានខ្ញុំជួយនាងអ្នកតាពីកំពុងតែខ្សឹបសៀវស្អីហ្នឹងខ្ញុំនឹងមកខ្ញុំនិយាយអីត្រូវរាយការណ៍ឲ្យលោកដែរនាងកុំរញ៉េរញ៉ៃពីនេះអីហើយយ៉ាគ្រួសារនាងក៏នៅអ៊ីនចៅដែរគ្រួសារអភិជនលំដាប់ទី4អ្នកនាងជាអ្នកទី3នៅសំណាក់វិស័យជក់អ្នកនាងនិយាយចឹងជាមួយខ្ញុំមិនចង់ធ្វើកុំភាសាអ្នកខ្ពង់ខ្ពស់ក៏មិនទៅរកអាសម្រាយនេះដែរមែនមើលតាំងពីលើដល់ក្រោមឯងមានលុយ200ជាន់ដែរអត់
ឥឡូវយើងមិនខ្វល់ថាឯងត្រូវយ៉ាងហៅមកសម្ដែងឬក៏អត់នោះទេតែបើសិនណាជាឯងចង់ស៊ីសាច់កងានសួរកុំបន្ទោសយើងឲ្យសោះយើងដាស់តឿនឯងបើសិនជាឯងមិនបកក្បាលចេញទេយើងនឹងសម្ពងឯង អ្នកប្រវាក់របស់យើងជាប្រធានគ្រួសារធំទាំង4នៅឯអ៊ីជើ យើងនិយាយស្ដីជាមួយនឹងឯងបែបនេះម្លេះឯងលិចនោះបាត់ទៅហើយឯងមិនមើលខ្លួនឯងទៅតើឯងនេះស័កសមដែរឬក៏អត់ស័កសមមកអត់ អត់ឯហ៊ានបើហ៊ានដាក់អ្នកប្ររបស់យើងផងយើងមិនទៅឯងដូចធុញទ្រាន់ការរស់នៅហើយឯងអោតក្បាលសុំទោសប្រុសយើងព្រាមទៅលឿន ឥឡូវឯងហ៊ានបើហ៊ានដាក់ប្រុសជើងផងឯងធុញទ្រាន់នឹងការរស់ហើយមែនទេមិនក៏មិនអោតក្បាលសុំទោសគាត់ទៅមិនក៏មិនអោតក្បាលសុំទោសគាត់ទៅឥឡូវកុំថាយើងមិនទុកឱកាសឲ្យឯងឆាប់លុតជង្គង់អោតក្បាលទទួលកំហុសយើងនឹងលើកលែងឲ្យឯងហើយចាត់ទុកថាថ្ងៃនេះគ្មានរឿងអ្វីកើតឡើងចុះ លោកបាំងលោកហួសហេតុពេកហើយ ឯងមានជំងឺមែនឯងដែលចូលចិត្តឲ្យអ្នកដទៃក្រាបសុំទោសបែបហ្នឹងទម្លាប់ឈួរយកអីឯងធ្វើចឹងមានតែឲ្យគេស្លាប់ គេ ប៉ុណ្ណោះ អប់ហ่ะមនុស្សទាំងអ៊ីនជើនេះគ្មានអ្នកណាហ៊ាននិយាយបែបនេះដែរជើងទេបើហ៊ានបែបនេះដឹងលទ្ធផលយ៉ាងណាទេ អ្នកពួកឲ្យចង់ធ្វើស្អីហ៎កុំចូលនឹងនិយាយចេះក្បាច់គុណ អូយើងខ្លាចណាស់យើងខ្លាចណាស់យើងខ្លាចណាស់យើងប្រាប់ឯងមនុស្សដែលយើងយកមកនេះគឺសុទ្ធតែជាមនុស្សកំពូលហើយចោះឯងជាស្អីគេទៅហ៎ នេះគ្នាវាច្រើនចំណែកជុំវិញកម្លាំងស្និទ្ធក៏មិនចេះគួរខ្លាចមនុស្សម្នាក់ទល់ជាមួយមនុស្សមកវងបានទេលើស្អីហោះអីគេណា ហើយស្អីគេហោះអើយវាទៅហើយហ៊ានបញ្ឆោតជឿផង ជប់ ស្ទះខាងនោះទៅយកស្ទះខាងនេះរត់ឯងហ៊ានរត់ផងមិនក៏មិនរត់ទៀតទៅ លោកបាំងខ្ញុំយកព្រមជាមួយលោកតែកុំធ្វើបាបគាត់ទៀត យល់យ៉ាងខ្ញុំបានទុកមកនាងហើយនៅអាសុអុយនេះម្នាក់ទៀតឯងហ៊ាននាំមាត់ស្រីរបស់យើងទៅឯងគិតថាយើងដំឡូងមូលមែនទេយើងប្រាប់ឯងថ្ងៃនេះគ្មានអ្នកណាជួយឯងបានទេទោះបីជាប្រអិនក៏មិនអាចជួយឯងបានដែរយើងប្រាប់ឯងទៅចុះ ពួកឯងចង់ធ្វើកុំចូលមកទៀតសោះពួកឯងកុំចង់ចូលសោះពួកឯងកុំចង់ចូលសោះ កម្លាំងធាតឯងមកនេះដូចជាមេបាក់ឯងជាប្រតិចារមែនទេ ព្រឹត្តិការណ៍ស្អីឯងមិនក៏ពួកឯងគ្រប់គ្នាគ្នាទៅលើដីអញ្ចឹង ជាប្រធានចាលោកជាប្រធានចាមែនហើយ ព្រឹត្តិការណ៍ស្អីទៅខ្ញុំអត់យល់សោះខ្ញុំអត់ទៅបានធ្វើស្អី ប្រ ប៉ុណ្ណឹង កាសណាវាគ្រាន់តែចែកដនសំណាងតែប៉ុណ្ណោះទេត្រកូលវាងជើងមិនអាចអន់អញ្ចឹងបានទេវើយពួកឯងទៅពីរនាក់ពួកឯងចាំមើលទៅ ឯងនេះឈួតមែនយើងក៏ចាំតែមើលឯងដែរកុំឲ្យយើងប៉ាឯងម្ដងទៀតសោះ ខ្ញុំយកចាអរគុណលោកណាស់ មិនគួរសមវិទ្យាជារឿងកពិកកប៉ុណ្ណោះអញ្ចឹងបាននាងអស់អីហើយខ្ញុំទៅមុនហើយណាដូច្នេះប្រយ័ត្នផងលាហើយ គេនៅក្មេងប៉ុន្តែកម្លាំងធាតហាក់ដូចជាមិនបាក់អញ្ចឹងមិនប្រកាសទេជំងឺរបស់លោកតាឈប់សិនលោកយកចាចង់សុំឲ្យលោកជួយដល់លោកតាផង នេះនាងចង់ធ្វើហ្នឹង លោកតាឈឺធ្ងន់គ្រួសារយកអញ្ចឹងគ្រូពេទ្យទេវតាមកចានអ្នកហើយប៉ុន្តែគឺសិតអត់បានផលនឹងលើមកថាស្និទ្ធគុណលោកមិនប៉ាអត់មានអ្នកណាព្រាមអ្នកធម្មតាមិនអាចធ្វើបានទេដូច្នេះទើបខ្ញុំចង់សុំឲ្យលោកជួយលោកតាខ្ញុំផង នាងនិយាយត្រង់មកនិយាយគ្នាសិនទៅចាប់ឡើងនាងនិយាយខ្ញុំគិតថាប្រហែលជានាងមានការយល់ច្រឡំហើយក៏មិនដឹងតាមពិតខ្ញុំចេះតែបន្តិចបន្តួចប៉ុណ្ណោះទេស្អីក៏មិនចេះដែរសូម្បីតែជំនាញដំបូងក៏មិនចេះច្បាស់ផងហើយខ្ញុំក៏មិនចេះមានប៉ាស្អីដែរស្អីគេទេវតាស្អីទៅ មែនហើយមិនបាច់ជាទេវតាមិនប្រឡំជាមនុស្សធម្មតាទេហើយក៏មិនងាយបង្ហាញមុខដែរប៉ុន្តែជំងឺរបស់លោកតាគាត់សុំទៅផងចុះខ្ញុំមិនគួរសំពេចហើយក៏ព្រោះតែលោកតាខ្ញុំឈឺធ្ងន់មិនអាចពន្យាបានដូច្នេះរំខានលោកជួយទៅមើលគាត់បន្តិចទៅតែមកផ្លែក៏បានដែរ នាងនិយាយខ្ញុំមើលនាងដូចជាមិនខ្វះលុយចាយទេគ្រួសារជំនួយធំរបស់នាងឆ្លៀតពេលទៅរកគ្រួសារណាល្បីពិតប្រាកដឲ្យលោកតានាងជួយទៅឯចំណែកខ្ញុំគឺត្រូវការងារធ្វើទៀតលីសិនហើយណា មិនខ្វះខាត់ឡើយតែរកការងារធ្វើឬមនុស្សចម្លែកនេះគ្មានប្រាក់ចំណូលទេយកយ៉ាងមិនក៏អញយ៉ាងហ្នឹងចេះផ្លេចរឿងសំខាន់ទៅកាន់មនុស្សចម្លែកនេះអាចជាប្រតិចាមែនហើយនិយាយតែមកឲ្យគេមកជួយជីវិតយ៉ាងម៉េចឈប់សិនខ្ញុំឲ្យលោក50លានឈប់សិនខ្ញុំឲ្យលោក50លាន ប្រហែលទៅ 50លាន 50លានណា ខ្ញុំព្រមឲ្យលោក50លានទើបចង់ឲ្យលោកទៅជួយមើលលោកតារបស់ខ្ញុំបើសិនជាលោកព្រមព្យាបាលលោកតាខ្ញុំអត់ជាគ្រួសារខ្ញុំនឹងសងគុណលោក 50លានគ្រាន់តែមើលមកផ្លែត បាត់មែនហើយ ខ្ញុំនឹងលុយទឹកដុំរបស់មនុស្សទាំងអស់នេះគឺដូចជាខ្យល់ព្យុះបក់បោកយ៉ាងចឹងក៏មើលមកផ្លែតសំបានលុយ50លានដែរទាំងលុយសំខ្លួនឯងនឹងមិនសន្សំច្រើនឆ្នាំគឺបានប្រាក់រាប់ពាន់មានក្តីសុខមែនតើ ចេញលោកយ៉ាងម៉េចពិតជាសំណាងក្នុង10000សំណាងមែន ប្រកាសហើយ អញ្ចឹងខ្ញុំទៅមើលបន្តិចចុះពេលទេវតាវាងប៉ារបស់ខ្ញុំ ជីពចររបស់លោកម្ចាស់វាងធម្មតាទេប៉ុន្តែរាងកាយរបស់គាត់គឺដូចជារុក្ខជាតិអញ្ចឹងបាននៅបណ្ដោយបែបនេះគឺទ្រាំមិនបានដល់ជប់នេះទេ គ្រូពេទ្យវាងលោកគឺជាគ្រូពេទ្យបកកែលោកច្បាស់ជាមានវិធីរបស់លោកត្រូវការលុយប្រមាណ លោកម្ចាស់ជាគាត់មិនបានឈឺមិនមានជំងឺអីទេលោកប្រុសពេលនេះខ្ញុំអស់លទ្ធភាពហើយ លោកគ្រូពេទ្យដែរប៉ាមិនអាចចឹងទៅគ្រូសាជាយើងបើមិនមានប៉ាឲ្យពួកយើងធ្វើយ៉ាងម៉េចរស់ លោក កើត តាអត់ខុសទេអំទី2ខ្ញុំស្រែកធ្វើអីសំដីមិញមិនលិនពេកទេមែនទេលោកតាអត់ខុសទេលោកអំទី2មកខ្ញុំស្រែកធ្វើអីសំដីមិញមិនយកថាលិនពេកទេមែនទេ ហើយនិយាយជាមួយមនុស្សដល់របៀបណានឹងហ៎ ខ្ញុំមិននិយាយអីខុសលោកតាគាត់នៅរស់លោកពុកបានគេនិយាយថាលោកតាខូចមិនលោកពុកនិយាយពាក្យនេះមិនចឹងទេ
ទូយ៉ាងណាក៏ពូគឺជាចាស់ទុំម្នាក់ដែរណាប្រយ័ត្នសម្ដីរបស់ឯងផងទៅយើងសង្ឃឹមថាលោកតារបស់ឯងគឺគាត់នៅរស់ខ្លាំងជាងអ្នកដទៃក៏ប៉ុន្តែជំងឺគាត់ធ្ងន់ធ្ងរព្យាបាលមិនជាទៅហើយសូម្បីពេលទេវតាក៏មិនអាចព្យាបាលផងអឡូអ្នកប្រវាងថាម៉េចមិនអាចទៅជិះចឹងបានបាទខ្ញុំដឹងហើយខ្ញុំនឹងណែនាំគេឲ្យលោកចុះអ្នកប្រវាងប្រាប់ថាឯងបានបដិសេធនឹងគេហើយនៅធ្វើឲ្យមនុស្សរបស់គេរបួសទៀតផងរឿងនឹងយ៉ាងម៉េច មកខ្ញុំមិនស្រឡាញ់បដិសេធមិនបានមែនទេចេះតែនិយាយថាគ្នាគេមានរបួសខ្ញុំមានសួរទេថារឿងរ៉ាវទាំងអស់យ៉ាងម៉េច ហើយអូបានខលឯងធ្វើអីអ្នកប្រវាងគឺជាកូនប្រុសច្បងរបស់គ្រូសាវាងគ្រូសាវាងគឺជាប្រធាននៃគ្រូសាអភិជនធំៗទាំង4នៅឯអ៊ីជើគឺតាមតម្លៃឯង មួយមកដាក់កូនប្រុសវាងអ៊ំទី2ចុះពេលណាទើបឲ្យកូនក្មួយបានប្រួបបែបនេះ យើងប្រាប់ឯងម្ដងទៀតអ្នកប្រវាងគឺជាកូនប្រុសច្បងគ្រូសាវាងគ្រាន់តែពួកឯងព្រមជាមួយគ្នានឹងសម្ព័ន្ធភាពគ្រូសាយាយើងនិងគ្រូសាវាងកាន់តែល្អហើយគ្រូសាយាយើងឥឡូវនឹងគឺដុនដាប់ណាស់ពួកយើងត្រូវគៀបជាប់នឹងគ្រូសាវាងអាចវិលត្រឡប់មកជួបមុខគ្រូសាធំៗទាំង ខ្ញុំមិនដឹងហើយក៏មិនរៀបការដែរព្រោះខ្ញុំមានមកប្រុសរួចហើយ 4ត្រឡប់ធំរៀបការគឺជារឿងសំខាន់ស្ដាប់តាមឪពុកម្ដាយប៉ារបស់ឯងទៅលឿនពេកទើបរឿងរៀបការនេះគឺអ៊ំជាអ្នកសម្រេចមិនមែនឲ្យឯងនិយាយស្រាច់ចិត្តទេគឺឆាប់និយាយសុំទោសអ្នកប្រវាងទៅឯងព្រមជាមួយគេអត់ឯងឆាប់និយាយបានច្បាស់លាស់ ខ្ញុំបាននិយាយហើយខ្ញុំមិនដឹង ឯងជាណាខ្ញុំគឺជាអ្នកមួយជំងឺឲ្យលោកម្ចាស់អ៊ំទី2អាចបន្ថយសម្លេងខ្លួនឯងតិចបានទេលោកម្ចាស់គាត់ពេលនេះ គេគឺជាមិត្តប្រុសខ្ញុំតាន់ហ្វុង ឯងអាអ្នកត្រៃនេះគ្មានកោបរំមែនទេបងឯងទៅបលែងអ្នកប្រុសវាងចោលហើយបើសវាយកអាអ្នករត់ចោលស្រុកបែបនេះចឹងអីឯងអន់ជាងឆ្កែរបស់អ្នកប្រុសវាងផងណាមិនបានជាជាខ្ញុំចឹងគឺយើងជាឯងទៅយ៉ាងមិនទៅយើងប្រមានឯងណាឯងជាអ្នកសម្រាយហើយប្រាប់ឯងហើយនិយាយយ៉ាងគឺជាមនុស្សរបស់អ្នកប្រុសវាងទេប្រភេទឆ្កែឆ្មាដូចជាឯងនេះបញ្ញាបោះក្បាលទៅវិញទៅកុំឲ្យយើងណាប្រើដៃប្រើជើងទៅលើឯងទាន់ណា អ៊ំទី2ទោះគេមិនមែនជាមិត្តប្រុសខ្ញុំតែខ្ញុំចេះគេមកព្យាបាលជំងឺលោកតាដេញគេធ្វើអី អាមុខស្អាតមិនតន់ជ្រុះប្រឡីពីក្បាលផងមកមើលជំងឺលោកប៉ាមើលទៅឯងឈួតបាត់ទៅហើយវានឹងគឺស្អីទៅសូម្បីតែគ្រូពេទ្យលំដាប់លេខ1ទេវតាវាងក៏មើលមិនជាផងនោះតើគេមានសមត្ថភាពប៉ុណ្ណាទៅ លោកអ៊ំគាត់អាចជាប្រធានចាអាចជាពេទ្យទេវតាអាចព្យាបាលលោកតាបាន ដូចជាអួតលើពេកហើយខ្ញុំមិនជាប្រតិចាស្អីនោះទេ លេខគិតថាអ្នកប្រុសម្នាក់នេះត្រូវការលក្ខណៈសញ្ញាណ ស្អីគេនឹងជាប្រតិចាឯងចង់ឲ្យអ៊ំសោយស្លាប់មែនទេនិយាយយ៉ាងគឺឯងធ្វើស្អីថាមិនព្រឹត្តិការណ៍ស្អីគេនឹងព្រឹត្តិការណ៍ជាទេវតាគឺមានមនុស្សតិចខ្លាំងណាស់ដែលនៅក្នុងលោកនេះអាចឈានដល់កម្រិតព្រឹត្តិការណ៍ហើយពួកគេសុទ្ធតែជាអ្នកចម្បាំងដល់ល្បីឈ្មោះហើយវានឹងជាព្រឹត្តិការណ៍ឯងចង់កុហកមនុស្សស្លាប់ អ៊ំទី2ទោះគេមិនមែនជាពេទ្យទេវតាតែលោកតាមានសភាពបែបនេះសូមឲ្យគេបានមើលបន្តិចទៅណា មែនហ្នឹងខ្ញុំក៏រៀនពេទ្យបន្តិចបន្តួចដែរមិនទេខ្ញុំនឹងទៅពិនិត្យមើលគាត់ខ្ញុំមើលកុំអីឯងល្ងងណាស់និយាយយ៉ាងគឺអ៊ំមិនល្ងងដូចឯងទេចង់ប៉ះពាល់គេផងបើសិនជាឯងមិនឆាប់ចេញពីទីនេះទេយើងនឹងវាយបបាក់ជើងឯងភ្លាម អ៊ំទី2លោកតាតែជាបែបនេះសូមឲ្យគេបានមើលបន្តិចទៅបើគេមិនមែនយើងក៏មិនខាត់បងអីដែរម្យ៉ាងទៀតបើគេជួយលោកតាបានគឺពួកយើងមានសង្ឃឹមហើយ នេះឯងជួយអាចរៃនេះមែនទេបើឯងគិតថាវាអាចព្យាបាលបានឲ្យវាព្យាបាលលោកតាឯងទៅនាងអ៊ំទី2របស់នាងដូចជាសាហាវណាយើងមកព្រិចអ្វីដែលយើងបាននិយាយគ្នាទៅ មិនបានលោកអ៊ំទី2បង្ករឿងធ្វើគេខឹងហើយប្រតិចាតែលាក់ខ្លួនខុសពីមនុស្សធម្មតាបើសិនជាគាត់ទៅបាត់យាយហើយត្រូវគាត់នៅទីណាទៅអាចជំងឺលោកតាក៏កំពុងយ៉ាប់យើងទៀតលោកបានទៅលោកអ៊ំទី2តាន់ហ្វុងខ្ញុំចេញមកមិនថាយ៉ាងណាទេគឺខ្ញុំមិនដេញទេចដាច់ខានលោកជួយមើលលោកតាខ្ញុំសិន យ៉ាងឯង មិនថាមានរឿងអីទេខ្ញុំយាយសុំទទួលខុសត្រូវ បានឯងតាំងចិត្តមិនបោះបង់អញ្ចឹងថ្ងៃហ្នឹងអ៊ំឲ្យឯងធ្វើអត់ចិត្តចុះអ៊ំនឹងចាំមើលអាអ្នកត្រៃនេះវាអាចព្យាបាលតាឯងជាទេអញ្ចឹងក៏សូមជួយមកតាមរឿងអីទៅ អ្នកប្រុសម្នាក់នេះមានយុទ្ធសាស្ត្រដូចជាប្រតិចាពិតមែនកម្លាំងភាពខ្លាំងណាស់ប្រហែលជាអាចជួយលោកតាបាន នេះមិនមែនជា អ្នកប្រុសតូចចេញមក ពូទី2ពុតជាសំនឹងរហ័សនាមស្ដាញ់ពីឃាតមែន អ្នកប្រុសតូចថ្ងៃក្រោយអ្នកប្រុសខ្លាំងជាងខ្ញុំទៅទៀត ចុះនិយាយទៅខ្ញុំហាន់ច្រើនខែចេះតែមួយស្នៀតដឹងទេទម្លាប់ទៅហាត់ស្នៀតទី2បាននោះឲ្យចុះសំនេះវិញ អ្នកប្រុសប្រយ័ត្ន ពូទី2ពូកាត់អីទេ មិនអីទេគ្រាន់តែល្បិចតូចតាចប៉ុណ្ណោះគ្រាន់តែបង្វិលធាតុទាំងអស់នេះចេញពីខ្លួនខ្ញុំទៅគឺជាហើយ ធាតុក៏ខ្វក់នៅលើខ្លួនលោកម្ចាស់ដូចជាពូទី2នៅឆ្នាំនោះដែរធាតុក៏ខ្វក់លើខ្លួនលោកម្ចាស់ដូចគ្នានៅពូទី2នៅឆ្នាំនោះដែរនៅលើខ្លួនធំក្លិន អ្នកប្រុសមានវិធីអីទេ ពេលទេវតានៅតែគ្មានសមត្ថភាពចុះទម្រាំអាចសម្រាប់ម្នាក់នេះអាចធ្វើស្អីបាន មិនគឺគេមិនដឹងចិត្តពលលោកអ៊ំទី2ក៏ឃើញដែរ បំភ្លើសពេកហើយពួកឯងក៏គិតថាបោកយើងបានឲ្យសោះណា អ្នកប្រុស ជួយបានតែណាពេលទេវតានៅគ្មានសមត្ថភាពជួយផងអាចចង្រៃឯងដឹងថាលទ្ធផលកុហកគ្រួសារយើងយ៉ាងម៉េចទៀតពេលទេវតាវាងគ្មានវិធីតែមិនមែនថាខ្ញុំគ្មានវិធីណានៅលើរាងកាយរបស់លោកម្ចាស់គ្មានរោគគ្មានជំងឺអ្វីទេដូចជាមានអ្នកដាក់ថ្នាំមកពលគាត់ចឹង ថាម៉េចព្រមួយលោកតាមិនបានជឿអីទេមានគេរៀបផានការស្ងាត់អី ខ្ញុំចេះតែនិយាយព្រៃផ្ដាស់អ្នកណាហ៊ានធ្វើរឿងអាក្រក់ដាក់លោកប៉ាទៅឯងនេះមកផ្ទះយើងដើម្បីកុហកឯណាមនុស្សចាប់អូអាម្នាក់នេះចេញទៅហើយវាយបបាក់ជើងវាទៅ ឈប់សិនលោកអ៊ំលោកតាដូចជាបានធ្វើស្រះហើយហេតុអីក៏ដេញគេទៅវិញ រឿងអីទៅជាអញ្ចឹងយើងគិតថាវាចង់កុហកយកលុយពីគ្រួសារយើងនៅស្អីទៀតមិនកុំអស់វាទៅ លោកអ៊ំការដែលប្រញាប់ដេញគេទៅវិញនេះមិនមែនឯសាររបស់នៅលើខ្លួនរបស់លោកតាលោកអ៊ំជាអ្នកធ្វើទេមែនទេ យកឯងមកបៀមឈាមព្រោះដាក់អ៊ំអញ្ចឹងអី
ông thà anh ngục ngô chưa am được cọ đi hỏi cho bà am được riêng vì cọ cứ thua anh ta anh được bên đua ta cầm hậu đi nè cái tuôn អ្នកប្រុសតាលោកប្រកាសទេ còn hả បានចឹងសាឡបងទេថ្ងៃនេះខ្ញុំនៅទីនេះចាំបាច់ថាអ្នកណារំខានអ្នកប្រុសខាងនេះព្យាបាលលោកតាអ្នកប្រុសលោកតា bà nên cho say tiếc của anh sao thôi từ đây anh mà kẹt dương cứ đâm mấy cọ bọc ra anh trong sân bà dương ô anh để chặt cá tôi chăm tích chưa có phun từ trong chui con phần bên coi con chim chạy ma cứ lo hỏi anh đi cho họ dương chăm chưa sập với tư vừa lúc cầm trộn mà sao đó trong đằng to đây nữa anh chỉ nào ở con tư lúc thôi say nângนี่คือมันตอนบ้านโทรศัพท์ปวดลงตีนะปวดลงไม่ได้ทวนจังบ้านเต้คือปวดจีบมีกำลังที่เมนวิธาจะปฏิจารซ้อมเฮยก็ปฏิปฏิจารนะในขมิ้นจังดู លោកតាដឹងខ្លួនហើយ មិនដឹងអាចទេមិនគឺថាមិនអាចនោះខ្ញុំនិយាយឲ្យថាខ្ញុំអាចជួយបានមិនស្មានថាចៃដន្យសំណាងល្អចឹងសោះ លោកតាមានអារម្មណ៍យ៉ាងម៉េចដែរ តាមានអារម្មណ៍ថារស់ឡើងវិញហើយថែមទាំងមានកម្លាំងឡើងវិញទៀតមិននឹងអាចទៅរួចទៅ លោកតាគេត្រូវអរគុណអ្នកប្រុសតូច អរគុណលោកតាន់ដែលជួយជីវិតខ្ញុំ មិនសមទេខ្ញុំមិនទទួលទេបើចង់អរគុណត្រូវអរគុណចៅរបស់លោកចាស់ទៅបើគ្មាននាងខ្ញុំក៏មិនអាចមកទីនេះបានដែរ ជួយជីវិតខ្ញុំតាចាស់នេះមិនភ្លេចគុណទេធ្វើបែបនេះទៅលោកសម្រាប់ដល់ផ្ទះខ្ញុំសិនទៅហើយថ្ងៃស្អែកខ្ញុំនឹងធ្វើពិធីជប់លៀងអរគុណម្ដងទៀត បងធំពេលនឹងឲ្យនៅមានអារម្មណ៍ផឹកតែទៀត គ្រាន់តែលោកប៉ាមិនស្លាប់សោះនឹង តែរឿងនឹងមិនមែនធំដុំស្អីទេអីតែបើគាត់ស្លាប់បានទៅឬក៏វាអស់តាមនឹងដែរ ទី2 บอกไปหรอกលោកប៉ាមិនត្រឹមតែមិនស្លាប់ទេតែសុខភាពរាងកាយរបស់គាត់នឹងល្អស្រាប់ទៀតផងអញ្ចឹងគ្រប់យ៉ាងមិនធ្លាក់ក្នុងដៃស្រីស្រស់ឆើតឆាយយ៉ាងទៅហើយទេអី mấy là người mà nè nụ ai cái lộc pan đây nít bàn đây ấy tới khoa xây mà lên ngày sáng lộc pa chụp liêng ở côn tờ phong mền thì chẳng những chuyện ở can ní phơi ao bộ kiên co khai tới chỉ bàn hỏi đào pe đại chị giáo riệp ca cho môi nè pro vàng khai tới chiếc trà cổ vàng ngày cáo dương đừng đỏ sứt săn mà đỏ bòn niềng nói hai phao chị giáo bàn riệp ca cho môi trà cổ vàng mình men chiếc sắm chiếc cừu sai dương tiệt tì nở pe phơi mình ban sắm ra dương vô chị giáo từ phai lộc pro vàng tại mà đòn từ nở pe đập pa lang than xuống nè pro vàng đừng chui chương trên mình khản បងប្រុសនឹងមានផ្លូវដែរ ឆាប់ទៅតាកតងនៅប្រវាងឲ្យគេរៀបចំអំណោយចុះព្រោះថ្ងៃស្អែកពួកយើងនឹងចាប់ពួកគេឲ្យភ្ជាប់ពាក្យតែម្ដង អស់ចាពិតជាល្អមែនទែន50លាននិយាយពិតធ្វើតាមសម្ដីល្អមែន50លានណែជិះចូលនាងយកថ្មណានាងមកទីនេះធ្វើទៅនាងចង់ធ្វើអីហ្នឹង យាយយ៉ាងបញ្ជាអរគុណអ្នកប្រុសណាដែលជួយជីវិតលោកតា នាងក៏បានឲ្យលុយខ្ញុំ50លានហើយតើ មិនបានទេខ្ញុំស្មានតែលេខបានជួយលោកតាហើយបានលោកជួយសង្គ្រោះគាត់ប្រាក់50លានគឺបើចិត្តតូចណាស់ នាងខ្ញុំបានប្រាប់ហើយតើខ្ញុំគ្រាន់តែសំឡងដល់ចែកដនប៉ុណ្ណោះទេចំណែករបួសលោកតានាងវិញគឺខ្ញុំគ្រាន់តែធ្លាប់ឃើញពីមុនមកម្យ៉ាងទៀតក៏គ្រាន់តែព្យាបាលតិចតួចប៉ុណ្ណោះ យាយយ៉ាងមានរឿងមួយទៀតចង់សម្បល់លោកបានលោកបញ្ចុះព្រមទេយាយយ៉ាងនៅទីនេះលោកជង្គង់រហូត នាងចង់ឲ្យខ្ញុំនៅនាងជាប់ពាក្យនឹងគ្នា យាយយ៉ាងដឹងថាមិនស័ក្តិសមនឹងនិយាយទេប៉ុន្តែយាយយ៉ាងតាំងចិត្តសុំឲ្យអ្នកប្រុសជួយ នាងក្រោកឡើងសិន អ្នក មក ប្រុស ក្រោកឡើងសិនមកអង្គុយហើយនិយាយគ្នានាងបើសិនជានាងចង់ឲ្យខ្ញុំប្រឡំខ្លួនជាមិត្តប្រុសរបស់នាងហើយទៅដោះស្រាយជាមួយគ្នានៅវាងសាងស្អីនោះវាមិនជាបញ្ហាស្អីទេជារឿងតូចតាចទេជាប់ពីជារឿង លោក ធំ មិនតាន់អស់ទេតាំងពីលោកប៉ាខ្ញុំលាចាកលោកទៅម៉ាក់ខ្ញុំក៏បានទៅតាមក្រោយហើយអ៊ំធំនិងអ៊ំទី2ចង់លេបភាគហ៊ុនទាំងអស់របស់គ្រួសារយាច្រើនឆ្នាំមុននេះខ្ញុំខំធ្វើការដើម្បីក្រុមហ៊ុនយាក្រុងតែមិនងាយស្រួលទេទោះជាមានលោកតាជួយក៏ដោយក៏គ្មានសន្យាអ្វីទាំងអស់ហើយខ្ញុំដឹងថាប្រហែលឆ្នាំមុននេះអ៊ំធំនិងអ៊ំទី2ចង់ឲ្យខ្ញុំចេញពីគ្រួសារយាថ្ងៃស្អែកមានការជប់លៀងគ្រួសារអភិជនធំទាំង4មកចូលរួមដែរគាត់ពិតជាឲ្យខ្ញុំរៀបការជាមួយអ្នកប្រុសវ៉ាង នៅមានរឿងចឹងផងហ៎ អ្នកប្រុស ឆាប់ក្រោកឡើង ខ្ញុំដឹងថាលោកជាប្រធានចាស់មានឋានៈខ្ពស់ខ្ញុំទៅទៀតគឺមិនស័ក្តិសមតែខ្ញុំបានដាក់ដល់ផ្លូវតលហើយមិនចង់រៀបការជាមួយតកូលវាងក៏មិនចង់ឲ្យអ៊ំទាំងពីរសមបំណងដែរអ្នកប្រុសសូមមេត្តាជួយខ្ញុំផងតែ អ្នកឈរសិនទៅនាងខ្ញុំបានប្រាប់ឲ្យថាខ្ញុំមិនជាប្រតិយាយទេខ្ញុំគ្រាន់តែជាមនុស្សដើរធម្មតាទៅរឿងរាយការណ៍គឺជារឿងធំនាងចាត់ការដោយខ្លួនឯង តែអ្នកប្រុសយល់ព្រមខ្ញុំតែនិយាយជាមួយលោកតាបានលោកតាងក់ក្បាលលោកអ៊ំទាំងពីរនាក់អស់មានវិធីអីហើយ មកដល់ចំណុចនេះត្រូវគិតឲ្យបានច្បាស់ខ្ញុំនឹងភ្ជាប់ពាក្យជាមួយយាយយ៉ាងម្យ៉ាងទៀតនាងក៏ស្អាតមិនធម្មតាដែរហើយក៏ចេះគួរសមចំពោះខ្ញុំដែរអ្វីដែលកាន់សំខាន់នោះគឺប្រពន្ធមានចំណេះដឹងបានប្រៀបធៀបមេខ្លាគ្រួសារចាស់កម្រិលដែលចង់ចាប់ចូលខ្ញុំនោះគឺវាល្អរាប់រយដងឯណោះបានខ្ញុំយល់ព្រមនឹងនាងចុះ ហ៎សូមស្វាគមន៍ បិទបាត់ដល់ទៀតកុំប្រកែកប្រកាន់អី ស្វាគមន៍លោកប្រវងជួយមកដល់ហើយ គួរសមពីហើយលោកតាបានជាសះស្បើយពីជំងឺក្នុងនាមខ្ញុំជាកូនចៅត្រូវតែមានអំណោយនេះជាយិនសិនប៉ុនឆ្នាំជូនលោកតាជូនពរឲ្យលោកតាមានសុខភាពល្អ សំជាប្រវងមែនចិត្តល្អដៃទលាយមែន គួរសមពីហើយយ៉ាវលោកតា អ្នកប្រុសវ៉ាងកុំនិយាយដូចជាស្និទ្ធស្នាលអញ្ចឹងទំនាក់ទំនងពួកយើងមិនបានចិត្តដិតអីទេ អីមិនក៏និយាយចឹងដាក់អ្នកប្រវងហ៎ មិនអីទេយ៉ាវការដែលខ្ញុំមកថ្ងៃនេះទី1គឺខ្ញុំមកជូនអំណោយលោកតាហើយនៅមានរឿងមួយទៀតដែលសំខាន់ពិសេសនោះគឺចង់
ខ្ញុំអាចបដូរសម្លៀកមកពាក់វិញបានទេឈុតនេះវាសម គេសំតាកុំភ័យអេងតាន់ហ្វឹងនេះល្អទី2បងធ្លាប់ជួបហើយនេះល្អធំយ៉ាអូ សួស្ដីសួស្ដីលោកសួស្ដីលោកទី2យីយ៉ាងឯងធ្វើស្អីនេះឯងមកឈរអបដៃអបជើងមនុស្សប្រុងចឹងតើសមដែរទេ យ៉ាយ៉ាមិនក៏អ្នកស្រីនេះមកឈរទីនេះបានអញ្ចឹង អ្នកប្រវាងសូមប្រយ័ត្នសម្ដីផងតាន់ហ្វឹងជួយជីវិតលោកតាពិធីជប់យើងថ្ងៃនេះគឺដើម្បីអរគុណដល់គាត់រឿងអីគាត់មិនអាចមកទីនេះនោះ ថាម៉េចវានឹងជាអ្នកព្យាបាលលោកតាឲ្យជាអីមិននឹងអាចទៅ លោកវងគឺវាពិតមែនតែទោះជាវាមានសំណាងជាបាតលោកប៉ាជាក៏ដោយតែឯងនឹងអោបដៃអោបជើងវាធ្វើស្អីឯងធ្វើជើងអ្នកដទៃគិតយ៉ាងម៉េចមកលើឯងគិតយ៉ាងម៉េចមកលើគ្រួសារទៀតទៅ យ៉ាយ៉ាទោះបីជាវាព្យាបាលលោកតាជាក៏ដោយចុះទោះវាមានជំនាញពិតមែនចុះតែក៏មិនមែនព្រោះតែរឿងហ្នឹងនាងទៅប្រព្រឹត្តខ្លួនបែបហ្នឹងជាមួយវាដែរ មិនខុសទេមិនមែនគ្រាន់តែរឿងហ្នឹងខ្ញុំដកល្អយ៉ាងហ្នឹងទេឥឡូវចាំពេលល្អណាស់ឆាឱកាសនេះខ្ញុំសូមប្រកាសរឿងធំមួយឥឡូវចាំពេលល្អណាស់ឆាឱកាសនេះខ្ញុំសូមប្រកាសរឿងធំមួយខ្ញុំនិយាយចាញ់នឹងភ្ជាប់ពាក្យជាមួយតាន់ហ្វឹង យីយ៉ាងឯងនិយាយទៅផ្ដាស់ស្អីនៅមុខអ្នកប្រុសវងចឹង មិននិយាយទេផ្ដាស់ទេតាន់ហ្វឹងជីវិតប្រុសខ្ញុំពិតមែនហើយបានជួយព្យាបាលលោកតាជាទៀតពេលលោកតាមកដល់ខ្ញុំសូមឲ្យពួកយើងបានភ្ជាប់ពាក្យនឹងគ្នាភ្លាម តែផ្ដាស់អាសម្រាប់នឹងអីមិនសមនឹងឯងទៅឯងគឺជានាងទី3ក្នុងគ្រួសារត្រកូលជាយើងមានតែមនុស្សមានទេកសលទេដូចជាអ្នកប្រុសវងនេះ យ៉ាយ៉ាអ៊ំទី2ឯងនិយាយត្រូវពិតមែនតន់ហ្វុងជួយជីវិតតាវាជារឿងល្អសម្រាប់គ្រួសារជាប៉ុន្តែឯងមិនត្រូវលះបង់ខ្លួនអញ្ចឹងដែរ ខ្ញុំមិនបានលាក់បង់ខ្លួនគឺខ្ញុំនឹងតាន់ហ្វឹងពួកយើងស្រឡាញ់គ្នាពិតមែន ពិតមែនហើយពួកយើងស្រឡាញ់គ្នាពិតមែន ពួកឯងស្រឡាញ់គ្នាអញ្ចឹងយើងសួរឯងអាចចង្រៃឯងមានទ្រព្យសម្បត្តិស្អីទៅ អ្នកប្រវាងនេះលោកធ្វើអីហ្នឹង យ៉ាយ៉ាឋានៈរបស់នាងមិនធម្មតាទេអ្នកនាងមិនត្រឹមតែជាអ្នកនាងទី3នៅក្នុងគ្រួសារជាប៉ុណ្ណោះទេអ្នកនាងគឺជាស្រីស្អាតដាច់គេគ្មានពីរនៅទូទាំងអ៊ីជើងនេះខ្ញុំពិតជាមិនយល់ពិតមែនថាហេតុអីបានជាវាតើវាមានសម្បត្តិអីស្រឡាញ់គ្នាជាមួយអ្នកនាងបាននោះ ចាវាតែត្រង់ឲ្យនៅលោកដែរទៅបើនិយាយទៅខ្ញុំមិនមានអីល្អជាងលោកនោះទេមិនក៏ចូលចិត្តប្រើពាក្យអធិរោះចឹង អ្នកប្រវាងទីនេះជាកន្លែងគ្រួសារជាលោកមិនទុកមុខមាត់ឲ្យគ្រួសារជាចាំបាយអ្នកមានគុណរបស់គ្រួសារជាទៀត យ៉ាយ៉ាបើថាវាពិតជាព្យាបាលលោកតាមែននោះខ្ញុំយល់ដល់មុខនាងខ្ញុំអាចចេញថ្លៃឲ្យវាមួយចំណែកចុះប៉ុន្តែពេលនេះវាប៉ះពាល់ស្រីរបស់ខ្ញុំហើយនិយាយឆ្លើយដាក់ខ្ញុំទៀតអញ្ចឹងខ្ញុំមិនអាចលើកលែងវាបានទេ អ្នកប្រវាងសូមប្រយ័ត្នសម្ដីផងខ្ញុំជាមនុស្សរបស់អ្នកប្រុសពីពេលណា នៅមុននេះខ្ញុំនិយាយបានទើបតែពាក់កណ្ដាលប៉ុណ្ណោះទី1ខ្ញុំមកជូនពរលោកតាដែលជាពីជំងឺហើយចំណែកឯទី2ខ្ញុំមកសុំនាងរៀបការដោយផ្ទាល់ អ្នកប្រវាងខ្ញុំសូមអ្នកនាងនិយាយរៀបការ ក្រែងនាងនិយាយថាភ្ជាប់ពាក្យជាមួយនឹងទើហ្វុងអីចុះឥឡូវរឿងរ៉ាវវាយ៉ាងម៉េចឧបកតទៅ ហេម្នាក់នឹងមកពីណាមិនដែលឃើញពីមុនទេមកត្រូវរៀបការជាមួយអ្នកដូចជាព្រះអង្គម្ចាស់ដូចជាអ្នកប្រវាងអញ្ចឹងគឺល្អជាង ក៏ពិតគ្រួសារវាងនិងគ្រួសារជាគ្រួសារអភិជនទាំង4នៅអ៊ីជើយើងបើសិនជាមានការភ្ជាប់សាច់ឈាមមែននោះគ្រួសារវាងជារួមគ្នាខ្លាចតែគ្រួសារលីនិងគ្រួសារថាងមិនត្រូវខ្ចាយទេយ៉ាយ៉ានាងគួរតែដឹងច្បាស់ណាស់ពីគ្រួសារវាងនិងគ្រួសារជារបស់នាងព្រោះយើងសុទ្ធតែជាគ្រួសារអភិជនធំៗទាំង4នៅអ៊ីជើនេះហើយសប្តាហ៍ថ្ងៃគ្រួសារវាងខ្ញុំឈរនៅលំដាប់ធំនៅក្នុងចំណោមគ្រួសារអភិជនធំៗទាំង4នេះក្នុងនាមខ្ញុំជាកូនច្បងនៅក្នុងគ្រួសារខ្ញុំជាអនុប្រធាននៅក្នុងក្រុមហ៊ុនដែរបើនាងនៅជាមួយខ្ញុំនាងនឹងមានឋានៈខ្ពង់ខ្ពស់ខ្ញុំសិតតែខ្ពស់ជាងអាសម្រែនៅចិត្តខ្លួននាងទៅទៀតយ៉ាយ៉ាបើនាងព្រមរៀបការជាមួយខ្ញុំជីវិតរបស់នាងនឹងប្រសើរបំផុត អ្នកប្រុសនិយាយមកគឺសុទ្ធតែសមទាំងអស់ឯងមិនក៏មិនព្រមគេទៅ ខ្ញុំបានកាត់ច្បាស់លាស់ហើយអ្នកដែលខ្ញុំរៀបការជាមួយគឺជាតាន់ហ្វឹង យីយ៉ាងឯងក៏ប្រេះផ្ដាស់ពេកណាឯងគឺជាអ្នកថ្លៃថ្នូរយីយ៉ាងអ្នកនាងទី3មានតែបែបអ្នកប្រវត្តិមានទេពកុសលវ័យក្មេងទៅប៉ុណ្ណោះទេទើបឯងនឹងឲ្យជីវិតឯងរុងរឿងហើយម្យ៉ាងទៀតបើសិនជាពួកឯងភ្ជាប់ពាក្យនឹងគ្នាការសហការចិត្តដិតរវាងគ្រួសារទាំងពីរគឺកាន់តែល្អជោគជ័យដល់កំពូលដូច្នេះយើងមិនបណ្ដោយឯងធ្វើស្អីឆែកចិត្តនោះទេ យ៉ាយ៉ាក្មួយមិនខ្វល់ពីភ្ញៀវកំពុងតែមើលទេអីអ្នកប្រុសវាងស័កសមជាមួយឯងជាងតាន់ហ្វុងគ្រប់យ៉ាង ពួកលោក សាសមល្អជាងហើយវាយ៉ាងម៉េចឯងនិយាយប្រងបាននេះថាម៉េចខ្ញុំចង់និយាយថាម្នាក់នេះអូនតូចវាងមែនទេអ្នកទាំងអស់គ្នាអ៊ុតពីគេលើកជើងគេដូចទេវតាអញ្ចឹងគេគិតថាសមជាមួយនឹងនាងជាតែជាយ៉ាងគេមិនសមនឹងរៀបការជាមួយទេ ត្រូវហើយ យ៉ាងម៉េចនឹងយើងមិនស័កសមអីទៅឯងសមហ៎ត្រឹមឯងបានជួយជីវិតលោកតានឹងក៏ជាសមិទ្ធផលដែរអីឯងត្រូវដឹងថាការរៀបការរបស់យ៉ាវគឺពាក់ព័ន្ធនឹងសេចក្តីសុខថ្ងៃមុខរបស់កូនចៅចំនួនក្រោយដែរណាវើយអាឡអត់ឯងមិនអាចគិតតែខ្លួនឯងបានទេគ្រាន់តែជួយជីវិតលោកតាសោះក៏អាចប្រែកាឡាខ្លួនខ្លាយទៅជាមនុស្សអស្ចារ្យមហាលោតផ្លោះបានដែរ ខ្ញុំមិនទាន់ដឹងថាការរៀបការនេះគឺជាប់ពាក់ព័ន្ធនឹងក្តីសុខរបស់ចំនួនក្រោយរបស់យាយយ៉ាងម៉េចទេគឺខ្ញុំមិនជាមនុស្សអស្ចារ្យស្អីទេតែហើយណាខ្ញុំក៏ជាអនាគតស្វាមីដែលគេសមនឹងទទួលបានដែរចុះលោកមានស្អីទៅលោកមានសួរពីចិត្តរបស់អាយ៉ាងទេ ការរៀបការគឺជារឿងសំខាន់ពីដើមគឺគោរពតាមឪពុកម្ដាយស្ដាប់តាមការផ្សំគុំយ៉ាវនៅក្មេងមិនដឹងរឿងនេះទេយើងចាស់ទុំគឺយើងជាអ្នកទុកដាក់ឲ្យគេ ពួកលោកមិនក៏គ្រួសារពួកលោកនិងគ្រួសារចាស់កម្រិតរបស់ពួកខ្ញុំដូចគ្នាម្លេះបើដល់សម័យនេះទៅហើយគឺនៅដើរចាប់គូគ្នាស្អីទៀតទៅខ្ញុំថាយ៉ាងគេមិនស្រឡាញ់ទេ មែនត្រូវ នៅមានទៀតគេម្នាក់នេះក៏មិនមែនជាមនុស្សស្អីនោះដែរទាំងអស់គ្នាដឹងអត់ថាពីម្សិលមិញគេនាំគ្នាទៅស្ទាក់ចាប់យ៉ាងហើយទាំងកដាលថៃឆេះហើយនៅកដាលវាទៀតផងហើយគេមនុស្សមកវងទៅស្ទាក់ចាប់កដាលផ្លូវអាហ្នឹងគេហៅស្អីទៅវិញទៅនិយាយទៅគឺងាយបង្ខំណាស់ទៅអីយ៉ាងជាស្រីដែលគួរស្ដាប់ឆ្ងាញ់តាមពិតក៏មានការប្រឈមរឿងលំបាកក្នុងគ្រួសារជួយនាងក៏ដូចជាជួយខ្លួនឯងខ្ញុំក៏អាចរួចខ្លួនពីការចាប់គូពីរនាក់ផ្ទះបានដែរបើយើងទៅពីរនាក់បានភ្ជាប់ពីហើយនោះក៏វាល្អដែរ ឯងនិយាយព្រៃផ្ដាស់ជួបស្អីទៅថ្ងៃនេះ
ខ្ញុំគ្រាន់តែចង់ឲ្យរបស់ពិសេសទៅយ៉ាងហើយនឹងធ្វើពិធីសារភាពស្នេហ៍នាង លោកហៅថាសារភាពស្អីទៅពេលតែយ៉ាងមិនយល់ព្រមគឺលោកក៏ប្រាដៃប្រើជើងហើយលោកជាមនុស្សដែរទេអត់ប្រយោជន៍ទេបើយ៉ាងរៀបការជាមួយលោកថ្ងៃណាមួយលោកទៅប្រាហឹង្សាដាក់នាងទៀតផងក៏មិនដឹង តនហ្វុងឯងកុំអាងថាឯងកំពុងតែនៅផ្ទះគ្រួសារជាយើងមិនហ៊ានធ្វើអីឯងនោះបើមិនយល់មុខដល់លោកតានឹងយ៉ាងទេយើងនឹងមិនលើកលែងឲ្យឯងម្ដងទៀតទេពេលនេះឯងនិយាយទាំងក៏អត់ក៏តមិនដាក់ជើងបើមិនអញ្ចឹងទេក៏មិនទោសជឿសោះថាយើងមិនគួរសមជាមួយឯង នេះគឺក្បាច់គុណសម្បត្តិគ្រួសារវាងឲ្យតើ តែប្រវាងអាយុនៅក្មេងរឿងធុរកិច្ចជំនួញក៏ជោគជ័យច្រើនមកហើយមិននឹកស្មានថាហាត់ក្បាច់គុណក៏រីកចម្រើនចាំមើលអ្នកណាមានស្ពេកដាច់ជាងឥឡូវអិនឯងនៅមិនលុតជង្គង់សុំទោសអ្នកប្រវាងទៀតអី ខុសទេលោកជង្គង់ទទួលកំហុសទេក្រែងលោកអ្នកប្រុសវាងមានចិត្តមេត្តាទុកជីវិតឲ្យតាមពិតវាងសៀនមានកម្លាំងធាតុដែនតែប៉ុន្តែតនហ្វុងជាប្រតិចាគួរតែអាចចាត់ការវិញបាន នេះគេកំពុងធ្វើស្អីហ្នឹង ឥឡូវអិនលើកនេះឯងលែងបានបំបាក់ការប្រកួតទាំងសៀនម្ដងទៀតហើយទាំងអស់នេះជាកំហុសរបស់ឯងជាកំហុសរបស់ឯងទេជាកំហុសរបស់ឯងទេ អ៊ំទី2អ្នកប្រុសបណ្ដឹងអាចចង្រៃនេះឲ្យអស់ដៃទៅមកទៅ នឹកស្មានថាវាងសានហាត់ក្បាច់គុណសោះបើសិនជាគេអាចយកឈ្នះគេបានវាអាចជួយដល់យើងច្រើនណាស់មិនខ្វល់ថាជាយ៉ាវយ៉ាងម៉េចទេគឺត្រូវតែរៀបការឲ្យទាស់តែបាន តែអ្នកប្រុសអាចទទួលបានទេណោះ មិននឹងអាចទៅ រឿងអីវាមិនអាចហ៎ឯងនេះហ៊ានវាយគេឯងទៀតហ៎យើងប្រមានឯងយើងគ្រាន់តែជាមនុស្សដើរហៅសាមញ្ញម្នាក់តែប៉ុណ្ណោះទេតែយើងមានសុខភាពល្អហើយក៏ធ្លាប់ហាត់ក្បាច់គុណខ្លះអញ្ចឹងឯងមិនដៃគូយើងទេ មួយក្បាច់យកឈ្នះវាងសៀនបានជាប្រតិចាពិតមែនហើយ ឯងធ្វើបែបនេះបានយ៉ាងម៉េចឲ្យប្រកាសទៅ អញ្ចឹងឯងធ្វើយ៉ាងម៉េចប្រមមកវាយគេហើយមិនឲ្យគេតដៃឯង យើងខំប្រឹងហាត់ក្បាច់គុណទេវតាសាន់មីងមកច្រើនឆ្នាំហើយក្នុងចំណោមមិត្តរួមគ្រូកម្រមានអ្នកប្រជែងបានណាស់ទោះបីជាមានអ្នកប្រយុទ្ធបានតែគេមិនបង្ហាញខ្លួនមិនធ្វើខឹងទឹកចិត្តដែរតែពេលនេះខ្ទេចខ្ទីអស់ហើយតើវាមានរឿងស្អីកើតឡើងប្រកាសទៅឬមួយក៏វាជាព្រឹត្តិការណ៍មែនទៅឯងកុំគិតឲ្យសោះថាយើងគ្មានវិធីផ្សេងចាត់ការឯងនោះ នេះគឺស្នៀសំខាន់បន្តចំនួនប្រចាំតកុលវាងឲ្យតើ នេះជាគុយរន្ទះខ្មៅ អាហ្នឹងស្អីគេទៅ នេះជារបស់ប្រចាំគ្រួសារវាងគឺគាត់រន្ទះខ្មៅឬហៅថារន្ទះខ្មៅប្រឡ័យលោកមកតែបញ្ចេញលោកត្រូវតែប្រយ័ត្នមិនចឹងលោកអាចស្លាប់បាន អញ្ចឹងពួកយើងមិនចប់ទៅហើយទេ ដូច្នេះពួកយើងគួរតែប្រញាប់រត់ទៅល្អជាង ចោះរត់ណាមកសាមញ្ញយើងស្អប់ឯងថ្ងៃនេះយើងខឹងឯងណាស់យើងត្រូវតែនិយាយគ្នាឲ្យចប់នៅថ្ងៃនេះ មិនមែនទេស្ដាប់ខ្ញុំនិយាយសិនទៅមិនសមឯងដោយសារតែឯងនៅកូនចៅមិនប្រយ័ត្នដួលនៅលើដីគ្មានអីតាក់ទងនឹងខ្ញុំនោះទេអ្វីក៏យើងអត់បានធ្វើដែរ ដំបងឡើយយើងគិតថាឯងមិនប្រើអីក្នុងដៃទេបានប្រើវិធីសាស្ត្រនេះដើម្បីឲ្យឯងបញ្ចេញកម្លាំងធាតុមកតែមិនស្មានសោះថាឯងការពិតជាព្រឹត្តិការណ៍មែនប៉ុន្តែទោះបីជាឯងព្រឹត្តិការណ៍មែនចាំមិននៅចំពោះការប្រកួតទាំងសៀននេះគឺជាគុយរន្ទះខ្មៅឯងច្បាស់ជាលុតជង្គង់អត់ក៏បានខាន ចប់ហើយអាវុធនឹងសូម្បីព្រឹត្តិការណ៍វានៅអាចបក្រាបបានចូលតម្រាំយកមកទប់ទល់នឹងយើងជាមនុស្សធម្មតាចប់ហើយ អ្នកប្រុសខ្ញុំសុំទោសខ្ញុំមិនខកបែកជាមួយអ្នកប្រុសពួកខ្ញុំទទួលវាចោះអ្នកប្រុសឆាប់រត់ទៅ នេះឆាប់រត់ទៅមុនទៅនៅស្នៀតមិនទាន់ហាត់មិនចប់នៅឡើយទេ ដូចជាក្តីសុខណាស់បានចាំជើងបញ្ជូនឯងទៅនៅជាមួយគ្នាចុះចាំជើងបញ្ជូនពួកឯងទៅស្លាប់កំដរគ្នា ក្រែងហ្នឹងឯងគុញកម្មស្អីគេហ្នឹងក្រែងជាអាវុធមហាប្រយុទ្ធសម្រាប់ឯងនោះ មិននឹងអាចទៅរួចទៅ ហេតុអីក៏គុញកម្មដែលឯងឧថាអស្ចារ្យមហាលុតផ្លោះនោះគឺមើលទៅអាចបក្រាបបានសូម្បីតែព្រឹត្តិការណ៍ហ្នឹងហើយស្អីគេហ្នឹងអយើងដឹងហើយឯងចង់សងសឹកយើងមែនទេការដែលពីម្សិលមិញយើងកុហកឯងឲ្យមើលថាហោះនោះគឺទើបថ្ងៃហ្នឹងឯងកុហកយើងវិញហ៎នេះគុជរន្ទះខ្មៅវាមកឈឹងមកទៅហើយយើងគ្មានចេតនាទេខ្ញុំមិនទាំងបានប្រើកម្លាំងស្អីផងហ្នឹងយើងដឹងហើយយើងគិតថាកូនបាល់ខ្មៅហ្នឹងគឺវាមិនល្អស្រាប់ទៅហើយមិនចឹងចាំយើងសងឯងវិញក៏បានដែរវាពិតជាប្រើតែដៃទៅទេអាចបំបែកគុជខ្មៅបាន តែខ្មៅនឹងជាអាវុធសំខាន់កំចាត់ប្រតិចាកញ្ចាក់មកបាន បើពិតជាព្រឹត្តិការណ៍ក៏មិនអាចកាន់វាដោយប្រើដៃទៅទេបំបែកវាបានដែរ ឬមួយក៏វាคล้าย ខ្លាយអញ្ចឹងយើងឲ្យអាតរ៉ាល់ទៅឯងវិញ គុជខ្មៅវាមិននឹងអាចទៅរួចទៅនេះ អាអូនបានឯងមិនអីទេហើយក ុំចូលមកឆាប់ចេញទៅតើមានរឿងស្អីអ្នកប្រុសវាងមែនទេនោះតើគេចាំម៉េច លោកចាស់ លោកតាវាងសៀនមកខំអាចារ្យរៀបការជាមួយគេរត់ហាញប៉ះគ្នាជាមួយតនហ្វុងតែតនហ្វុងក៏ហាដោះស្រាយរត់ នេះគេហ៊ានប៉ះទង្គិចជាមួយអ្នកប្រុសតនផងគេមិនដឹងទេថាអ្នកប្រុសតនជួយសង្គ្រោះជីវិតរបស់យើងនោះ នៅប្រតននៅប្រវាងគឺមានការយល់ច្រឡំគ្នាបន្តិចតួចប៉ុណ្ណោះទេក្មេងនេះគឺវាងាយនឹងឆាប់ប្រតិកម្មខ្លាំងណាស់ បានឃើញអ្នកប្រុសតនញញឹមបែបនេះហើយមកពីលោកតារវល់រៀបចំអំណោយសម្រាប់អ្នកប្រុសតនទើបបណ្ដាលឲ្យអ្នកប្រុសជួបរឿងបែបនេះលោកតាម្នាក់នេះសុំទោសផង លោកចាស់និយាយខ្លួនពេកហើយនឹងក៏ដោយសារតែវាងសានមិនយល់អំពីសាច់រឿងខ្លួនឯងចំពោះខ្ញុំគឺមិនមានអ្វីទេប៉ុន្តែអង្គទី2របស់យ៉ាងនៅទីនេះគឺនឹងលើកទងគ្រប់គ្រងវាងសានរហូតមកក្រែងខ្ញុំបាននិយាយថាវាគឺជាការយល់ច្រឡំតែប៉ុណ្ណោះឯង ពួកឯងទាំងពីរនាក់ចាំជំរះបញ្ជីឯងនៅពេលក្រោយចុះចេញមក នេះគឺ
អ្នកប្រទាននៅក្នុងកាតនេះមានលុយ5លាននេះជាការតបស្នងបន្តិចបន្តួចប៉ុណ្ណោះលើពីនេះគឺជាភាគហ៊ុន20%របស់ក្រុមហ៊ុនជាអ្នកប្រទើសញ្ញាលើកិច្ចសន្យាភាគហ៊ុននេះហើយយើងនឹងផ្ទេរភាគហ៊ុនឲ្យអ្នកប្រុសភ្លាមតែម្ដង 20% មែនហើយ លោកម្ចាស់អំណោយនេះវាធំពេកហើយខ្ញុំមិនអាចទទួលបានទេ អ្នកប្រុសលេងសើចពេកហើយជីវិតតាចាស់ខ្ញុំអ្នកប្រុសគឺជាអ្នកជួយអ្នកប្រុសគឺជាមិត្តរបស់គ្រួសារយើងជានិរន្តរ៍ទៅនេះគ្រាន់តែ20%ប៉ុណ្ណោះវាមិនទាន់ស័ក្តិសមដល់ឡើយទេ លោកម្ចាស់និយាយតាមត្រង់ខ្ញុំក៏ទទួលបានពីអ្នកនាងជា50លានដែរនឹងក៏ច្រើនណាស់ដែរគឺពិតជាមិនអាចទទួលបានពិតមែនគឺខ្ញុំពិតជាមិនទទួលលុយនេះទេភាគហ៊ុន20%ខ្ញុំរត់តែមិនអាចទទួលបានទៀត អ្នកប្រុសទៅ លោកតាបើតន់ហ្វុងត្រូវការពាក្យហ៊ុនក៏ឲ្យគេចង់អត់មែនហើយពេលនេះខ្ញុំមានរឿងសំខាន់និយាយជាមួយលោកតា ចៅនិយាយថាចៅចង់ភ្ជាប់ពាក្យជាមួយអ្នកប្រុសទៅមែន លោក ទេ តាដល់បងឡាយតន់ហ្វុងគេជាមិត្តប្រុសរបស់ចៅពេលនោះលោកតាមិនស្រួលខ្លួនចៅក៏ហៅគេមកជួយលោកតាហើយពេលនេះតន់ហ្វុងជាអ្នកមានគុណរបស់គ្រួសារជាចៅចង់សុំលោកតាឲ្យពួកយើងបានរៀបការនឹងគ្នា ចៅគុណបំណាច់ដ៏ធំធេងរបស់អ្នកប្រុសទៅលោកតាដឹងច្បាស់ណាស់លោកតាថែមទាំងសុខចិត្តឲ្យគេខ្លាចជាចំណែកគ្រួសារជាផងដែរប៉ុន្តែការរៀបការរបស់ពួកចៅខ្លាចតែមិនអាចទៅរួច ហេតុអីលោកតា ចៅមានគូដណ្ដឹងម្នាក់នៅឯចុងជើឯណោះ លោកតាថាម៉េចមិនចឹងលោកតាតាំងពីដើមមកមិនក៏លោកតាមិនឲ្យចៅដឹង ពិតមែនហើយតាមិនដែលនិយាយប្រាប់ចៅទេតែលោកតាទើបតែបាននិយាយគ្នាជាមួយមិត្តចាស់របស់តានៅចុងជើដែរគេថានឹងចូលមកស្ដីដណ្ដឹងចៅតាមពីតាមិនទាន់ស្លាប់ជារុក្ខជាតិម្លេះតែមិននឹកស្មានថាពេលតាដឹងខ្លួនឡើងចៅក៏មានមនុស្សដែលចៅស្រឡាញ់ទៅហើយក៏ជាមនុស្សដែលជួយជីវិតតាទៀតផង លោកតា យ៉ាវចៅប្រាប់តាតាមត្រង់មកចៅនឹងអ្នកប្រុសទៅស្រឡាញ់គ្នាទៅវិញទៅមកឬក៏គ្រាន់តែដើម្បីសងគុណនឹងការជួយជីវិតតាទៅ លោកតាតន់ហ្វុងល្អជាមួយអ្នកដទៃណាគេមិនមែនជួយតែលោកតាទេគេជួយចៅទៀត ល្អលោកតាក៏យល់ហើយបើចៅអាចរកសេចក្តីសុខសម្រាប់ខ្លួនឯងបាននោះតាក៏សប្បាយចិត្តណាស់ដែររឿងរៀបការនៅចុងជើចាំតាសូមផ្ដាច់ពីចំនួនចៅចុះ មែនទេលោកតាអរគុណលោកតាណា អរគុណលោកម្ចាស់ណាមិនស្មានថាអសម្រ័យនឹងវាមានសមត្ថភាពបែបនេះ វា សោះ ក៏ជាមានសមត្ថភាពបំបីគួយខ្មៅដោយដៃទទេរបស់វាទាំងវាជាទ្រព្យសម្បត្តិសំខាន់របស់គ្រួសារវាងឬមួយក៏វាមានសមត្ថភាពខ្លាំងក្លាអញ្ចឹងមែន បងធំឥឡូវយើងធ្វើយ៉ាងម៉េចទៅលោកប៉ាបានបកគលគ្រួសារយាឲ្យទៅយាយ៉ាងអស់ហើយ រកគល់ឲ្យជាចៅតើជាចៅនឹងមានជីវិតអីនឹងយកទៅ បងធំនៃរបស់បងគឺអ្នកប្រវាងមិនក៏អ្នកប្រមកអញ្ចឹង អញ្ជើញអង្គុយមិនក៏ថាយើងគ្មានសមត្ថភាពចាត់ការជាចៅនឹងតាន់ហ្វុងនោះចង់កំចាត់ពួកគេទាំងពីរគឺត្រូវពឹងលើអ្នកប្រវាងហើយយាចៅបានរួមដៃជាមួយនឹងអាមុកស្លូវនោះបំផ្លាញខ្ញុំនិងរបស់មានតម្លៃរបស់ត្រកូលខ្ញុំបើខ្ញុំមិនបំផ្លាញពួកគេទេខ្ញុំពិបាកនឹងរងាប់កំហឹងស្ងប់ចិត្តណាស់ អញ្ចឹងអ្នកប្រវាងអ្នកប្រគិតធ្វើយ៉ាងម៉េចទៅ អើយចាំមិនចេះវាបំផ្លាញគុជរន្ទះខ្មៅដោយបាត់ដៃទៅទេតែខានមិនឲ្យសោះសុភាពស្អាតប៉ុន្តែគ្រួសារវាងខ្ញុំក៏មិនមែនហូបពោះទេខ្ញុំធ្លាប់នៅចុងជើងច្រើនឆ្នាំមកដែរខ្ញុំក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគ្រួសារហាត់ក្បាច់គុណនៅចុងជើងដែរខ្ញុំចាំតែគេបញ្ជូនមនុស្សមកតែប៉ុណ្ណោះដល់ពេលនោះគូស្នេហ៍មួយគូនោះទោះបីជាមានស្លាប់ក៏មិនអាចហោះរួចដែរ នេះល្អខ្លាំងណាស់គេនិយាយថានៅចុងជើងគឺសម្បូរអ្នកមានធ្វើដៃកុំថាតែអសម្រ័យនោះសូម្បីព្រឹទ្ធាចារ្យម្នាក់ក៏យើងមានភាគរយឈ្នះដែរ រដ្ឋាភិបាលស្អីទៅរដ្ឋាភិបាលអាយុ20ឆ្នាំហ្នឹងអីនៅទូទាំងចុងជើងគេមិនធ្លាប់ឮមិនធ្លាប់មានផងរឿងដែលបានកើតឡើងនៅពេលជប់លៀងហ្នឹងខ្ញុំនៅតែគិតចុះគិតឡើងអាចង្រៃនឹងប្រកាសជាមានចិត្តសើខ្មៅអីហើយទោះអញ្ចឹងក៏ដោយយើងមានគ្រួសារក្បាច់គុណពីចុងជើងមកជួយអញ្ចឹងជាយ៉ាវនឹងតាន់ហ្វុងទោះបីជាមានស្លាប់ក៏មិនអាចគេចផុតដែរវាចង់ធ្វើតាមលប៉ាចង់បានបើវារៀបការគឺជាពេលវេលាល្អដែលយើងបញ្ចេញសកម្មភាពមិនខុសទេបន្ទាប់មកពួកយើងគ្រាន់តែបងចំណាយហើយអញ្ជើញពួកគេមកពីចុងជើងពួកគេច្បាស់ជាជួយកម្ចាត់ពួកគេទាំងពីរនោះឲ្យយើងជាមិនខាន ថ្លៃជួលអញ្ចឹងគិតយ៉ាងម៉េចទៅ លោកអ៊ំទាំងពីរហើយកំពូលធ្វើដៃនៅចុងជើងគ្មានគូប្រៀបមានអាចកំបាំងខ្លាំងណាស់បើអញ្ជើញពួកគេធ្វើការយើងត្រូវតែមានលុយកាក់ឲ្យគេខ្លះដែរខ្លះតែមិនគ្រប់ផងអ្នកប្រវាងបើមានយោបល់អីឆាប់និយាយចេញភ្លាមមកខ្ញុំបានសន្យាជាមួយនឹងពួកគេថាចែកភាគហ៊ុនគ្រួសារយា 40% ចែក40% អ្នកប្រវាងអ្នកប្រុសដឹងថា 40% នៅក្នុងគ្រួសារយាយើងនឹងតំណាងឲ្យអ្វីដែរទេលោកប៉ារបស់ខ្ញុំកាន់ 40% ទៅហើយនៅសល់60ទៀតនឹងគឺបែងចែកស្មើគ្នាបងអូនទី2បងអូនទី3អស់ហើយ នឹងហើយ 40% នឹងគឺជាភាគហ៊ុនសរុបចូលគ្នាទាំងអស់របស់បងប្រុសខ្ញុំនឹងហើយ អ្នកប្រវាងលោកថានៃដែលអ៊ំទាំងពីរនិយាយនឹងខ្លាចខ្ញុំនឹងកំពុងធ្វើដៃចុងជើងតបាក់យក 40% របស់គ្រួសារយារបស់អ៊ំមែនទេអ៊ំទី2ការដៅរបស់អ៊ំលែងបានវែងឆ្ងាយហើយមែនទេសុខភាពលោកតាពេលនេះក៏មមុនល្អណាស់ប៉ុន្តែយ៉ាងណាគាត់មានអាយុច្រើនគាត់អាចរស់បានប្រហែលឆ្នាំទៀតចំណែកជាចៅក៏ត្រូវពួកជាងចាត់ការទៀតដល់ពេលនោះគ្រប់យ៉ាងនៃត្រកូលយាมันខ្លាយទៅជារបស់អ៊ំទៅហើយគឺនៅក្នុងកណ្ដាប់ដៃអ៊ំទាំងអស់គ្រាន់តែ 40% សោះមិននឹងធ្វើឲ្យអ៊ំទាំងអស់ខាតបង់នោះកុំសូនសាញ់អីតែដល់ពេលគ្រួសារជាតិនឹងពឹងអាស្រ័យទៅលើគ្រួសារវាងខ្ញុំហើយមកចំណែកឯ 60% នៅក្នុងដៃអ៊ំនឹងឬថាมันអាចបង្កើតបានចំនួន 40% ដែលខំប្រឹងរកនោះបានទេធ្វើតាមគំនិតរបស់អ្នកប្រវាងចុះ
អ្នកណាចង់ធ្វើអី អ្នកនាងនិយាយអស់អ្នកប្រុសវាងឲ្យខ្ញុំមកជួយអ្នកនាងទៅពិសោធន៍តែ មនុស្សរបស់អ្នកប្រុសវាង មិនបាច់និយាយច្រើនទេទៅតាមពួកយើងទៅ ចាំទៅអ្នកប្រុសមកពីចុងជើវិញគឺខ្ញុំនឹងយ៉ាវគឺភ្ជាប់ទៀតទៅហើយពេលនោះខ្ញុំនឹងនាំនាងទៅឯជិនលងវិញឲ្យពុកនឹងពូទី2ឃើញខ្ញុំនឹងយ៉ាវគឺនឹងនៅចុងជើដោយសុខសប្បាយខ្ញុំមិនបាច់ហាត់រឿងក្បាច់គុណស្អីទៀតផងអាឡូ អើផងមែនទេ ខ្ញុំនឹងណាគេ អាឡូអាសម្រាប់ឯងចាំជើងបានដែរអត់ ណាគេនឹង ជើងវាងសានអ្នកប្រុសធំវាង អូអាអូនវាងហ៎គឺឯង ឯងនាងនិយាយទៅនិយាយជាមួយវាទៅបាទនេះមិននិយាយទេយើងនឹងឲ្យពួកគេសម្លាប់គ្រួសារជីឲ្យម៉ត់ដល់ពេលនោះមិនត្រឹមតែអាសម្រាប់នោះទេដែលមានបញ្ហានោះ យ៉ាអូនមែនទេ តាហ្វុងនេះគឺជាតាក់កំខ្វល់នឹងអូនឯងហើយ តនហ្វុងឯងស្ដាប់ច្បាស់ហើយនឹង វាងសានតែចង់ធ្វើទៅ រឿងនេះមិនមែនជាអ្វីដែលឯងត្រូវខ្វល់ទេលៀងចាស់នៅកំពង់ផែឈឹងស៊ីយើងកំណត់ពេលឲ្យ10នាទីបើមិនប្រញាប់មកខ្លាចតែឯងមិនបានជួបស្រីរបស់ឯងទេឯងចាំលុតចូលសមុទ្ររកមើលគូដណ្ដឹងឯងបានអូត្រូវហើយគឺមកតែម្នាក់ឯង វាងសានអាឡូណែឯងវាងសាននេះឯងអស់ផ្លូវកាយមែនហើយបើទៅយើងព្រមរៀបការនឹងគ្នាក៏ដោយតែយ៉ាវគឺនាងនឹងល្អដាក់ខ្ញុំទាំងមនុស្សចេតនានិងទឹកចិត្ត វាងសៀនមនុស្សអាក្រក់ហួយខ្ពើមរអឯង យើងអាក្រក់យើងគួរឲ្យខ្ពើមណាស់តែនាងបែរជានាំអាសម្រាប់នោះមកធ្វើបាបយើងច្រើនដងនៅមកបំផ្លាញគុជរន្ទះខ្មៅសម្បត្តិរបស់គ្រួសារវាងជើងទៀតឥឡូវនេះយើងនឹងឲ្យនាងដឹងថាធ្វើខុសជាមួយយើងគ្រួសារវាងយើងជាមួយនឹងមេគ្រួសារអភិជនមានរឿងអីកើតឡើង ភ្លាមអត់ប្រយោជន៍ដូចលោកចេះមានឈ្មោះក្នុងគ្រួសារអភិជនតែ4ដែរ អត់ប្រយោជន៍យើងអត់ប្រយោជន៍ត្រង់ណាទៅហ៎ថ្ងៃនេះអត់ប្រយោជន៍ជាម្នាក់នេះនឹងខ្ចីដៃរបស់នាងឲ្យអាសម្រាប់មកហើយយើងនឹងចាប់វាចិញ្ច្រាំឲ្យម៉ត់ហើយបោះចូលសមុទ្រឲ្យ លោក ត្រី ធ្វើស្អីខ្ញុំបានតាន់ហ្វុងជាប្រតិចាផែនការលោកមិនជោគជ័យទេ មិនអាចអញ្ចឹងផងយាយអើយមកដល់ពេលនេះហើយនាងនៅតែជឿថាគេជាព្រឹទ្ធាចារ្យស្អីនឹងទៀតមែនទេនាងនិយាយថាអាសម្រាប់នោះជាព្រឹទ្ធាចារ្យយើងគួរធ្វើយ៉ាងម៉េចអញ្ចឹង ព្រឹត្តិការណ៍នាងស្គាល់អ្វីហៅថាព្រឹត្តិការណ៍ទេគឺជាអ្នកដែលរៀនក្បាច់គុណដល់កម្រិតកំពូលហើយក៏អាចនិយាយម្យ៉ាងទៀតថាជាកំពូលមនុស្សទៀតផងក្បាច់គុណបុរាណអស្ចារ្យណាស់ហើយលើពីនេះទៅទៀតព្រឹត្តិការណ៍គឺមានអត្តពលមានអំណាចខុសខ្លាចអាចធ្វើឲ្យពិភពលោករំជួយកកក្រើកហើយដោយសារតែជើងរបស់គាត់នេះខ្លាំងបើព្រឹត្តិការណ៍អាយុ20ឆ្នាំមែននោះគឺប្រកាសជាមានការងឿឆ្ងល់ថាវាគឺជាអ្នកបកកាយបំផុតក្នុងពិភពលោកតែបើមើលលើប្រវត្តិសាស្ត្ររាប់រយពាន់ឆ្នាំណាគេទៅខ្លាំង យាយនាងស្ដាប់ច្បាស់ហើយនៅចេះប្រើខួរក្បាលជ្រុលល្ងងរបស់នាងផងគិតអីឲ្យឆ្លាតបន្តិចទៅបើគេជាព្រឹទ្ធាចារ្យមែនតើសំបីតែគ្រួសារវាងយើងទាំងមូលដកខ្លួនចេញបាត់អស់ទៅហើយតែពេលនេះយើងនៅតែមានឱកាសល្អដដែល វាងសៀនលោកកុំអាចស្ញប់ស្ញែងលោកធ្វើរឿងអាក្រក់ចាស់ណាស់មិនយូរទេផាននោះតបស្នងយើងទៅជាខ្មៅក៏មិនលើកលែងឲ្យលោកដែរ នៅជាមនុស្សធ្វើស្អីយើងមិនបានផងស្មានតែស្លាប់ទៅយើងខ្លាចនាងអីអូមែនហើយយាយយើងមានរឿងនាងភ្ញាក់ផ្អើលនេះមើលទៅ គឺជាអ្នកបង្កើនកម្លាំងធាតុ ត្រូវហើយពេលដែលលេបទៅធ្វើឲ្យកម្លាំងខ្លាំងក្លាឡើងមួយកម្រិតគ្រប់គ្នាមកជួយយើងថ្ងៃនេះសតតែជាកំពូលធ្វើដៃទាំងអស់នៅចុងជើហើយពួកគេសុទ្ធតែលេបថ្នាំនេះបង្កើនកម្លាំងធាតុទៀតតែសម្រាប់ព្រឹទ្ធាចារ្យសម្រាប់របស់នាងវិញតើមានកម្លាំងធាតុប្រមាណស្នៀតទៅ អ្នកបង្កើនកម្លាំងធាតុគឺជារបស់គ្រួសារជាមានតែមនុស្សគ្រួសារជាតែមានវាមិនជាអ្នកជាមួយលោកឯង នាងតិចទៅសូមអរគុណដល់លោកអ៊ំទាំងពីរ អ្នកប្រវងអ្នកប្រគូសំពីហើយគ្រូសាពួកយើងថ្ងៃក្រោយអ្នកប្រគូជាអ្នកមើលការខុសត្រូវអញ្ចឹងឆ្នាំបង្កើនកម្លាំងប្រមាណគ្រាប់នៅគិតអីម្លេះ និយាយបានល្អ អ៊ំធំអ៊ំទី2ហេតុអីពួកអ៊ំមកទីនេះ មិនក៏យើងមិននៅកន្លែងហ្នឹងមែនទេតាមពិតទៅគឺយើងបានរួមដៃគ្នាជាមួយអ្នកប្រវងគឺដើម្បីកម្ចាត់ពួកឯងហ្នឹងនៅក្រុមការជោគជ័យរបស់អ្នកប្រវងជួយដឹកនាំគ្រូសាយើងឲ្យបានជោគជ័យមុនទៅ ហេតុអីបានជាពួកអ៊ំរួមដៃជាមួយវាងសៀនទាំងការបាត់ខ្ញុំគឺក្មួយអ៊ំ ក្មួយស្រីយើងខ្ពើមកាលពីឆ្នាំនោះបានមកដោយសារតែឯងមុនប៉ាគាត់គិតសន្លប់គឺមិនប្រើភាពមញ៉េមញក់មិនដឹងខ្យល់អីទៅកវ៉ៃយកចិត្តលោកប៉ានោះទេគ្រូសាយើងពីដើមមកគឺមានភាពហ៊ុនចែកស្មើគ្នាយើងនៅបងធំចូលធ្វើការក្រុមហ៊ុនមុនប៉ាឯងទៅទៀតតំណែងអគ្គនាយកឲ្យទៅប៉ាឯងទៅវិញតែឥឡូវនេះស្រីសុំអុយឯងគឺជាអ្នកស្នងតំណែងទៅវិញ កុំនិយាយដល់ប៉ាខ្ញុំតំណែងតែ3របស់គ្រួសារជាពួកយើងខំតាំងពីជំហានទី1លោកតាឲ្យឱកាសទៅពួកអ៊ំហើយតែពួកអ៊ំមិនស្វាស្វែង ឯងចេះតមកមិនគាត់ទៅផងនឹងជាព្រឹត្តិការណ៍ទៅមិនអត់ទៅផងនឹងវាជាប់ពីហើយយើងនឹងឲ្យឃើញច្បាស់ថាវានឹងងាប់យ៉ាងម៉េចដូចត្រង់ណា យ៉ាវក៏មិនទោសអ៊ំទាំងពីរឲ្យសោះនេះដោយសារតែតារបស់ឯងលំអៀងពេក វ៉ាសានវ៉ាសាន ដនហ្វុងឯងពិតជាហ៊ានមកម្នាក់ឯងមែន វ៉ាសានឯងធ្វើស្អីហ្នឹង ឯងនិយាយចាំមិនជាមួយជើងនេះជាកាយវិការដែលឯងនិយាយជាមួយជើង អ្នកឯងអ្នកប្រធមបានពួកយើងនិយាយគ្នាតាមសម្រួលទៅមានរឿងអីចរចាគ្នាទៅតែលោកដោះលែងយ៉ាវទៅគឺលោកចង់បានលុយប្រហែលក៏បានដែរមានលក្ខខណ្ឌមក គ្រួសារវាងយើងជាប្រធាននៃគ្រួសារអភិជនធំទាំង4នៅអ៊ីជើហើយយើងវាងសានអ្នកប្រុសធំវាងយើងស្រែកឃ្លានអីការលុយឯងហ្នឹង ចឹងឯងត្រូវការស្អីទៅដោះលែងមានសិនទៅស្អីក៏យើងព្រមដែរ ការស្អីឯងគ្រាន់តែជាមនុស្សក្ររហាមហ៊ានដណ្ដើមស្រីរបស់យើងហើយនៅហ៊ានបំផ្លាញការប្រកួតនៅទាំងសៀននៅពិធីជប់លៀងទៀតឯងហ៊ានបំផ្លាញទ្រព្យសម្បត្តិគ្រួសារយើងឯងនៅនិយាយថាយើងចង់បានស្អីទៀតឯង បានអ្នកប្រវងលោកចង់ធ្វើអីលោកនិយាយទៅចុះ ប្តីប្រពន្ធរបស់ឯងមានមនោសញ្ចេតនាជ្រាលជ្រៅណាស់មែនទេបើអញ្ចឹងឆាប់លុតជង្គង់ភ្លាមទៅ
តន់ហ្វុងបងល្ងងមកធ្វើអីកុំខ្វល់ពីអូនឯងបងឆាប់រត់ទៅ ចាំអញជង្គង់ឯងកាច់ចុះមិនបានទេមែនទេ យើងលុត យាយចៅនេះជាប្រុសស្នេហ៍របស់នាងអីនាងមើលទៅវាប្រៀបដូចជាសត្វឆ្កែអញ្ចឹងពេលនេះ ហ្វាំងសៀនជាងសុំបងលោកអស់លេងគេទៅ នាងនិយាយថាម៉េចនេះនាងនៅខ្វល់ពីវាទៀតតែកុំបារម្ភអីវាប្រកាសជាស្លាប់មិនខានហើយនាងកុំរួចខ្លួនដែរនេះយើងចាត់ការទៅ ហើយទីវិស័យហ្នឹងតែម្នាក់ឯងសោះទប់ទល់នឹងជាបានដល់15 មិន នាក់ អាចរួចទៅឡើងណាស់មែនទេដល់ពេលហើយឯងងាប់ទៅ វាងសានហើយមិនក៏ឯងទៅថាបអិនចឹងយើងគ្រាន់តែរុញទិញតែប៉ុណ្ណោះទៅ ឯងនៅស្លើដល់ណាទៀតមិនសម្លាប់វាទៅពិតជាល្បឿនលឿនមែន អាចចំមកនេះអាចទប់ទល់បានមែនមួយយើង5នាក់រួមដៃគ្នាវាគឺជាមនុស្សចម្លែកមែនតើរបស់ វាគ្រាន់តែជាអ្នកស្រែធម្មតាប៉ុណ្ណោះខ្លាយរົບកាច់ចូលស្អីគ្រាន់តែលេបថ្នាំបង្កើនកម្លាំងធាតុហើយពួកយើងរួមកម្លាំងគ្នាទោះបីជាអាចចង្រៃនេះមានស្លាប់អស់ក៏ពិបាកដែរ នេះពួកគេកំពុងតែស៊ីស្អីគេហ្នឹង ជាឆ្នាំកម្មកម្លាំងធាតុរបស់គ្រួសារជាដូចគ្នានឹងគាត់គ្រួសារវាងដែរក៏ជារបស់សំខាន់របស់គ្រួសារអូនឬនិយាយបានថាអ្នករៀបចំចម្រាស់ឆ្នាំគឺមានតែអ្នកមានតំណែងជាមួយនឹងគ្រួសារជាប៉ុណ្ណោះអូនមាន2គ្រាប់តែអ៊ំឲ្យគេ6គ្រាប់ តើវាមានប្រយោជន៍ស្អីទៅ ពេលលេបវាកម្លាំងធាតុក្នុងខ្លួនគឺការឡើងជាងមុនច្រើនដងណាស់ អញ្ចឹងបានន័យថាពេលហ្នឹងពួកហ្នឹងគឺកាន់តែខ្លាំងអាចប្រយុទ្ធគ្នាបាន អញ្ចឹងក៏បានដែរ មនុស្សយើងយ៉ាងហ្នឹងខ្ញុំមិនអាចចាត់ការបានទេឥឡូវហ្នឹងពួកគេប្រើកម្លាំងបែបនេះមិនអាចទេត្រូវការពេលនេះ អូអាចចង្រៃឯងនិយាយឆ្អែតហើយនៅតាន់ហ្វុងឯងងាប់ទៅតាន់ហ្វុងឯងត្រូវទៅសងនៅអ្វីដែលឯងធ្វើខុសជាមួយយើង មិនណាគឺត្រូវតែបែបហ្នឹងត្រូវសម្រាប់ពួកវា ក្រុមហ៊ុនជាគ្រប់មានតែយើងប៉ុណ្ណោះនឹងស្ថិតនៅក្នុងកណ្ដាប់ឯងយើង តន់ហ្វុងពេលនេះធ្វើយ៉ាងម៉េច មានវិធីផ្សេងទេគឺមានតែប្រុងប្រៀបអញ្ចឹងអូនឆាប់ចេញទៅ តន់ហ្វុង តើស្អីគេនឹងកុំនៅបង្ហាញពេលវិញទៅ នេះស្អីហ្នឹង ឈ្នះហើយ មិននឹងអាចទៅ វាងសានអាចសម្រាប់ពួកយើងនេះអាចពិតជាធ្វើវាអញ្ចឹងមែនណា អាចចង្រៃឯងជាអ្នកឲ្យពិតប្រកបទៅ យើងនិយាយឲ្យពួកឯងប្រហែលអ្នកនេះ20យើងសឹងស្លាប់ទៅហើយយើងខ្លាំងស្អីទៅគឺមិនដឹងថាគួរឲ្យខ្លាចយ៉ាងម៉េចទេគឺប្រកែស្អីទៅគឺដើមឡើងគឺពួកឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់អន្តើពួកឯង6អ្នក100យើងតែម្នាក់ដែលយើងទើបចេះក្បាច់គុណតែងទួយហ្នឹងមិនទាន់មានកម្រិតអីនៅឡើយទេ កុំចូលមកយើងប្រាប់ឯងយើងជាអ្នកប្រុសធំគ្រួសារវាងបើឯងហ៊ានធ្វើអីយើងគ្រួសារយើងមិនលើឯងទេឯងធ្វើស្អី អ្នកប្រុសវាងមែនអី ឯង អ្នកប្រុសធំអី តាន់ហ្វុងឯងនៅមានបញ្ហាជាប់ខ្លួន មានបញ្ហាជាប់ខ្លួនអី បានហើយកុំបាយទៀត នៅចម្រិតនៅគម្រាមទៀតអី ឈប់ទៅកុំបាយជើងទៀតយើងដឹងខុស ឯង ហើយ គិតថាយើងដាក់សំណល់អីយ៉ាអូនមិនអីទេ អូនមិនអីទេ អ៊ំធំអ៊ំទី2គឺខ្ញុំទៅតែជជែកជាមួយនឹងវាងសានអាផងអាចរែឯងចង់យ៉ាងម៉េចយើងប្រមានឯងណាយើងជាអ្នកប្រុសទី2គ្រួសារយាដែរហួយគឺអ៊ំទី2របស់យាយ៉ាវទៀតផង យ៉ាយើងជាចាស់ទុំនៅក្នុងគ្រួសារជាឯងមកស្រែកកំហុកឲ្យអ្នកណា ចាស់ទុំអីអ៊ំនៅដឹងថាខ្លួនឯងជាចាស់ទុំដែរមែនទេមិនបានជួយការពារយ៉ាមករួមដៃជាមួយនឹងវាងសានចង្រៃយកគឺចាប់ចម្រិតក្មួយស្រីរបស់ខ្លួនឯងអញ្ចឹងហីនៅធ្វើចាស់ទុំស្អីទៀតទៅពួកយើងក៏ដើម្បីគ្រួសារយាល្អដែរគឺមានការពឹងផ្អែកនឹងគ្រួសារវាងប៉ុណ្ណោះគ្រាន់តែលាក់បងយាយ៉ាងទៅម្នាក់ទៅតើវាយ៉ាងម៉េចទៅមិនដោយសារតែឯងម្លេះពួកយើងបានសម្រេចហើយ អ៊ំទី2និយាយពេលណាក៏ដើម្បីគ្រួសារជាតែចង់យកចំនួនឲ្យវាងសៀនដោយសាច់ឆ្កែនៅហ៊ាននិយាយថាចង់ឲ្យគ្រួសារជាចូលជួគ្រួសារអភិជនទាំង4នេះខົບខិននឹងវាងសៀនមកថាគ្រួសារជាគ្មានគុណសម្បត្តិ យើងជាចាស់ទុំរបស់ឯងមិនក៏និយាយអញ្ចឹង ចាស់ទុំស្អីលោកតាមកពីចុងជើវិញខ្ញុំរៀបរាប់ប្រាប់គាត់ចាំមើលលោកតាចាត់ការយ៉ាងម៉េចជាមួយចាស់ទុំទាំងពីរនាក់នេះ ឯង យាឯងនេះលោកតាទើបតែជាពីជំងឺឯងមិនចាំបាច់បន្ថែមរឿងទេ មិននិយាយគឺខ្ញុំអាចនិយាយចំនួនបានគ្រួសារជាមានមនុស្សដូចចំពោះអ៊ំហ្នឹងគឺច្បាស់ជាឲ្យក្បាលចុះក្រោមហើយ អ៊ំទី2ធម្មតាអ៊ំមកខាងខ្ញុំគៀបសង្កត់ខ្ញុំនិយាយថាដើម្បីគ្រួសារទើបខ្ញុំអត់ធ្មត់លើកនេះខົບខិតជាមួយគ្រួសារវាងមិនយល់អត់តន់ហ្វុងមានពលលើគ្រួសារជាមិនយល់ដល់សាច់ញាតិតែចង់អត់បានយ៉ាងម៉េច យានេះឯងចង់យករឿងនេះទៅប្រាប់លោកតាឯងតោះតបានមែនទេ ពួកអ៊ំចង់ធ្វើទៅអាចង្រៃកុំគិតថាខ្លួនឯងជាស្អីសោះនេះឯងគិតថាពួកយើងនឹងគ្មានកងសកួរមិនក៏មិនចាត់ការទៅ តន់ហ្វុងបងយ៉ាងម៉េចហ្នឹង សម្រាប់អត់នឹង ទៅចិត្តចោះទោះបីជាកម្លាំងគេមិនធម្មតាក៏ដោយតែត្រូវថ្នាំបញ្ជ្រាបខាងក្នុងអញ្ចឹងគេនឹងមិនមែនជាដៃគូរបស់ខ្ញុំទេហើយខ្ញុំបានប៉ះគេហើយចំហាយខ្សាច់ខ្មៅពីដៃរបស់ខ្ញុំនឹងជ្រាបចូលក្នុងខ្លួនគេបន្តិចម្ដងនោះគេប្រកាសជាស្លាប់ តន់ហ្វុងបងកាត់អី អ្វីត្បិតបាត់ដៃខ្សាច់របស់ខ្ញុំមិនពូកែប្រយុទ្ធក៏ដោយហើយតែបានប៉ះរាងកាយបានសម្បីតែព្រឹត្តិការណ៍ក៏មិនអាចគេចផុតពីការបំផ្លាញធម្មពលខាងក្នុងដែរទោះបីជាមិនស្លាប់ក៏ត្រូវកម្លាំងធាតុទាំងអស់ដើរបញ្ច្រាស់គ្នាដែរ ចង់ធ្វើអី ចង់ធ្វើស្អីគឺចង់សម្លាប់នាងនឹងហើយបន្ទាប់មកក៏បញ្ជូនអាចចង្រៃនេះទៅតាមក្រោយគ្រាន់តែលើកមុនគ្រួសារជាយើងសម្លាប់មនុស្សចាស់តែឥឡូវនេះយើងក៏សម្លាប់មនុស្សក្មេងទៀតផងដែរ ថាម៉េចមនុស្សចាស់លោកតា
បានន័យថាជំងឺរបស់លោកតាគឺជាស្នាដៃឯងមែនទេ ខុសទេពីមុនអ៊ំធំនិងអ៊ំទី2របស់នាងបានចេះលុយមកលើយើងជួលយើងមកចុងជើងនេះដើម្បីសម្លាប់ជាគាត់តែយើងមិនប្រើកម្លាំងទៀតអស់ទេយើងគ្រាន់តែប្រើចំហាយតិចតិចបញ្ជ្រាបថាណាំពុលចូលទៅក្នុងរាងកាយគេប៉ុណ្ណោះមិនយូរទេប្រហែលជាគេស្លាប់បាត់ទៅហើយតែមិនពិបាកទេយើងនឹងបញ្ជូននាងឲ្យស្លាប់លឿនបំផុតតាមតាចាស់នោះក្រែងឯងត្រូវបានជិះបញ្ជ្រាបចំហាយខ្សាច់ខ្មៅអស់ហើយតើ របស់អស់នឹងដែលឯងនិយាយស្នាមរៀបតែកខ្វក់ដែលខ្ញុំទើបតែបោះមិញនេះឬរាងកាយរបស់ខ្ញុំចុកខ្សោយក៏ដោយតែសម្លៀកបំពាក់របស់ខ្ញុំមិនត្រូវឲ្យអ្នកដទៃមើលងាយទេមុននេះបងមានអារម្មណ៍មិនស្រួលបន្តិចមែនតែមួយសន្ទុះមកក៏មានអារម្មណ៍ថាស្រឡះខ្មៅ មិននឹងអាចទៅនេះពួកលោកយកមនុស្សចម្លែកនឹងមកពីណាទៅ មកនិយាយគ្នាម្ដងទៀតទៅជំងឺលោកតាឯងជាអ្នកធ្វើថ្ងៃនេះចង់មកធ្វើបាបយ៉ាងទៀតយើងច្បាស់ជាមនុស្សលើឯងទេ ឯងស្អីនោះមិនទៅជាអញ្ចឹង ឥឡូវដល់វេនអ៊ំហើយត្រូវចាប់ខ្លួនអ៊ំចាំមុនសិនចាំពេលលោកតាត្រឡប់មកវិញចាំដោះស្រាយទៀតទៅសម្រាប់យើងពួកយើងបានជួបគ្នា20ឆ្នាំមកហើយ មែននឹងហើយការជួបគ្នាលើកមុនគឺថ្ងៃជប់លៀងចេញខែចៅដែលមកចុងជើងដោយផ្ទាល់គឺដើម្បីនិយាយរឿងរៀបការសម្រាប់គ្រួសារជាតិ និយាយទៅពេលអបងប្រពន្ធខ្ញុំរៀបនឹងសម្រាលគឺលោកគ្រូពេទ្យថ្នាំបុរាណចောင်းសឹងនៅបានស្ទះទីចោខ្ញុំគិតថាយើងរាប់អានគ្នាស្និទ្ធស្នាលរាប់សិបឆ្នាំអ្ហ្មងក៏យើងមិនចង់មានត្រីសាច់ឈាមជាមួយគ្នាធ្វើជាត្រឡប់ទៅ មួយប្រព្រឹត្តភ្នែកសោះ20ឆ្នាំ សម្លាញ់ជាសមត្ថភាពសម្លាញ់ឯងដណាក៏ស្គាល់គ្រប់ទៅគ្នានឹងនៅក្នុងជួរកងទ័ពភៀកខាងជើងកាលឆ្នាំនោះថ្ងៃនេះសម្លាញ់ខំស្កាត់មកពីអ៊ីជើមកដល់វាមានឈានឡុងមិនមែនមកគ្រាន់តែនិយាយពីរឿងអស់ទៅនឹងប៉ុណ្្នឹងទេ សំជាសម្លាញ់កាន់ឆ្នាំមែន ពិតជាមិនអាចលះបង់ឯងបានមែននិយាយតាមត្រង់ទៅចោះការសម្រេចចិត្តផ្សះផ្សាសាច់ឈាម20ឆ្នាំមុនសុំដកពាក្យបានទេ ផ្ដាច់ពាក្យលើថាចៅស្រីយាកយ៉ាវឥឡូវនេះគឺនាងបានចូលកាន់តំណែងជាអគ្គនាយកក្រុមហ៊ុនយាកក្រុមទៀតផងមិននាងមើលស្រាលសមត្ថភាពចាស់កម្រិល ហើយនិយាយថាម៉េចយើងជាគួរឯងមើលមកគ្នាសំជាមនុស្សគ្មានគុណធម៌អីគ្រាន់តែថាការភ្ជាប់ពាក្យឆ្នាំនោះរៀងបញ្ញាពេកហើយទំនាក់ទំនងគ្រួសារយើងក៏មិនទាន់ចិត្តស្និទ្ធខ្លាំងដែរយ៉ាវនាងមិនដឹងរឿងស្ដីដណ្ដឹងនឹងទេគ្នាគិតថាចាំនាងធំបន្តិចចាំប្រាប់នាងតែមួយរយៈពេលមុននេះគ្នាមានជំងឺខ្លាយទៅជាមនុស្សរុក្ខជាតិកន្លះឆ្នាំជាងក៏នៅតែមិនបានប្រាប់នាងដដែលរហូតទល់នាងរកឃើញអ្នកដែលពេញចិត្តបាត់ទៅហើយអ្នកដែលគេពេញចិត្តនឹងទៀតក៏ជាអ្នកជួយជីវិតរបស់តាចាស់យើងនឹងហើយឯងគិតមើលកលៈទេសៈបែបហ្នឹងឯងបំបាយបំបាក់គូស្នេហ៍គេបានទេអញ្ចឹងហើយបានជាយើងមកតែមុខក្រាស់សុំឯងផ្ដាច់ពីនឹងណា សម្លាញ់យីអឯងនៅតែកុហកដូចដើមអញ្ចឹងនៅតែនាំមុខការរំសាយការភ្ជាប់ពាក្យទំនួលខុសត្រូវដើម្បីក្តីសុខចៅស្រីនឹង សម្លាញ់ចំពោះរឿងនេះយាកឈឹងគួរយើងពិតជាសុំទោសឯងណាឲ្យយើងសុំទោសឯងផងណា សម្លាញ់យីឯងធ្វើស្អី គ្នាគ្រាន់តែមិនចង់ឲ្យសម្លាញ់ខឹងគ្នាហើយខ្លាចប៉ះពាល់ដល់មិត្តភាពរាប់ឆ្នាំរបស់ពួកយើងដែរ សម្លាញ់យីមកអង្គុយមកណែសម្លាញ់យីការភ្ជាប់ពាក្យនេះមិនអាចផ្ដាច់បានទេ នេះ សម្លាញ់យីអង្គុយចុះទៅអង្គុយមកឆ្នាំនោះគ្រួសារទាំងពីរគឺមិនសូវបានតាក់ទងគ្នា20ឆ្នាំមកហើយតែសូម្បីតែឈ្មោះអនាគតចៅប្រសាក៏ឯងមិនទាន់បានដឹងដែរមិនចឹង គ្នាពិតជាធ្លាប់បានឮមែននឹងណា កូនប្រុសខ្ញុំឈ្មោះហៅថាទាន់ហ្វុង ជាការពិតមែនទេ ពិតជាគេមែនហើយ យ៉ាសម្លាញ់ឯងនេះពិតជាលេងសើចមែនតាមពិតទៅក្មេងទាំងពីរនេះពិតជាមាននិស្ស័យនឹងគ្នាមែនយើងជាមនុស្សចាស់ចែកជើងពេញទំហឹងតែម្ដងទៅ សម្លាញ់យកគ្នាប្រាប់ទៅចុះណាកូនប្រុសគ្នាថ្មីនេះក្បាច់គុណគេនៅលើកំពូលហើយ នេះគឺជាស្នៀតប្រចាំតកូលតនរាប់ឆ្នាំមកហើយនេះគ្មានអ្នកណាហាត់បានសម្រេចទេមែនទេស្នៀតលើកំពូលនេះគ្នាសង្កេតមើលក្នុងដែនដីគឺពិតជាពូកែគ្រប់គ្រាន់ពេកណាស់ហើយ ការពិតទៅទាន់ហ្វុងគេសម្រេចជោគជ័យឯងនឹងខ្លាចជាអ្នកកំពូលដ៏អស្ចារ្យជាងគេក្នុងលោកដែលមិនខ្លាចការវាយប្រហារពីសម្ព័ន្ធដតីនោះទេ សម្លាញ់ឯងទុកចិត្តចោះគ្នានឹងប្រមូលព័ត៌មាននេះទុកឲ្យជាប់ មិនផ្ដាច់ សម្លាញ់របស់តានិយាយថាប្រហែលឆ្នាំនេះក៏គេរក្សាពាក្យសម្ដីដែរមិនថាលោកតានិយាយស្អីទេគេថាគ្រួសារគេមិនតូចតាចជាងគ្រួសារយើងឡើយគេថាកូនប្រុសគេក៏រត់គេចពីមង្គលការនេះដែរមិនដឹងថាទៅណានោះទេយ៉ាវនៅស្ងៀមសិនលោកតាដឹងពីទំនាក់ទំនងរបស់ចៅទាំងពីរហើយទើបបានជាលោកតាសុំអង្វរសម្លាញ់របស់តាឲ្យរកវិធីសម្រាប់ពួកចៅ ជាវិធីអ្វីដែរ នៅដំណាក់តឹងសៀននៅចុងជើគេកំពុងតែមានការរៀបចំជួបជុំដែលអំបូរអភិជនជាច្រើននៅចុងជើដែលបានអញ្ជើញឲ្យចូលរួមនៅក្នុងដំណាក់តឹងសៀនពួកគេក៏នឹងធ្វើការប្រកួតក្បាច់គុណដើម្បីសម្រេចរកម្ចាស់ភាគហ៊ុនយានតាន់ដ៏មានតម្លៃបំផុតបើសិនជាឈ្នះគេព្រមទទួលនោះអញ្ចឹងមានតែចៅទាំងពីរចូលប្រកួតបង្ហាញសមត្ថភាពនៅដំណាក់តឹងសៀនហើយលោកម្ចាស់បាយលោកម្ចាស់ស៊ីនលោកម្ចាស់វ៉ា លោកចៅបង កូនចៅរបស់ខ្ញុំថាអត់ទាន់ហ្វុងនឹងយាកយ៉ាវបានហោះមកដល់ចុងជើយើងហើយពេលវេលាបានមកដល់ហើយគឺពេលវេលាប្រជុំនៅដំណាក់តឹងសៀន ក៏ល្អហើយអាចមកនេះធ្វើបាបកូនប្រុសខ្ញុំនៅតែបារម្ភថាដំណើរទៅអ៊ីទៅវិញឆ្ងាយណាស់ហើយពិបាករកឃើញវាតែនឹកស្មានបន្តថាវាមករកខ្ញុំដល់កន្លែងដល់ខ្លួនឯងសោះនេះខ្ញុំប្រកាសជាឲ្យវាមកបានមិនអាចវិលត្រឡប់ទៅវិញបានទេ ខ្ញុំក៏មិននឹកស្មានថាអាចចង្រៃតនហ្វុងនោះវាមិនត្រឹមតែធ្វើបាបកូនប្រុសខ្ញុំប៉ុណ្ណោះទេហើយថែមទាំងមើងងាយមិនទុកមុខឲ្យនៅប្រុសស៊ីនទី2នៅប្រុសវាងទី2ខ្ញុំត្រូវតែសងសឹកឈប់សិនពួកឯងជាអ្នកណាឯណាសបនជើញ យាយចៅពីគ្រួសារយាយនៅអ៊ីជើទទួលការចេញមកចូលរួមសំណាក់ទាំងសៀន ជើញអ្នកទាំងពីរចូល ឈប់សិន អ្នកប្រុសស៊ីនអ្នកប្រប៉ាញ់គ្រួសារជាមកពីអ៊ីជើការប្រជុំដំណាក់តឹងសៀនដល់ធំមិនក៏អ្នកសម្រាយនេះមកអញ្ចឹង អត់ហើយការជួបជុំដំណាក់តឹងសៀននេះការជួយទាំងអស់គ្នាគឺសុទ្ធតែជាកពូលអ្នកខ្លាំងគ្មានពីរនៅក្នុងលោក
ហើយមកពីគ្រួសារប្រជាជនដ៏ខ្ពស់ទូទាំងចុងជើហើយមិនបានជាខ្ញុំមិនដែលឮថាគ្រួសារយាកតែមួយអាចប្រកួតនឹងពួកអភិជនផ្សេងទៀតបានចឹង ពួកលោក អ្នកប្រាប់ទាំងពីរតែសម្បត្តិអញ្ជើញនេះគឺជារបស់ពិតអូសម្បត្តិអញ្ជើញនេះពិតមែនតានេះ ប្រកាសហើយជាសម្បត្តិសម្លាញ់លោកតាផ្ញើឲ្យគឺជាសម្បត្តិពិន សម្លាញ់ចាស់ជួននេះមិនបានជាអញ្ជើញនេះខ្ញុំមិនដឹងថាគ្រួសារណាមានឥទ្ធិពលផ្ញើលិខិតអញ្ជើញពីវិមានតាំងសៀនជាអំណោយចឹងទេខ្ញុំថាគ្មានសម្លាញ់ចាស់ផ្ញើស្អីទេគឺពួកសម្រាយនេះបន្លំខ្លួនមកទាំងពីរនាក់នឹង ពួកគេជ្រើណាត្រូវយើងបានណែនាំខ្លួនអស់ហើយថាតែពួកយើងពីរនាក់នឹងពួកឯងមិនស្គាល់ផងពិតជាសំជាអ្នកស្រែនៅឯអ៊ីជើមែនបានគឺយើងប្រាប់ដល់ចុះយើងគឺជាអ្នកប្រុសប៉ាយអ៊ីម្នាក់នេះគឺអ្នកប្រុសស៊ីឡុងគ្រួសារប៉ាយស៊ីយើងទាំងពីរនាក់គឺជាគ្រួសារអភិជនធំនៅឯចុងជើពួកយើងមិនហ៊ានយកសម្បត្តិចុចទៅកន្លែងទាំងពីរផងសម្លាញ់ចាស់ស្អីពួកឯងទៀតទៅ យកសម្បត្តិคล้ายៗមកហើយបន្លំខ្លួនជាអភិជនចាំបន្លំចូលប្រកួតនៅក្នុងតាំងសៀនទៀតឯងនេះពិតជាថ្លៃធំណាស់ ពួកលោកមិនក៏កម្មកាយមែ ម៉ែ ន ងថ្ងៃនេះយើងចង់កាងដាក់ឯងយ៉ាងម៉េចមិនចង់បញ្ចេញរឹតថ្ងៃនេះយើងចង់បង្រៀនឯងអាអ្នកស្រែអ៊ីងជើថាក្រាបដីវាយ៉ាងម៉េចម្ដងឈប់ភ្លាមសូមគោរពលោកម្ចាស់សំណាក់អ្នកប្រប៉ាយអ្នកប្រស៊ីនេះគឺជាសំណាក់របស់យើងលោកកាន់ដៅកាន់ពេកតាំងតែម្លេះមានន័យថាយ៉ាងម៉េច លោកម្ចាស់ដំណាក់កុំយល់ច្រឡំអីខ្ញុំនឹងអ្នកប្រុសស៊ីគឺគ្រាន់តែសង្ស័យថាមនុស្សមិនល្អបន្លំខ្លួនចូលមកចាំបាច់ត្រូវទៅបណ្ដៅពួកគេស្គាល់ធ្វើដៃ និយាយតែផ្ដាស់សម្បត្តិនេះមកលោកតាផ្ញើឲ្យពួកលោកទៅវិញទេភ្នែកអន់មានជាប្រដាក់គេមួយបង្កាច់ទេ អ្នកប្រស៊ីបើសិនជាមានសម្បត្តិคล้ายៗបន្លំមែននោះដំណាក់តាំងសៀនយើងអាចពិនិត្យមើលឲ្យបានច្បាស់ដោយខ្លួនឯងបានតែសម្បត្តិនេះគឺសុទ្ធតែជាដំណាក់តាំងសៀនអ្នកផ្ញើទាំងអស់ការដែលអ្នកប្រុសជន់វាបានន័យថាលោកមិនទុកដំណាក់នេះក្នុងភ្នែកទេ លោកម្ចាស់ស្ងប់អារម្មណ៍អ្នកប្រុសស៊ីបារម្ភខ្លាចថាមានអ្នកអុកលុកការប្រកួតតាំងសៀនទើបបណ្ដោយខ្លួនមកពេល រឿងដំណាក់តាំងសៀនដោះស្រាយដោយខ្លួនឯងបានហើយមិនចាំបាច់ពឹងអ្នកប្រុសទាំងពីរមកខ្វល់ចិត្តទេឲ្យសម្បត្តិនោះមកខ្ញុំហើយអ្នកទាំងពីរចូលទៅក្នុងចុះ អ្នកប្រុសស៊ីឬក៏ពួកគេជា អាអ្នកមកពីអ៊ីជើនោះចាំមើលតែពុកខ្ញុំមកដល់គេទៅពីរអ្នកនឹងជាអ្នកណាទៅ ខ្ញុំគិតថាធ្វើយ៉ាងម៉េចឲ្យពួកគេប្រយ័ត្នចេញទៅវិញ មិននឹកស្មានសោះសំបីតែលោកម្ចាស់សំណាក់ ក្រៅពីមិនបារម្ភហើយតែលោកម្ចាស់ដំណាក់គឺជាម្ចាស់នៃដំណាក់តាំងសៀនដែលសពថ្ងៃហ្នឹងគឺជាពេទ្យអមតៈដែរចង់ធ្វើបាបពួកយើងគឺអាចមានលទ្ធផលមិនល្អនោះទេចាំការប្រកួតតាំងសៀនចប់លទ្ធផលនឹងដឹងហើយ សម្បត្តិនេះជារបស់ពិតទេតាមិនដឹងថាអ្នកទាំងពីរមកពីគ្រួសារណាដែរ សំគ្រប់លោកម្ចាស់នាងខ្ញុំនិយាយយ៉ាងមកពីគ្រួសារជា ណាសូមគោរពលោកម្ចាស់ដំណាក់ គេจะគូតដល់ខ្ញុំឈ្មោះតាន់ហ្វឹង តន់ហ្វឹង ពីហើយពីមុនធ្លាប់មកសំណាក់តាំងនេះគឺញឹកញាប់ណាស់តែតាំងពីសិស្សច្បងណែនាំក៏យូរណាស់មកហើយម្ចាស់ដំណាក់ប្រហែលជាមិនចំណាប់ខ្ញុំទេហើយរឿងរៀបការខ្ញុំនឹងយ៉ាងក៏មិនទាន់សម្រេចដែរ មើលទៅអ្នកទាំងពីរមិនមែនជាមនុស្សអាក្រក់ស្អីទេតែបងប្អូនគ្រួសារធំនៅជាងជើប្រមាណអ្នកនេះរៀងមានចិត្តលំអៀងបន្តិចហើយចំពោះអ្នកមិនមែននៅចុងជើងនេះអញ្ជើញអ្នកទាំងពីរចូលទៅក្នុងទៅបានលោកម្ចាស់សូមចេញចូល អរគុណម្ចាស់ដំណេះ មិនអីទេគ្មាននរណាចំណាប់បានទេមិនអីទេអរគុណច្រើនលោកម្ចាស់អត់តន់ពោវរៈនេះខ្ញុំមិនទៅដូចជា នេះជាកូនប្រុសតន់អ៊ូជីនៅសំណាក់ឈិនឡុងខ្ញុំម្ចាស់សំណាក់សូមស្វាគមន៍អ្នកទាំងអស់គ្នាមកដល់សំណាក់តាំងសៀនចូលរួមការប្រកួតតាំងសៀននេះ បានក៏ហៅអ្នកខ្លាំងនៅគ្រប់មជ្ឈដ្ឋានទាំងអស់នៅចុងជើដើម្បីតែរឿងមួយនេះនោះគឺស្វែងរកម្ចាស់លើថ្នាំហ៊ុនឈៀនតានដ៏មានតម្លៃមួយនេះ នោះគឺហ៊ុនយានតាន ឆ្នាំពេទ្យមុនគ្រូពេទ្យអមតៈប្រើធាតុផ្សំពីលើមេក្រាមដីរាប់មិនអស់ប្រើជំនាញ20ឆ្នាំទើបចម្រាញ់បានមនុស្សធម្មតាហូបទៅរស់បានយូរបើអ្នកហាត់វិទ្យាគុណហូបភ្លាមគឺមានកម្លាំងធាតុឈានដល់ជាប្រធានចាស់ភ្លាមតែម្ដង ថ្នាំហ៊ុនយានតានមួយនេះខ្ញុំបានចំណាយកម្លាំងកាយចិត្តច្រើនណាស់ចម្រាញ់វាបានទើបបានជាវាមានទេពកោសល្យខុសពីធម្មតាគួរឲ្យភ្ញាក់ផ្អើលនោះបើសិនអ្នកណាមានជំនឿចិត្តលើខ្លួនឯងថាយកថ្នាំនេះបានសូមអញ្ជើញឡើងសាយវៀនទទួលការប្រកួតពីកម្ពុជាអ្នកខ្លាំងផ្សេងៗមកពីគ្រប់មជ្ឈដ្ឋាន តាន់ហ្វឹងលោកតាហើយនឹងសម្លាញ់គាត់ប្រហែលជាចង់ឲ្យបងឡើងប្រយុទ្ធដើម្បីឆ្នាំហ៊ុនយានតាន់នេះហើយ បងនេះអូនមិនលឺពួកគេទៅនិយាយមុននេះទេថាថ្នាំនោះគឺជាកំណត់ទ្រព្យដែលអាចជួយមនុស្សបង្កើនកម្លាំងរបស់ពួកគេឲ្យខ្លាំងក្លាអូនមើលមានមនុស្សច្រើនណាស់ដែលចង់បានវាដូចឈួតយ៉ាងអញ្ចឹងតែពួកគេជាមនុស្សដែលវ៉ាងសានជួលមកទៀតហ្នឹងអញ្ចឹងបងឡើងទៅនឹងត្រូវគេវាយខ្ចប់ទៅហើយទេ ជឿជាក់លើខ្លួនឯងតិចទេ បងរត់ជឿជាក់លើខ្លួនឯងមិនកើតសោះ បងលោកពូប៉ៃអ្នកទាំងពីរអង្គុយឲ្យស្រួលចុះខ្ញុំប្រកាសជាយកថ្នាំនេះមកឲ្យបាន បើប្រហែលថ្នាំហ៊ុនយានតាននេះគឺជាកំណត់ទ្រព្យដ៏កម្រមួយអញ្ចឹងលើកនេះគឺខ្ញុំនឹងបញ្ចុះចាញ់នោះទេសង្ឃឹមថាលើកក្រោយបងប្រុសមិនបន្ធូរដៃនោះទេណាអាយ៉ាល្អដល់ល្អណាស់នេះគឺជាការប្រកួតតាំងសៀនណាពួកយើងមកគឺដើម្បីជួយប្រតិចាចាស់ចាស់អស់នេះគឺនិយាយដល់ហ្នឹងគឺមានតែពួកក្មេងៗទេដែលអាចជួយបានពួកកូនពីរនាក់នេះគឺចង់និយាយយ៉ាងម៉េចដាក់គ្នាក៏បានដែរតែគេជាអ្នកខ្លាំងបំផុតក្នុងចំណោមក្មេងៗដែលចង់ចូលយើងនេះ មិនខុសទេគ្រួសារស៊ីនិងគ្រួសារប៉ាយមានគោលចំហដូចគ្នាឥឡូវហ្នឹងយើងគ្រួសារតែមួយហើយថ្នាំនេះពួកកូនទាំងពីរមួយណាបានក៏បានដែរ តែអ្វីដែលពួកកូនត្រូវចាំសំខាន់បំផុតនោះគឺពួកគេពីរនាក់នោះអ្វីដែលលោកម្ចាស់ប៉ាយលោកម្ចាស់ស៊ីនិយាយគឺដល់គូស្នេហ៍មួយគូនោះមិនត្រឹមតែធ្វើបាបគ្រួសារវាងជាងទេថែមទាំងមើងងាយមិនទុកគ្រួសារប៉ាយនិងគ្រួសារស៊ីនៅក្នុងកែវភ្នែកថ្ងៃហ្នឹងយ៉ាងម៉េចក៏ដោយកុំឲ្យគេមានផ្លូវទៅផ្ទះអសោះលោកម្ចាស់វាងនិយាយត្រូវណាស់ ឃើញមកពួកចាស់ចាស់នឹងនាំគ្នាជេរពួកយើងអញ្ចឹង អូនក៏មិនដឹងដែរ ពីនេះឯងកំតនអាលស្លន់ស្លោយើងមិនជឿសោះថាពួកឯងមករាប់ពាន់ម៉ែត្រពីអ៊ីជើមកដល់ដំណាក់តាំងសៀនវល់នឹងការប្រកួតនេះនោះហើយឯងកំតនអរហន្តអីឲ្យពួកគេឡើងមុនសិនទៅហើយចាំពួកយើងឡើងតាមក្រោយក្រែងលោមានគេមានកម្លាំងខ្លាំងក្លា បាទ អ
មានអ្នកក្លាហានណាហ៊ានមកគួរជាមួយខ្ញុំទេ តាន់ហ្វុងកំឡុងផុតចាំងទឹកហើយបងគួរតឡើង បងមិនទៅទេព្រះជាម្ចាស់អើយពួកគេសុទ្ធតែខ្លាំងខ្លាំងខ្ញុំត្រង់ណាដែលសំជាដៃគូគេទៅ បងមិនឡើងហើយគេយកថ្នាំហ៊ុនយកតាន់ទៅបាត់នោះពេលនោះតាបងដោះស្រាយជាមួយលោកតាថាម៉េច ដើម្បីបានរៀបការជាមួយនឹងយ៉ាវយ៉ាងបានតន់ហ្វុងអ្នកក្លាហានថ្នមបន្តិចណាលោកទេ អាចាំមកនេះក្បាច់ស្អីគេប្របាមើលម្លេះក្លាតូចត្រូវតែចាត់ការវាឲ្យត្រឹមត្រូវ ខ្ញុំទៅឥឡូវនេះសូមបីតែខ្យល់ដឹងហើមខ្លួនវាក៏ខ្សោយដែរអត់ប្រយោជន៍នឹងដែលមិនអាចធៀបជាមួយនឹងចាំងចុងទេតើប្រកាសទេថាបងទី2ត្រូវវាវាយឲ្យរបួស អ្នក នោះ ប្រុសទាំងពីរកំអានមើលងាយវានឹងអាក្រក់ណាស់កូនប្រុសរបស់ខ្ញុំខ្ទាំដោយសារវាពីរដងហើយកុំឃើញវាមកសៀអញ្ចឹងវាប្រកាសជាមានរបស់អ្វីចម្លែកជាមិនខានទេ នេះស្អីហ្នឹង ចលនាស្អីក៏លឿនខ្លាំងម្លេះ វាធ្វើស្អីអញ្ចឹងខ្ញុំឲ្យសម្រាប់ខ្លួនដល់អស់ចាមិនក៏យើងមិនបានឃើញសោះអញ្ចឹងលោកម្ចាស់វ៉ារីយមខោទេអាចចង្រៃនេះពុតជំនាញអ្វីចម្លែកមិនខានទេនេះស្អីហ្នឹង ឯងបើមកខ្លួនបានយ៉ាងម៉េចទៅ បបាំងខ្លួនខ្ញុំមានបបាំងខ្លួនណាខ្ញុំគ្រាន់តែដើរកាត់ធម្មតា នេះ ទេ ឯងចង់វាយបោជើងឯងនៅធ្វើជាឆោតមិនដឹងអីទៀតទេមិនអីទេតើក្បាច់គុណស្អីទៅ ក្បាច់គុណចាំមិនគឺខ្ញុំមិនដឹងស្អីផងហ្នឹង នៅសម្ដែងធ្វើជាល្ងងទៀតបើអញ្ចឹងក៏មិនទោសយើងថាគ្មានការគួរសមមកសោះ ណែ យ៉ាងម៉េចហ្នឹង ហើយអត់មកពីអ៊ីជើនេះគឺពុតជាមិនសល់ប្រហែលក្បាច់ទៀតទេតែចាំយងក៏គ្នាបានកើតដែរវាយវាឈ្នះកុំឲ្យរន្ធត់នឹងវា ពុកឲ្យខ្ញុំឡើងទៅខ្ញុំចាំមិនបានទេហើយក៏ឡើងសងសឹកស៊ីហ៊ូដែរ បងសៀទុកឲ្យខ្ញុំជាអ្នកឡើងទៅមុនឬឋានណាក៏ដោយឲ្យតែបាននឹងបាត់ដៃខ្សាច់គឺជាមិនផុតពីរបួសនោះទេខ្ញុំចង់សាកមើលវា សំជាកូនប្រុសរបស់តាន់ហ៊ូជីមែនសូម្បីតែមិនដឹងខ្លួនក៏អាចបញ្ចេញកម្លាំងធម៌ពលខ្លាំងការពារទប់ទល់ជាមួយសត្រូវបានដែរកម្លាំងធាតុអាឡអិតតាន់ហ្វុងនេះអាចឈរជាប្រតិចារកំពូលបាន លោកចៅតែថាទៅតន់ផងគេនៅក្មេងយ៉ាងហ្នឹងពិតជាអាចខ្លាចជាព្រឹត្តិការណ៍ មា បាន ន ស្អីមិនអាចទៅស្នៀតកំពូលសម្ងាត់របស់គ្រួសារតាន់មិនមែនគ្រាន់តែ3ស្នៀតធំនោះទេតែនៅស្នៀតកំពូលប្រហាមួយទៀតគ្រាន់តែថាមិនដឹងតាន់ហ្វុងហាត់ដល់កម្រិតទីប្រមាណទៅហើយ បងចាំមិនបានជាធ្លាក់ទៅក្រោមចឹងបងចាំអ្វីក៏ខ្ញុំមិនបានធ្វើដែរបងក៏មិនចោទខ្ញុំណាបងធ្លាក់ខ្លួនឯងទេ ស្នៀតគុណមកដល់យើងសុំចុះចាញ់តាមស្រួលហេតុអីក៏ឯងមកនិយាយឡោតលេយើង ខ្ញុំនិយាយលក់លុយប្រមាថបងត្រង់ណាទៅខ្ញុំគ្មានទេបងចាំត្រូវការខ្ញុំកំដៅបងទៅពិនិត្យទេដែលយកឈ្នះចាំងចុងម្នាក់នឹងឲ្យឯងអឺសាច់ចិននោះទៅ ចាំមើលខ្ញុំចាត់ការវាជន់ដល់បាត់ទេហើយនឹងឲ្យវាស្រែកធ្ងោតដូចជាឆ្កែអញ្ចឹងចាំតែមើលទៅ គឺលោក ហាអាឡអិនហើយđâyនេះពិតជាចង្អៀតសម្រាប់យើងជាសត្រូវមែ មិន ន គាត់ថាចង់ចៅអ៊ីចៅទេគ្រប់គ្នាគឺសុទ្ធតែអ្នកខ្លាំងមែនទេហេតុអីកាំងទឹកដីធំធខ្លាំងម្ល៉េះ ហាកំ pl ាញចុងជើគឺជាកន្លែងដែលសម្បូរអ្នកខ្លាំងពូកែអ្នកខ្លាំងទាំងអស់សុទ្ធតែជាក្បាច់គុណបន្តពីចំនួនសុទ្ធតែនៅចុងជើពួកឯងគ្រាន់តែជាអ្នកក្រតោកយ៉ាមកពីស្រែបើមិនចុងជើឲ្យបាយស៊ីពួកឯងតែគួរស្លាប់យូរមកហើយ លោកនេះនិយាយចឹងបានទៀតមិនក៏ពិបាកស្ដាប់ម្ល៉េះពុកម្ដាយរបស់លោកបរិញ្ញាចេញចឹង អាឡអិនបើឯងជាមនុស្សធម្មតានៅអ៊ីជើមិនអីទេធម្មតាយើងមិនខ្វល់នឹងឯងទេតែឯងខុសត្រង់ថាឯងត្រឹមតែជាអ្នកស្រែមកពីអ៊ីជើឯងហ៊ានប៉ះពាល់គ្រួសារអភិជននៅចុងជើ ខ្ញុំក៏សន្និជាមួយលោកត្រង់ណាតាំងពីខ្ញុំកើតមកពេលនេះខ្ញុំថ្លៃធ្នូជាងលោកទៅ ឯង ទៀត ក៏ ផង មក ណា សម្ដែងធ្វើល្ងងល្ងើអីយើងសួរឯងស្គាល់ស៊ីហ៊ូទេ ស្អីគេហ្នឹង ស៊ីហ៊ូ ស៊ីហ៊ូពីណាគេទៅយល់ហើយមានតែធ្វើខ្ញុំទាស់ចិនស៊ីហ៊ូឯណានោះគឺមិនក៏មកផ្ទះកំហឹងលើខ្ញុំទៅវិញឯងប្រហែលជាមិនចាំទេអ្នកប្របាយទី2ជាតិណាណោអាសម្រាប់ឯងធ្វើល្ងីល្ងើធ្វើពុតស្អីទៀតបងធំខ្ញុំពុតជាមិនស្គាល់ថាអ្នកប្រុសទី2ជាតិណានោះទេលោកចាំមនុស្សខុសហើយ ស្គាល់អញ្ចឹងចាំយើងប្រាប់ចោះស៊ីហ៊ូជាប្អូនប្រុសទី2របស់យើងប៉ុន្តែប្រហែលថ្ងៃមុនវាងសានបានអញ្ជើញគេទៅចាត់ការអាសំអុយតាន់ហ្វុងឯងនេះហើយគេបញ្ជូនមកវិញថ្ងៃបន្ទាប់សាច់ដុំឆ្អឹងក្នុងខ្លួនគេបាត់ទាំងអ ប្រុ ស់ សទី2បាយដែលបញ្ជូនពីគ្រួសារយើងបាត់ដៃខ្សាច់ខ្មៅត្រូវបានគ្រួសារយើងនៅអ៊ីចៅអញ្ជើញចាត់ការគូស្នេហ៍ឯងក៏រងគ្រោះដៃសរសៃសាច់ដុំអស់ក្រោយពីមកចុងជើវិញឯងត្រូវចាប់ដែរបាត់ដៃខ្សាច់ខ្មៅអូខ្ញុំចាំហើយគឺអាចจะមកបាត់ដៃខ្សាច់នឹងឯងគឺពួកលោកជាគ្រួសាររបស់ពួកចាំចម្រិតហ្នឹង បើចាំវិញហើយល្អតាន់ហ្វុងឯងធ្វើបាបគ្រួសារស៊ីយើងហើយនៅធ្វើខុសដាក់ជើងទៀតថ្ងៃនេះយើងនឹងជំរះបញ្ជីទាំងចិត្តទាំងថ្មីទាំងអស់ បើចាំវិញល្អហើយឯងធ្វើបាបមនុស្សគ្រួសារស៊ីយើងនៅហ៊ានធ្វើខុសដាក់យើងទៀតពលលោកទូស័យខ្ញុំនឹងប្រមានពលលោកណាទីនេះគឺជាសាយវាដំណាក់ទាំងសៀនលោកម្ចាស់ដំណាក់ពួកគេចង់ធ្វើអីប្រេះផ្ដាស់ហ្នឹង ថ្ងៃមុនលោកបានជន់សបុតអញ្ជើញរបស់ដំណាក់ទាំងសៀនធ្វើឲ្យលោកម្ចាស់សំណាក់ខឹងគាត់ការពារឯងតែថ្ងៃនេះឯងប្រហែលជាគ្មានសំណាងទៀតទេ មិនខុសទេគ្រួសារស៊ីគ្រួសារប៉ាយើងគឺជាគ្រួសារបញ្ជនតែមួយសូម្បីតែលោកម្ចាស់ដំណាក់នឹងក៏មិនហ៊ានដែរគ្រាន់តែឯងជាអ្នកសម្រាប់មួយតែប៉ុណ្ណោះទេឲ្យចុះពួកយើងវិញ ចង្រៃឯងត្រៀមងាប់ទៅ មកទៅពីអ្នកនេះគេដូចជាខ្លាំងជាងអ្នកដែលបាំងសៀនហើយទៅជួយលើកមក លោកមិននិយាយអីធ្វើឲ្យមានសិលធម៌ខ្លះទេ ទេផ្ដាស់ងាប់ទៅមិនក៏ចង្រៃនេះវាយងាប់ដូចជាតងអញ្ចឹង អាចរៃនេះវាប្រើក្បាច់អីឲ្យប្រកបទៅ
ចលនាស្អីហ្នឹងពួកលោកវាយគេមិនឲ្យគេនឹកដកខ្លួនទេអ្នកប្រសិទ្ធពួកយើងត្រូវយកថ្នាំលុយបានព្រោះថាបើសិនជាយើងអាចយកវាបានវានឹងធ្វើឲ្យកម្លាំងធាតុនិងធម៌ពលយើងដល់កំពូលដល់ពេលនោះយើងចាត់ការបានហើយ ចង្រៃបើឯងប្រគល់ក្បាច់គុណមកឲ្យយើងនឹងទុកជីវិតឲ្យឯងរស់ មើលទៅពួកលោកចង់ណាមិនចូលរៀនហាត់គុណចង់មកយកពីគេមិនកើតទៅចូលរៀនហាត់គុណពីគ្រូសាស្ត្រណាទៅមានឥទ្ធិពលបែបនេះ រឿងកំ pl ស្អីទៅចូលហាត់គុណគ្រួសារណាទៅទើបអាចមានឥទ្ធិពលបែបនេះបាន បានលោកបងប្អូនខ្ញុំនឹងរួមកម្លាំងគ្នាធ្វើរតនាទៅកុំមិនចាំតែសិនទៅមើល អាចង្រៃនឹងពិតជាទប់ទល់នឹងយើងបាន កម្លាំងយើងរួមទៅមួយហើយនៅតែមិនអាចជប់ជាប់ទៀតរបស់ស៊ីយើងប្រើកម្លាំងទាំងអស់ទៅអ្នកពួកលោកពិតជាគ្មានគុណធម៌មែនស្អីគេណាពួកលោកគ្មានគុណធម៌មែនក ូនប្រុសតាមមានរឿងស្អីទៅកូនប្រុស ណែសាច់ដុំវាមិនដឹងអាចទៅរួចទៅអាចចង្រៃនេះវាធ្វើបាបអ្នកប្រុសស៊ីនិងអ្នកប្រុសបាយមែនទេ គេពីរនាក់នេះខ្លាំងជាងអ្នកខ្លាំងពីរនាក់នៅក្នុងចំណោមអ្នកខ្លាំងបីក្មេងនៅចុងជើងមើលចោះការប្រយុទ្ធនេះមានគេតែម្នាក់ឯងទេប៉ុន្តែគេព្រោះអ្នកដែលមានគ្នាច្រើនបានតើគេជាអ្នកណាទៅ ណែកុំសម្ដែងឆាំងើបឡើងទៅអើស្មួយវាយគេឈុនចឹងឲ្យខ្ញុំអត់បានធ្វើស្អីផងហ្នឹង មានគេខ្មាស់ឯងវាយកូនយើងឲ្យឡើងទៅជាបែបនេះទៅហើយឯងនៅធ្វើពុតភ្លីភ្លឺទៀតបើនិយាយដល់ចំណុចនេះមិននឹកស្មានថាឯងខុសខើដល់ម្លឹងនោះទេ ទាំងអស់គ្នាសុទ្ធតែបានឃើញហើយគេរួមគ្នាសម្ដែងដាក់ខ្ញុំនោះគឺខ្ញុំប្រាប់លោកឲ្យប្រយ័ត្នសម្ដីខ្លួនឯងទៅខ្ញុំមិនអត់គេខ្មាស់ដូចជាពួកលោកនោះទេតែពួកគេធ្វើបាបអ្នកទុនខ្សោយអាងខ្លួនឯងនឹងជាស្អីទៅគេធ្លាក់ខ្លួនបែបនេះគឺចោតខ្ញុំចឹងឯងកុំបដិសេធទូថាពួកគេទាំងពីរអ្នករួមកម្លាំងគ្នាក៏ដោយហើយក៏មិនគួរណាវាយគេឡើងធុនចឹងនោះដែរបើមិនខ្លាចថាឯងមួយទេពួកគេក៏មិនបន្ធូរដាច់ចឹងនោះដែរហើយឯងក៏គ្មានឱកាសស្អីមកទប់ទល់ជាមួយនឹងគេចឹងដែរវើយផ្ទុយទៅវិញឯងមិនគិតអំពីអំពើល្អស្អីសោះខ្ញុំវាយឆ្មោះគេហីមិនណាស់ច្បាស់ណាស់ថាពួកគេទាំងពីរអ្នកនឹងរួមគ្នាវាយខ្ញុំគ្រាន់តែការពារខ្លួនតើ បានហើយអ្នកហាត់ក្បាច់គុណជាមិនផុតពីការរបួសនោះទេសម្រាប់របួសអ្នកទាំងពីរទៅឲ្យខ្ញុំជាអ្នកព្យាបាលដល់ខ្លួនឯងចំពោះបញ្ហានេះមិនដឹងលោកម្ចាស់ទាំងពីរគិតយ៉ាងណាដែរទៅ លោកមិនចង់ដំណើរលោកមិនចង់ឲ្យថ្នាំហ៊ុនជាតិតានឹងទៅអាមនុស្សគ្រោះថ្នាក់បែបនេះទេប្រងឲ្យខ្លាចទៅជាបិសាចគ្រោះថ្នាក់ដល់ពិភពលោកទៅមូលហើយនេះគឺលោកមានចេតនាធ្វើបាបគេទៅវិញទេ មិនខុសទេលោកម្ចាស់សំណាក់ខ្ញុំស្នើឲ្យលោកបំផ្លាញវិជាគុណគេទាំងអស់ហើយដេញគេចេញពីចុងជើងទៅ លោកម្ចាស់សូមឲ្យខ្ញុំនិយាយម្ដងបានទេគេរួមគ្នាមកវាយខ្ញុំហើយខ្ញុំការពារខ្លួនឯងគ្មានអីពាក់ព័ន្ធនឹងខ្ញុំនោះទេ បានហើយតាន់ហ្វុងមួយទុននឹងពីរវាពិបាកណាស់ដែរប្រយ័ត្ននឹងអ្នកក្រោមបង្កប់ស្នើឲ្យគ្នាចាញ់នោះតែដើម្បីការពារកុំឲ្យមានរឿងនេះកើតឡើងម្ដងទៀតលើកក្រោយឡើងសាវៀនមួយទល់មួយ លោកម្ចាស់គឺមានភាពបោះឆ្លាត លោកម្ចាស់គ្រួសារទាំងពីរនេះរឿងនឹងចប់ហើយមែនទេ ថាម៉េចអាចក្រៃនេះវាយកូនប្រុសខ្ញុំឲ្យខ្លាចជាបែបហ្នឹងខ្ញុំមិនលើកលែងឲ្យវាជាដាច់ខាត ប៉ុន្តែអ្នកប្រុសទាំងពីរគឺជាអ្នកខ្លាំងចំនួនក្រោយហើយឬមួយក៏គ្មានអ្នកណាអាចប្រយុទ្ធជាមួយនឹងតាន់ហ្វុងបាន បើក្មេងៗអាចដឹកគ្មានប៉ុន្តែក្នុងโลกនេះគឺមិនមែនមានតែក្មេងឯណាដែលហាត់បកាយនេះទេ មានអ្នកណាចង់ឡើងប្រកួតទៀតទេបើគ្មានទេអញ្ចឹងថ្នាំហ៊ុនយានតាន់ប្រគល់ឲ្យតាន់ហ្វុងហើយ ពិតជាល្អណាស់ ចាប់ហើយមិនអាចទេនេះពួកគេនឹងគិតថាខ្ញុំគ្មានគេខ្មាស់គ្មាននរណាហ៊ានឡើងប្រកួតជាមួយនឹងខ្ញុំទេបើរឿងនេះលើកដល់ពុករបស់ខ្ញុំនោះអញ្ចឹងការរៀបការគឺផ្ដាច់ពាក្យលេខបានទៅហើយទេ បើសិនគ្មានអ្នកណាឡើងមែនអញ្ចឹងខ្ញុំប្រកាសឲ្យថា យើងនឹងប្រកួតជាមួយគេ ថាម៉េចក្រែងគាត់នឹងគឺជា គាត់ជាអ្នកណាមើលទៅដូចជាអ្នកខ្លាំង អ្នកនេះប្រកាសជាស្គាល់ហើយគាត់គឺជាបុគ្គលិករបស់គ្រួសារស៊ីលោកម្ចាស់ស៊ីក៏ឲ្យតម្លៃគាត់ដែរតើ អ្នកដែលគេក្រុមគឺធំជាងមេគ្រួសារហើយហេតុអី ឬ ក៏ គាត់ពិតជាព្រឹត្តិការណ៍ដ៏ពិតប្រាកដស៊ីជាង ហ៎មិនអញ្ចឹងការប្រកួតទាំងសៀនមិនកំណត់អ្នកចូលរួមទេគិតថាប្រកួតតែពួកក្មេងៗតែប៉ុណ្ណឹងទេតែនេះមានប្រធានចាស់មកចូលរួមដែរកម្រិតកំពូលហើយតែនេះចង់បានថ្នាំហ៊ុនសៀនតាន់គាត់ចង់បានកម្លាំងធាតុគ្មានដែនកំណត់ទេជាប្រធានចាស់ពិតមែនទេចង់ហើយគ្រួសារលេងចេញប្រធានចាស់ជើងខ្លាំងមកប្រកួតជាមួយនឹងតាន់ហ្វុងទោះជាតាន់ហ្វុងជាប្រធានចាស់ដែរក៏ដោយតែគេនៅក្មេងណាស់គេមិនអាចទប់ទល់ជាមួយប្រធានចាស់ជើងចាស់ល្បីឈ្មោះយូរហើយបាននោះ លោកអ៊ំអាយុច្រើនហើយនឹងមកប្រកួតស្អីគេទៀតទៅ ហើយហៅយើងថាម៉េច ខ្ញុំហៅថាលោកអ៊ំនឹងណាហើយយ៉ាងម៉េចទោះខុសហើយ ដឹងស្អីស្លាប់រស់មែនហើយដឹងថាយើងជាអ្នកណាដែរទេ លោកគឺលោកម្ចាស់មែននេះជាពងមាត់ពិតមែនអត់វិញម្លេះ ហើយខ្វះភ្នែកទេអីយើងជាប្រតិចាស៊ីទៀត កំឡូឡាបានលោកជាព្រឹទ្ធាចារ្យមិនក៏លោកមើលមិនដឹងថាខ្ញុំកម្រិតប៉ុណ្ណាខ្ញុំគ្រាន់តែជាក្មេងសាមញ្ញម្នាក់ សំដីគ្មានរយៈជ្រៅស៊ីឡុងគឺជាសិស្សរបស់យើងហើយវាយគេដាច់សរសៃសាច់ដុំអស់ថ្ងៃនេះយើងនឹងបំបែកអវយៈជីវៈរបស់ឯងដើម្បីប៉ះពើអាប់ចូលមក ហើយជ្រោកលំហរបស់ស៊ីយានគឺជាស្នៀតទាល់របស់គាត់ហើយអាចចង្រៃនេះទោះបីមានស្លាប់ក៏ហើមិនរួចដែរ ហើយវាងាប់នៅក្នុងដៃព្រឹទ្ធាចារ្យចាត់ទុកថាជាកិត្តិយសរបស់វាណាស់ហើយ ចាប់ហើយតាន់ហ្វុងឆាប់រត់ លោកម្ចាស់នេះលោកកំពុងតែធ្វើស្អីហ្នឹង នេះឯងទ្រាំនឹងក្បាច់ស្រុកលំហយើងបានផង នៅមុខមនុស្សច្រើនចឹងកុំសម្ដែងទៀតបានទេក្បាច់ស្រូបលំហស្អីគេ នេះឯងប្រាសិលបិសាចស្អីទៅ ដល់មកនេះគឺកន្លែងគេប្រកួតក្បាច់គុណមិនកន្លែងសម្ដែងបាហ៊ីនោះទេណា កុំគិតថាយើងគ្មានវិធីចាត់ការឯងមើលតែឯងរឹងរូសណាស់អញ្ចឹងស៊ីកណ្ដាប់ដៃតម្រៃរបស់យើងទៅ
មើលតើឯងរឹងរូសណាស់អញ្ចឹងស៊ីកណ្ដាប់ដៃតម្រៃរបស់ខ្លួនទៅ លោកអ៊ំមកគោចង់វាយជាមួយខ្ញុំនោះទេអ៊ំអាយុចាស់ណាស់ទៅហើយខ្ញុំមិននឹងវាយបាននេះជាស្នៀតប្រៃពលឹករបស់ស៊ីយៀនហើយនឹងថាមានមនុស្សប្រមាណអ្នកទេដែលស្លាប់ក្រោមដៃគេ គឺលំដាប់ព្រឹទ្ធាចារ្យទៅហើយមិនមែនម្នាក់ទេទោះបីជាអាចចង្រៃនេះអស់ចាធ្វើដូចជាទប់បានវាច្បាស់ជាងាប់មិនបាច់សង្ស័យ ហ្វុងប្រយ័ត្នផង កុំបារម្ភអីសុខភាពបងល្អទេក្បាច់គុណប៉ុណ្ណឹងមិនអាចធ្វើស្អីលោកអ៊ំបាននោះទេ មើលស្រាព្រឹទ្ធាចារ្យផងថ្ងៃនេះយើងនឹងឲ្យឯងឃើញថាអ្វីទៅជាស្នៀតកំពូល លោកអ៊ំមកកំលោឡានទៀតខ្ញុំនិយាយថាក្បាច់គុណខ្ញុំមិនអាចធ្វើឲ្យអ៊ំមានរបួសបាននោះទេ នេះតើមានរឿងស្អីនឹង មិនអ៊ំស្ដាប់ខ្ញុំសោះអញ្ចឹងខ្ញុំថាហើយលោកឈប់ធ្វើអញ្ចឹងទៅ មានរឿងស្អីទៅ បាទលោកអ៊ំឈប់លោឡានទៅថ្ងៃនឹងការប្រកួតទាំងសៀនគេនឹងមានរឿងជាច្រើនទៀតណា លេងជឹកជឹក បាទលេងក៏លេងប្រយ័ត្នផ្ងាក្រោយសេណាយកលោកអ៊ំទៅខាងក្រោមទៅ នេះយើងពិតជាមិនអាចធ្វើអីអាចចង្រៃនេះបានមែន យ៉ាងអ៊ំមិននឹងការស្អីទេបងវិញវាន់អស់ហើយគឺ ប៉ុន្តែគ្រួសារស៊ីយើងចងកំហឹងនឹងវាណាយ៉ាងណាក៏មិនអាចទុកវាបាន តាន់ហ្វុងប្រយ័ត្ន ប្រយ័ត្នស្អីទៅព្រះហើយលោកអ៊ំលោកយ៉ាងម៉េចលោកអ៊ំហើយមិនបានជាលោកអ៊ំដួលចឹងលោកអ៊ំយ៉ាងម៉េចទៅហើយលោកអ៊ំ ព្រឹទ្ធាចារ្យមានរបួសទៅហើយ តែខាងនោះមានតន់បានប្រើស្លៀកខ្លាំងឯណា មិននឹងអាចទៅគឺស៊ីជាព្រឹទ្ធាចារ្យម្នាក់គឺលួចវាយពីក្រោយគឺរបួសធ្ងន់ដល់ថ្នាក់នេះលើខ្លួនតាន់ហ្វុងពិតជាមានរបស់ពិសេសអីមែនហើយ មានរបស់ពិសេសអ្វីទាំងអស់តាន់ហ្វុងគ្រាន់តែប្រើរាងកាយគេពីការវិបហាគេប៉ុណ្ណោះទើបស៊ីជីនមានរបួសធ្ងន់ មិននឹងអាចទៅរួចទៅសេណាមកឃើញលោកអ៊ំមានរបួសស្អី តាន់អូជីកូនរបស់លោកពិតជាហាត់ឈានដល់ស្នៀតកំពូលកម្រិតណាហើយ មិនទេលោកអ៊ំចាំខ្ញុំពិនិត្យឲ្យអ៊ំសិនណា ឯងជាស្អីឲ្យពិតប្រកបទៅ ខ្ញុំជាស្អីឲ្យប្រកាសទៅហ៎ខ្ញុំគឺជាអ្នកហាត់គុណធម្មតាម្នាក់តែប៉ុណ្ណោះទេហើយអ៊ំខំនិយាយស្អីហ្នឹងឲ្យខ្ញុំមើលរបួសសិនទៅ តាន់ហ្វុង បាទ រឿងអ្នករបួសដំណាក់តាំងស៊ីជាអ្នកព្យាបាលឲ្យលោកមិនបាច់ខ្វល់ទេ បាទ ឥឡូវមានអ្នកណាឡើងប្រកួតជាមួយតាន់ហ្វុងទៀតទេបើសិនជាគ្មានតាន់ហ្វុងឆ្នាំហ៊ុនជានតាន់នេះប្រកួតឲ្យលោក ហ៎ឆ្នាំហ៊ុនជាតិតាន់ហ៎ជួនដល់ខ្ញុំហ៎លោកអត់លេខសើចទេគ្មាននរណាទៀតទេមិនគួរទេចុះអ្នកដែលបានប្រយុទ្ធបានទៀតនោះម្នាក់ក៏គ្មានដែរទីមកឯងសំដែងរឹកធ្វើជាឯងសើចចំអត់ឲ្យគុណជុំអើយនៃរបស់ខ្ញុំគឺខ្ញុំមិនស្មានថាខ្ញុំខ្លួនឯងអាចទៅដើមយកបានឆ្នាំនេះសោះបាននិយាយឡើងវិញក៏ប្រតិភិរបស់លោកមិនដើម្បីវាគឺដើម្បីអីកុំប្របាក់មុខនៃគុណនិយមផ្សេងទៀតណាអី តាន់ហ្វុងលោកតា លោកតា តា ពួកចៅមកហើយតាដឹងអស់ហើយថាអាហ្វុងគេយកឆ្នាំហ៊ុនជានតាន់យកឈ្នះបានជាម្ចាស់ការប្រកួតតាំងសៀនតាអបអរផងណា ទាំងអស់ត្រូវអរគុណលោកតាវិញហើយអ្នកទាំងអស់គ្នាពិតជាខ្លាំងមែនប៉ុន្តែលោកតាមើលទៅខ្ញុំអាចយកវាមកហើយក៏ឈ្នះការប្រកួតទាំងសៀនដែរតើរឿងរៀបការខ្ញុំនឹងយ៉ាវវិញ តាដឹងថាឥឡូវឯនេះច្បាស់ជាស្លន់សួររឿងនឹងមិនខាន មិនឲ្យរហ័សយ៉ាងម៉េចទៅគឺនេះនៅចំជើហើយក៏នៅដំណាក់ទាំងសៀនទៀតបើរឿងនេះខ្វល់ខ្វាយកាន់តែខ្លាំងគឺច្បាស់ជាមានពូទី2ដឹងលឺខ្ញុំនឹងយ៉ាវអាចនឹង បានចាំបន្តិចទៅនៅមានដំណាក់កាលចុងក្រោយទៀតអាហ្វុងចៅចង់រៀបការជាមួយចៅពិតមែនទេបើអញ្ចឹងចៅហ៊ានចំណាយឆ្នាំនេះដែរឬក៏អត់ ឲ្យតើបើរៀបការជាមួយយ៉ាវអ្វីក៏ខ្ញុំព្រមដែរ យ៉ាវមើលទៅចៅរកគូស្នេហ៍ប្រកបវិជ្ជាបានហើយដ លោកតា បានហើយឆ្នាំនេះតានឹងយកទៅឲ្យសម្លាញ់របស់តាដើម្បីប៉ះបើគេពេលនេះប្រហែលជាគេមិនថាអីក៏ថាបានចៅនាំគ្នាទៅវិញសិនចុះចាំតានាំពី បាទ សម្លាញ់នេះឆ្នាំ ល្អណាស់មានឆ្នាំហ៊ុនជាតាន់ហើយវាជាគុណនឹងដល់កំពូលហើយចឹងជាផ្លែឈើកំពូលកម្លាំងទៀតហើយនេះគឺធ្វើឲ្យអាហ្វុងគឺកាន់តែឆាប់សម្រេចក្បាច់គុណកំពូលរបស់គេទៀតផងដល់ពេលនោះក្នុងលោកមានគូប្រៀបជាដាច់ខាតឲ្យអាហ្វុងខ្លាចជាទេវតាការពារកំពូលអ្នកខ្លាំង សម្លាញ់មិនក៏យើងមិនទៅជាមួយគ្នាទៅដល់ពេលដែលឲ្យអាហ្វុងគេដឹងរឿងនឹងហើយក ុំអល់ប្រញាប់អីឥឡូវនឹងខាងនគរទៅគឺកំពុងចលាចលខ្លាចថាពួកគេកំពុងតែរៀបចំផែនការក្រក់ អញ្ចឹងតោះតែខ្ញុំរកតាន់ហ្វុងហើយ អោខ្ញុំហ៎ នឹងហើយសម្លាញ់របស់តាថាចៅគឺជាជ័យលាភីក្នុងការប្រកួតគេកោតសរសើរចៅខ្លាំងទៀតផងមិនតែប៉ុណ្ណោះគេព្រមផ្ដាច់ពាក្យហើយគេឲ្យតាយកផ្លែឈើនេះមកឲ្យចៅទៀតអាចបង្កើនកម្លាំងធាតុនៅក្នុងខ្លួនបានចៅថាចូលហាត់គុណរហូតតែមិនអាចឈានដល់កម្រិតទី9បានមែនទេសាកមើលទៅ អរគុណលោកតាន់ណាលោកនឹងមានផ្លែឈើអញ្ចឹងដែរនោះ ត្រូវហើយ ហូបកាត់ដែរទេ ពិតជាអាចហូបបាន មើលទៅដូចជាឆ្នាំបង្កើនកម្លាំងធាតុគ្រួសារលោកតាអញ្ចឹងលោកតាជួយអរគុណសម្លាញ់លោកតាចំនួនខ្ញុំផងថាគាត់ជាមនុស្សចិត្តល្អណាស់
ផ្អែមណាអត់មានអារម្មណ៍អីផងណា មិនគួរទេ វិជាគុណខ្ញុំឥឡូវគឺមានអារម្មណ៍ថាកាន់ ឆា ឡើង ប់ទៅសម្រួលវិជាគុណទៅ លោកតាតាន់ហ្វុងគេមិនអីទេមែន កុំ ទេ បារម្ភអីគេគ្រាន់តែត្រូវការពេលវេលាដើម្បីរំសាយធម៌ពលនេះតោះជើងចេញទៅក្រៅកុំឲ្យរំខានគេ ចា សូមគោរពលោកមេតបសូមគោរពនៅនឹងជា តើមានអីកើតឡើងមែនទេ ខ្ញុំមានបញ្ជាពីលោកម្ចាស់ដំណាក់ផងបានជម្រាបគ្រប់គ្នាថាថ្ងៃស្អែកនៅដំណាក់តឹងទៀនពួកយើងមានពិធីជប់លៀងដើម្បីអបអរដល់ប្រុសទីងប៉ុងជាម្ចាស់ជ័យលាភីប្រ ពិត កួត មែនហើយតាន់ហ្វុងនៅខាងក្នុងកំពុងតែសម្រួលវិជាគុណឯណោះលោកមេការកុំរំខានគាត់អីចាំថ្ងៃស្អែកខ្ញុំនាំគាត់ទៅឲ្យតាន់ពេល សូមរំខានទៅពីហើយ យ៉ាវនៅសោះពេលច្រើនទៀតចាំទៅសម្រាប់មុនទៅណា លោកតាប៉ុន្តែតាន់ហ្វុងគេនៅខាងក្នុង កុំបារម្ភអីឲ្យគេសម្រួលកម្លាំងធាតុនៅខាងក្នុងចុះគេមិនអីទេទៅសម្រាប់ទៅ អរគុណលោកតា អាចង្រៃនោះពិតជាធ្វើឲ្យស៊ីយិនរបួសមែនហើយអើយបងជីវាជាមនុស្សធម្មតាគ្មានអីអស្ចារ្យទេវាធ្វើបាបគ្រួសារខ្ញុំគឺចាញ់ម្ដងហើយម្ដងទៀតត្រូវម្ដងការបោះស្រាយដល់ខ្ញុំផង លោកស៊ីអាស្ងប់អារម្មណ៍សិនទៅខ្ញុំក៏មិនដឹងថាគេមានសមត្ថភាពបែបនេះដែរគេនៅក្មេងសោះខ្លាចជាព្រឹទ្ធាចារ្យទៅហើយបានហើយឈប់បកៃរឿងនៅទៅវាមានប្រយោជន៍ស្អីទៅមិនម្ដងអត់ទាន់ហ្វុងស្អីគេនោះអាយុទៅតែ20សោះអាចខ្លាចជាស្ដេចព្រឹទ្ធាចារ្យបាត់ហើយមកទល់ពេលនេះនៅក្នុងការប្រជុំក៏វាមានមុខមាត់អនាគតទៅគ្មានគូប្រៀបទេហើយយើងវិញបើធ្វើឲ្យគ្នាចិត្តវានោះច្បាស់ជាគ្មានផលល្អទេ លោកវិចារចង់មានថាម៉េចចង់ឲ្យពួកយើងបើកភ្នែកសម្លឹងមើលវាអញ្ចឹងឬក៏ពលិចពួកវាឲ្យវានេះទៅតែម្ដងទៅវាចប់រឿងហើយ គ្រួសារហ្វាយខ្ញុំមិនអាចអង្គុយរងចាំការស្លាប់បានទេលោកម្ចាស់បាយពេលនេះគឺវាសមហេតុផលហើយប៉ុន្តែតាន់ហ្វុងនោះខ្លាចជាព្រឹទ្ធាចារ្យទៅហើយទោះបីជាយើងប៉ះពាល់គេក៏មិនអាចមានផ្លូវទប់ទល់គេបានដែរព្រឹទ្ធាចារ្យនឹងវាយ៉ាងម៉េចគ្រួសារបាយយើងមិនមែនជាស្មៅទេលោកម្ចាស់បាយនេះគឺ ព្រឹទ្ធាចារ្យបាយឈើព្រឹទ្ធាចារ្យបាយឈើ សូមគោរពព្រឹទ្ធាចារ្យបាយឈូ នេះគឺព្រឹទ្ធាចារ្យត្រកូលបាយរបស់លោកដែលតែងខ្លួននោះមែនទេតែទោះបីជាពេលនឹងមានព្រឹទ្ធាចារ្យក៏ដោយតែវាគឺជាព្រឹទ្ធាចារ្យដែរតើគឺអាចចាត់ការបានទេ ការពិតទៅវាមិនអាចទៅរួចទេមិនចាំបាច់និយាយពីការសម្លាប់ព្រឹទ្ធាចារ្យម្នាក់នោះទេវាពិបាកប៉ុណ្ណានោះគ្រាន់តែបើយើងសម្លាប់អ្នកឈ្នះជ័យលាភីក្នុងការប្រកួតទាំងសៀននោះវាខុសឆ្គងណាស់ទៅហើយសម្រាប់ម្ចាស់សំណាក់អញ្ចឹងមានន័យថាលោកបាយនោះគឺនៅក្បែរអាតាន់ហ្វុងមានស្រីស្អាតម្នាក់ហើយក៏លួចសម្លាប់នាងជាមុនសិន នៅពេលដែលអាតាន់ហ្វុងវារកនាងមិនទាន់បានឃើញនៅពេលនោះកំហឹងរបស់វាក៏ចាប់ផ្ដើមឆេះឈួលហើយយើងក៏លុបឆ្មក់វាពីក្រោយ ខ្ញុំមិនជឿថាវាទ្រាំកំហឹងនឹងបានវាក៏មកប្រកួតគ្នាជាមួយនឹងលោកបាយឈៅនេះ ល្អធ្វើចឹងហើយតែមុននឹងវាស្លាប់ខ្ញុំត្រូវធ្វើទៅរនកម្មឲ្យវាវេទនាឲ្យចាយសិនណា ពិធីជប់លៀងថ្ងៃស្អែកសម្លាញ់ចាស់តាក៏ប្រកាសជាមកដល់ពេលនោះគ្រប់គ្នានឹងបានដឹងពីការរៀបការរបស់ចៅជាមួយនឹងអាហ្វុងចាំបន្តិចទៅណា អរគុណលោកតាណា ចៅគឺជាចៅរបស់តាចៅអាចរកសុភមង្គលបាននោះតាសប្បាយចិត្តបំផុតហើយចៅអរគុណតាធ្វើស្អីបើចៅមិននាំតាន់ហ្វុងមកទេតាស្លាប់យូរហើយ លោកតាមានប្រសាសន៍ពីអី បានស្លាប់ឥឡូវហើយវាមិនយឺតពេលទេ ឯងជាអ្នកណា យើងជាអ្នកណាមិនចាំបាច់ចង់ស្គាល់ទេបើមិនមែនដោយសារតែលោកមកចាប់បដូរផែនការសំអាងអីឲ្យឯងបញ្ចេញធ្វើដៃចាត់ការទៅ នេះគឺជាស្នេហ៍បាត់ដៃខ្សាច់ខ្មៅមកគ្រួសារបាយ ខ្សែដៃល្អងាប់ទៅល្អណាស់ខ្ញុំបានឈានដល់កម្រិតទី10ហើយនៅក្រៅចាត់ទុកខ្ញុំគឺជាអ្នកកំពូលគុណហើយអញ្ជើញចូលអ្នកប្រុសពិធីជប់លៀងបានចាប់ផ្ដើមហើយលោកម្ចាស់ដំណាក់ឲ្យខ្ញុំអញ្ជើញអ្នកប្រុសទៅអញ្ចឹងនិយាយយ៉ាងនឹងលោកតាវិញនោះពួកគាត់មកនៅក្នុងបន្ទប់ទេម្ចាស់ដំណាក់ឲ្យគេទៅអញ្ជើញហើយមកនៅបន្ទប់អញ្ចឹងពួកគេទៅណាទៅអ្នកប្រុសក៏បារម្ភអីនៅដំណាក់តឹងសៀនគឺគ្មាននរណាម្នាក់ហ៊ានធ្វើបាបពួកគេនោះទេអញ្ចឹងសូមអ្នកប្រុសទៅតាមខ្ញុំទៅ លោកម្ចាស់បាយរឿងដំណើរការល្អតើអីខ្លាចស្អីបាយឈើក៏ជាស្ដេចព្រឹទ្ធាចារ្យទោះបីជាមិនទប់ទល់ជាមួយតាន់ហ្វុងបានប៉ុន្តែមិនមែនថាមិនចាត់ការនាងចំអកល្ងីល្ងឿនោះបានទេណាខ្ញុំមិនជឿថាសំបីតែនាងចំអកល្ងីល្ងឿនោះក៏ជាព្រឹទ្ធាចារ្យដែរទេមិនមែនចឹងទេតកូលជាមកពីអីជើនោះគ្រាន់តែមានអារម្មណ៍ថានៅក្នុងគ្រួសារជាមានព្រឹទ្ធាចារ្យម្នាក់ដែរបើមិនចឹងទេមិននឹងអាចធ្វើបាបគ្រួសារវាងរបស់ខ្ញុំបានទៅ ចាំពិធីជប់លៀងចប់ហើយពេលបាយចៅចាត់ការត្រីល្ងងនោះរួចហើយយើងនឹងរកលេសមួយទៀតបន្តធាក់តាន់ហ្វុងឲ្យខ្ទៀតឲ្យបាយចៅចាត់ការនាងឲ្យឆាប់ទៅណា បើគ្មានតាន់ហ្វុងនឹងយ៉ាវគ្រួសារជានឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់គ្រួសារវាងដល់ពេលនោះខ្ញុំនឹងជំនួយដល់គ្រួសារទាំងពីរឲ្យសម្បើមតែម្ដងនឹងធ្វើឲ្យគ្រួសារបាយនិងគ្រួសារស៊ីក្លាយជាគ្រួសារអភិជនទី1នៅចុងជើងនេះនៅពេលនោះកុំភ្លេចគ្រួសារខ្ញុំផង និយាយបានល្អនិយាយបានល្អ
អ្នកប្រំតែទៀមចាត់ដំណាក់នឹងមកដល់ហើយអរគុណ គេឈ្នះអ្នកប្រុសប៉ាអ្នកប្រុសស៊ីអ្នកឈ្នះប្រតិចារយានទៀតបើអញ្ចឹងគឺគេបានរង្វាន់ធំហើយមែនទេ ម្ចាស់ជ័យលាភីអនាគតទៅច្បាស់ជាខ្លាចជាបុគ្គលល្បីលន់ទឺហើយណោះពួកយើងត្រូវតែចងមិត្តភាពជាមួយគាត់ ចោលវត្តជាមួយវាលោកប្រកាសទេនឹងមិនខ្លាចថាថៃក្រោយគឺត្រូវធ្វើបាបទៀតទេទោះបីលោកល្អជាមួយវាក៏ដោយ ម្ចាស់ស៊ីចាំមានន័យថាយ៉ាងម៉េចទៅ អ្វីដែលប្រកួតរបស់វាគ្រប់គ្នាគឺសុទ្ធតែបានឃើញហើយថាតើវានេះគឺជាមនុស្សខុសខើយ៉ាងណាគ្មានស្ដាប់ធ្នាប់ស្អីទេចង់ធ្វើជាមិត្តវាទៀតហើយ ខុសទេមកទល់ដល់ពេលនេះកូនប្រុសរបស់ខ្ញុំនៅអ្នកប្រុសស៊ីនៅដេកលើក្រែននៅឡើយសរសៃសាច់ដុំក្នុងខ្លួនដាច់គ្មានសល់ទោះបីជាលោកម្ចាស់សំណាក់ផ្ទាល់ក៏គ្មានវិធីដែរហើយវាជាគុណត្រូវហាត់ឡើងវិញទាំងអស់ការប្រកួតទាំងសៀននិយាយឲ្យចំវាជាការប្រកួតក្បាច់គុណគ្នាអ្នកខ្លាំងត្រូវបន្ធូរដៃខ្លះតែតាន់ហ្វុងអាងតែវាជាគុណខ្លាំងពូកែលេងដាក់អ្នកប្រុសប៉ាយនៅអ្នកប្រុសស៊ីឡើងរបួសធ្ងន់ធ្ងរពិតជាអាក្រក់ខ្លាំងណាស់ ពួកលោកកំពុងនិយាយស្អីហ្នឹងខ្ញុំអាក្រក់ចុះអ្នកប្រុសទាំងពីររបស់ពួកលោកនឹងវាល្អណាស់ទៅអីមិនក៏លោកនិយាយចឹង ដោយសារតកូនប្រុសយើងនិងអ្នកប្រុសស៊ីដឹងពីត្រកូលវាងថាឯងមានសមត្ថភាពពួកគេដឹងថាមិនឈ្នះឯងទើបបានជារួមកម្លាំងគ្នាគេរួមកម្លាំងគ្នាក៏បាននិយាយជាមួយឯងដែរតែឯងពិតជាមានចិត្តសាហាវខូខើខ្លាំងណាស់ កុំប្រលឹះពេកអ្នកទាំងអស់គ្នាសិតតែបានឃើញមែនទេថាខ្ញុំបានធ្វើស្អីពួកគេទេដែលដួលខ្លួនឯងនោះ បែរហើយតាន់ហ្វុងនៅស្ថានភាពបែបនេះហើយឯងនៅមិនទទួលខុសត្រូវទៀតមែនទេកុំភ្លេចឲ្យសោះនៅពេលដែលឯងអាចមកតំណាងគ្រួសារធំទាំង4បានបើឯងមានអាកប្បកិរិយាស្អីបែបនេះវាជាការអាម៉ាស់មុខរបស់ពួកយើងណា ខ្ញុំប្រាប់ពួកលោកកុំមកបន្ទោសខ្ញុំណាហេតុអីខ្ញុំធ្វើបាបគ្រួសារអភិជនធំហើយនោះគឺដោយសារកូនប្រុសរបស់ពួកលោកជាអ្នកបង្កឡើងទេអស់នឹងទើបជាការប្របាក់មុខប្របាក់មាត់អាប់អោនមែនតើ ឯងមានរឿងស្អីហ្នឹងនាំគ្នាលោឡារឿងស្អី ពុតទី2 ចុះរឿងពីចំណុចហ្នឹង ឬវាយ៉ាងម៉េចនោះតែអូនមកពីណា តែគេចាំនិយាយ លោកមិនចាំបានពួកគេទៅពីរសុំទោសគ្រប់គ្នាផងដែលខ្ញុំមកជឿមុននេះខ្ញុំមកមើលការជប់លៀងចាប់ផ្ដើមហើយនៅតែភ្ញៀវកិត្តិយសមកពីអ៊ីជើមិនទាន់មកដល់ខ្ញុំបានជើញភ្ញៀវទាំងពីរមកផ្ទាល់តែមិននឹកស្មានថាភ្ញៀវទាំងពីរមានការលបឆ្មក់នៅក្នុងដំណាក់តឹងសៀនខ្ញុំនេះសោះ លោកឆ្មក់មិនក៏អញ្ចឹងយ៉ាងអូនមិនអីទេ តាំងហ្វងកុំបារម្ភអីអូនជាមួយលោកតាមិនអីទេត្រូវតែអរគុណដល់ស្ដេចពីខៀតទៅបាន លោហើយចឹងលោហើយ អ្នកដែលលបឆ្មក់ភ្ញៀវកិត្តិយសរបស់ខ្ញុំគឺនៅទីនេះហើយអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ មិនក៏អញ្ចឹងព្រឹទ្ធចារបាយឆៅជាគ្រួសារបាយមិនអញ្ចឹងអី បាយឆៅហ៊ានលបឆ្មក់ភ្ញៀវកិត្តិយសនៅក្នុងដំណាក់តឹងសៀនអញ្ចឹងមានន័យថាមិនទុកសំណាក់សំខាន់នៅក្នុងតែផ្នែកទេបើកុំតែបានសិស្សច្បងអ៊ូយៀនមកដល់ម្លេះភ្ញៀវកិត្តិយសរបស់ខ្ញុំនឹងមានគ្រោះថ្នាក់នៅក្នុងដំណាក់តឹងសៀនបាត់ទៅហើយទង្វើបែបនេះតើសំណាក់ខ្ញុំយកមុខទៅទុកនៅឯណាលោកម្ចាស់បាយគួរតែដោះស្រាយបែបណាទៅលោកម្ចាស់សំណាក់យល់ច្រឡំហើយយល់ច្រឡំហ៎តែបាយឆៅបានស្លាប់នៅទីនេះហើយតើមានស្អីដែលយល់ច្រឡំនោះគឺពួកអាចមសៀតមកពីអ៊ីជើនេះហើយពួកគេគួរឲ្យខ្ពើមខ្លាំងណាស់តាន់ហ្វុងឯងគឺជាមនុស្សជងខ្នងវាបានធ្វើឲ្យកូនប្រុសខ្ញុំនៅប្រុសស៊ីរបួសធ្ងន់ហើយថ្ងៃនេះវាធ្វើឲ្យបុគ្គលគ្រួសារបាយយើងគោរពមានរបួសទៀតហើយវាមកចេះកំហឹងលើគ្រួសារបាយខ្ញុំតាន់ហ្វុងឯងពិតជាពលខ្លាំងណាស់ លោកកុំមានឈាមព្រោះដាក់គេណាខ្ញុំមិនធ្លាប់បានជួបគេផងហ្នឹងហើយខ្ញុំមិនអាចធ្វើឲ្យគេរបួសទៅកុំចេះកំហឹងមកដាក់គេអញ្ចឹងលោកនិយាយថាគាត់ជាព្រឹទ្ធបរិះណាខ្ញុំទើបតែសម្រេចវិជាគុណមិនសោះមិននឹងអាចទៅបាយឈ្នះគាត់ទៅអាបងឯងនិយាយមកទៅទឹកទិសស្អីហ្នឹងឲ្យតែមានកម្លាំងនិយាយរឿងដែលបាយស៊ីជិនឲ្យរបួសនោះទាំងអស់គ្នាសុទ្ធតែបានឃើញច្បាស់នៅភ្នែកខ្ញុំថាលោកមានបញ្ហាខួរក្បាលហើយលោកមានគិតថាយ៉ាងម៉េចទេទី1លោកម្នាក់នោះគឺមិនមែនខ្ញុំជាអ្នកវាយឲ្យរបួសទេគាត់គឺជាអ្នកដួលដោយខ្លួនឯងទេក្រោយពេលដួលហើយខ្ញុំក៏ខូចចិត្តហើយក៏មើលគាត់ជួយលើគាត់ទៀតផងទី2គឺទោះបីជាខ្ញុំឲ្យលោកអ៊ំនោះរបួសក៏ដោយបើខ្ញុំអាចយកឈ្នះលោកអ៊ំហ្នឹងគឺខ្ញុំមិននឹងឈ្នះព្រឹត្តិការណ៍ទាំងអស់ទៅឯងក៏មិននិយាយពាក្យមនុស្សសរសៃប្រសាទអីបានទេលោកចាត់ដំណាក់សូមលោកពិនិត្យឲ្យបានច្បាស់ទៅ មានអីត្រូវពិនិត្យច្បាស់នោះបាយឆៅបានប៉ុនប៉ងលើមេតបជាឆឹងពណ៌និងនាងជាចៅទាំងអស់នេះសុទ្ធតែខ្ញុំបានឃើញហើយក៏ចោះចាញ់ខ្ញុំលោកនិយាយថាតាន់ហ្វុងជាអ្នកសម្លាប់គ្មានហេតុផលឯងជាអ្នកណាឲ្យប្រកាន់បានជាចូលមកដំណាក់តឹងសៀននិយាយហោហាយបែបនេះអូនេះឯងមើលទៅខ្ញុំលាក់ខ្លួននៅក្នុងពិភពគុណយូរពេកហើយបានជាគ្មានអ្នកណាស្គាល់ខ្ញុំឯងជាអ្នកណាទៅស្ដេចពីឃាតនៅវិមានឆិនឡុងឯងធ្លាប់ឮដែរទេស្ដេចពីឃាតឯងជាអ៊ូយ៉ាងមើលទៅស្គាល់បន្តិចហើយតើម្ចាស់សំណាក់រឿងនេះគឺជារឿងដំណាក់តឹងសៀនរបស់លោកខ្ញុំគ្រាន់តែនៅពីក្រោយប៉ុណ្ណោះសេនាឆាប់នាំលោកម្ចាស់បាយទៅវិញចុះក្រោយចាប់ពិធីចាំពិចារណាម្ដងទៀត លោកម្ចាស់ដំណាក់មានរឿងម្ល៉េះ មានរឿងអី ខាងក្រៅមានកងទ័ពនគរហងសម្រុកមកដំណាក់របស់យើងមានអ្នករបួសច្រើនអ្នកទៀតផង ថាមិន ស្អីគេ តោះទៅមើលទាំងអស់គ្នា មើលដល់ខ្លាំងរបល់យោយ៉ាគាត់ប៉ានទៅនឹងក៏ខ្ទៀតទៅហើយដេកដោះ លោកជាអ្នកណាបានជាមកធ្វើចរិតពៀតដាក់មនុស្សជឿ លោកចិនណាមិនក៏ហ៊ានធ្វើខ្លួនប្រៃដាក់មនុស្សដូចជាយើងអញ្ចឹងហើយម្ចាស់ពួកឯងចេញមកនិយាយជាមួយយើងទៅ យើងជាម្ចាស់សំណាក់ពួកឯងបំពេញសំណាក់យើងហើយធ្វើឲ្យសិស្សយើងមានរបួសទៀតគិតចង់និយាយស្អីទៅ និយាយមិននិយាយវាសម្រាប់លើឯង បើហ៊ាននិយាយបែបនេះដាក់ម្ចាស់សំណាក់យើង
យើងមានស្អីមិនហ៊ានទៅគឺពួកឯងត្រឹមតែជាអ្នកក្បាច់គុណតូចតាចកងទ័ពរបស់យើងគ្រាន់តែស្ដោះទៅមាត់ម្នាក់បន្តិចហ្នឹងពួកឯងច្បាស់ជាលងស្លាប់រខានោះទេ ពួកនគរកូនហោះមិនក៏ក្អើកតម្លេះយើងកំដរឲ្យបានសិស្សដំណាក់តាំងសៀនគេធ្វើតាមកាតព្វកិច្ចរបស់ពួកគេប៉ុណ្ណោះការងារគេគឺជួយព្យាបាលមនុស្សបើរឿងវាយគ្នាចាញ់ឈ្នះពួកឯងកុំមោទនភាពពេកមើលតែកងទ័ពពួកឯងទាំងអស់ទៅត្រូវតែមួយដៃក៏ងើបមិនរួចដែរ ស៊ីបាយអង្គរមិនថាចេញពីមុខយើងព្រាមទៅចង់ទូសិនអាអត់ប្រយោជន៍យើងនឹងសម្លាប់ឯងអាអត់ប្រយោជន៍យើងនឹងសម្លាប់ឯងកុំអើអកុំអើសបាយពេកអាម្នាក់នឹងប្រហែលជាព្រឹទ្ធាចារ្យទេដឹងហើយ លោកម្ចាស់បាយលោកម្ចាស់ស៊ីលោកគិតថាមនុស្សនគរហោះយ៉ាងម៉េចដែរអត់មកពីគ្រួសារសងនោះនិយាយមិនខុសទេចង្វាក់ដង្ហើមរបស់មនុស្សនគរហោះវែងហើយធ្ងន់ទៀតហើយគេអាចកំចាត់អាឡអិតមកពីគ្រួសារសងយ៉ាងងាយមើលទៅគេប្រកាសជាព្រឹទ្ធាចារ្យមិនខុសទេ យើងគ្មានចម្រាប់រត់ជាមួយពួកឯងទេអាពួកការសំដៅបហិតពេលវេលាអាចារ្យដំណាក់តឹងសៀនស្ដាប់សម្ដីយើងអើយយើងចង់បានអាផ្លែថ្នាំមួយដែលធ្វើឲ្យចេះក្បាច់គុណធ្វើឲ្យមនុស្សកាន់តែកាន់វិជាគុណ ហើយវាតេតងអីជាមួយលោកដែរ គ្រូរបស់យើងគឺតាជីម៉ាយូអ៊ីឈីដែលមានបច្ចេកទេសសមាធិមករយៈមុននេះដែរសម្រាប់បានពាក់កណ្ដាលហើយបើគាត់បានហូបថ្នាំនឹងទៀតរត់ទៅពេញកម្រិតដូចជាទេវតាអញ្ចឹងដើម្បីខ្លាចជាទេវតាឲ្យថ្នាំនឹងមកយើងឬក៏ចង់ឲ្យយើងនឹងសម្លាប់អាចង្រៃឯងទាំងអស់គ្នានឹងឲ្យងាប់ទៅ មេប៉ះនេះជាសពនាមគេហៅព្រឹទ្ធាចារ្យនៅនគរហោះបើតាមគេនិយាយនឹងអ្នកដែលនគរហោះបើមានឋានៈខ្ពង់ខ្ពស់ជាងព្រឹទ្ធាចារ្យនោះគេទុកថាខ្លាចជាព្រះទេវតាហើយ អីគេមិនក៏នៅនគរនឹងគឺមានអ្នកខ្លាំងបកាយជា លោកយកសពទៅកុំនិយាយរឿងថ្នាំហ៊ុនជាតានទៀតខ្ញុំបានប្រកល់ទៅឲ្យគេហើយក្នុងខ្លួនខ្ញុំគឺគ្មានទេបើសិនជាឲ្យពួកលោកទៀតវាកាន់តែអស់ហើយ អីគេឲ្យគេបាត់ហើយឲ្យនរណាគេ ខ្ញុំដឹងលបងខ្ញុំដឹងថាគេយកថ្នាំនោះឲ្យអ្នកណាប៉ុន្តែខ្ញុំត្រូវការឲ្យលបងសន្យាជាមួយខ្ញុំរឿងមួយ សន្យាអី ខ្ញុំចង់ឲ្យលបងហើយនឹងទេវតារបស់លបងជួយការពារគ្រួសាររបស់ខ្ញុំបាយសានលោកចង់មានន័យថាយ៉ាងម៉េចបានន័យថាយ៉ាងម៉េចម្ចាស់សំណាយើងប្រាប់លោកការពិតទៅចុះបាយឈើដែលលបឆ្មោះអាចចង្រៃពីអ្នកនៅក្នុងដំណាក់តាំងសៀនយើងគឺជាអ្នករៀបចំ ពួកឯងនៅមានឯទៀតអត់ទាន់ហ្វុងបើមិនដោយសារអាអ្នកសម្រៃមកពីអ៊ីជើប្រហែលអ្នកឯទៀតឯងបានធ្វើឲ្យកូនរបស់ជើងរបួសឯងមិនត្រឹមតែជួយរយយុទ្ធធម៌ទេនៅចាត់ទុកគេជាភ្ញៀវកិត្តិយសទៀតយ៉ាងណាយើងជាគ្រួសារបាយនៅចុងជើងដែរមិននៅក្រោមគេបានទៅពេលនេះយើងមានអ្នកជ្រំជ្រែងម្នាក់ហើយឬក៏ចាំមកឯងជំរាបបញ្ជីយើងពេលក្រោយ ខ្ញុំប្រាប់ថាកូនប្រុសរបស់លោកគឺជាជើងកាងមិនក៏នឹងច្រំដាល់ជាមួយនឹងខ្ញុំគិតអីមិន លោក លិច សោះតែជាអ្នកកំពូលអ្នកខ្លាំងបែរជាអោនក្បាលទៅសម្ព័ន្ធអ្នកដតីឯងមិនចេះខ្មាស់គេទេអីម៉ាស់ស្អីឲ្យតែជីវិតនៅមានតែខ្មាស់ស្អីលោកម្ចាស់ស៊ីលោកម្ចាស់វាងនៅចាំស្អីទៀតនេះជាឱកាសរបស់យើងហើយខ្ញុំត្រកូលវាង ខ្ញុំត្រកូលស៊ីសមាជិកជ្រកកោននគរហោះ ពលលោកសតិខ្លាំងគឺពាក្យចាំមួយឃ្លាអ្នកដែលដឹងស្គាល់កលៈទេសៈទៅហៅថាអ្នកឆ្លាតខ្ញុំមើលទៅពលលោកទាំង3នាក់គឺពិតជាឆ្លៀសវៃមែនទែនខ្ញុំមិនខ្លាចពួកវាទេ ពួកលោកទាំង3មិនសមធ្វើជាគ្រួសារអភិជនធំសោះ ម្ចាស់ដំណាក់តឹងសៀនគឺខ្ញុំណែនាំលោកឲ្យដឹងកលៈទេសៈដូចជាពួកគេទាំង3នាក់ទៅឬក៏ចង់ទៅដំណាក់សៀនឲ្យខ្លាយជាទន្លេជាតិ តាំងហ្វុងពេលនេះធ្វើយ៉ាងម៉េច មិនទេពួកយើងមិនដូចជាពួកចាំសៀនទាំង3ទេលះបង់នឹងមនុស្សនគរហងក៏ប៉ុន្តែគេជាព្រឹទ្ធាចារ្យបើចង់វាយប្រហារនៅទីនោះគឺខ្លាចតែ យ៉ាងម៉េចក្រែងធ្វើពុតមិនស្គាល់លពូទេ ពូទី ពូទី2សាច់បងអូយ៉ាពូទី2របស់បង 2ពូទី2ឥឡូវមិនមែនជាពេលដែលនិយាយរឿងអត់ទៅនឹងទេពូឆាត់ចាត់ការទៅ ល្អឯងទៅមុនទៅ ខ្ញុំទៅមុនពូទី2ខ្ញុំដឹងថាពូបកែគ្រាន់តែមើលបន្តិចក៏ដឹងថាខ្ញុំទៅតែសម្រាប់វិជាគុណបានពីម្សិលមិញខ្ញុំមិនអាចទៅវាយឈ្នះគេបានទៅ អាហ្វុងឯងមានអ្វីដែលមិនអាចធ្វើបានទៅឯងក៏ជាព្រឹទ្ធាចារ្យម្នាក់ដែរ រឿងនឹងមិនអាចរួចទេឈប់រយរញ៉ៃទៅពូទី2គឺប្រកាសហើយថាខ្ញុំទៅចេះវិជាគុណពីម្សិលមិញកម្រិតទី10គឺបើសិនជានិយាយទៅខ្ញុំខ្មាស់គេណាវិជាគុណប៉ុណ្ណឹងក៏ពេកកំពកទេមិនអាចវាយគេបានទៅ លបងតើបងដឹងថាថ្នាំនោះនៅជាមួយអ្នកណាដែរទេ នៅណា ម្ចាស់សំណាក់បានឲ្យទៅអាឡអិតចំគួតនោះ ឯងថាឆ្នាំទេវតានោះនៅខ្លួនអាល្អិតក្បាលមិនទាន់ឈូបប្រឡែងនោះមិនខុសទេលបងក៏ប៉ុន្តែលបងត្រូវប្រយ័ត្នបន្តិចផងអាល្អិតនោះគឺវាមានរបស់មិនធម្មតាទេម្យ៉ាងវានៅក្មេងតែកម្លាំងធាតុវាដូចជាព្រឹទ្ធាចារ្យអញ្ចឹងហើយខូខើហើយសាហាវទៀតផងមិនធម្មតានោះទេបង ត្រូវហើយគឺកូនរបស់ខ្ញុំក៏ត្រូវដួលក្រោមដៃគេដែរអញ្ចឹងមានតែពឹងលបងឲ្យជួយកម្ចាត់គេឲ្យផង ហឺពលលោកទាំង3ខ្លាយទៅជាអ្នកគុណនិយមនៅនគរហងយើងនេះទៅលឿនទៅពូទី2 ឆាប់ទៅលឿនទៅ ចាំពីចំផងពូទី2 បរិជនជាតិចិនមានភាពថ្លៃថ្នូរណាស់ពេលជួបសត្រូវមិនមែនមកពូនក្រោយខ្នងចឹងទេអាម៉ាស់ណាទៅ អ្នក
ងាប់ហើយពូទីពីធ្វើបាបខ្ញុំណាអត់អត់ឲ្យឆ្នាំទេវតាមកយូរមកមិនចឹងទេងាប់អើយប៉ុន្មានឯងជាមនុស្សនគរហងហើយវាអាងស្អីសម្រាប់មនុស្សនោះនេះមិនចេះសម្រាប់សម្រួលគ្នាទេស្អប់ខ្ញុំគឺលោកគ្រាន់តែសុំទោសទៅលោកបងម្ចាស់សំណាក់ទៅបានហើយលោកព្រមយក3នាក់នឹងទៅជាមួយដែរទេតែបែរមែនគឺអ្នកខ្លាំងថោកទាបដូចជាឯងនេះមានសម្បត្តិអីគ្រប់គ្រាន់ដល់ចរចាជាមួយនឹងយើងចាប់ឲ្យឆ្នាំមកមិនចឹងយើងនឹងចាត់ការឯងភ្លាមខ្ពើមឆ្នាំនោះយើងផ្ញើឲ្យទៅគេហើយមិននៅខ្លួនយើងនោះទេបើនៅខ្លួនយើងក៏មិនឲ្យឯងដែរឆ្នាំនេះគឺជាកំណត់ទ្របក្នុងប្រទេសរបស់យើងមើលទៅស្រាលចេញមកពឹងចង់ផឹកស្រាពីនេះ វ៉ាន់ហ្វុងឯងកុំគិតថាឈ្នះស៊ីជាម្នាក់ក្រោមមេគ្មានគូប្រៀបនោះយើងប្រាប់ឯងទៅចុះកំហឹងរបស់លោកបៃតៅខ្លាំងជាងស៊ីជារាប់រយដងឯនោះមិនខុសទេលបងបៃតៅនៅហើយតែក៏មិនសមនឹងឯងដែរ វ៉ាន់ហ្វុងឯងមិនរត់ស្លាប់ហើយឯងកុំភ្លេចថាក្រោយខ្នងរបស់លោកបៃតៅមានទេវតាម្នាក់ទៀតហើយក៏ជាអ្នកខ្លាំងលើព្រឹទ្ធាចារ្យទៅទៀតពលលោកទាំង3ពិតជាខ្លាចជាមនុស្សងប់ងល់មែនហើយបានទោះបីជាខ្ញុំអាចឲ្យគេក៏ដោយចោះតែខ្ញុំប្រាប់ហើយថាខ្ញុំបានផ្ញើជូនគេបាត់ទៅហើយឯងប្រាប់មកអញ្ចឹងផ្ញើទៅពេលណាខ្ញុំមិនប្រាប់លោកទេមនុស្សពីនគរហងដូចលោកនោះក៏មកក្អេងក្អាងស្អីយើងប្រាប់លោកហើយថាឲ្យយកចិត្តទុកដាក់នៅការចរចាគ្នាទៅពួកទី2របស់ខ្ញុំក៏ជាព្រឹទ្ធាចារ្យដ៏ប្រកែកខ្លាំងណាស់លេខ1តែម្ដងវានឹងអីយើងមើលទៅពួកឯងអង្គអាចจะខ្វាក់ភ្នែកហើយឯងប្រកាសទេថាមិនឲ្យឆ្នាំនោះមកយើងអញ្ចឹងយើងនឹងសម្លាប់ឯងចោលហើយក៏សម្លាប់ពួកវាដែរយើងសម្លាប់ចោលពុទ្ធិពីណាពុទ្ធិពីជួយផងណាស្អីហ្នឹងហ៎វ៉ាវពុទ្ធិពីពិតជាប្រកែកមែនខ្ញុំប្រាប់ឲ្យលោកពុទ្ធិពីគាត់ប្រកែកណាលោកនិយាយទៅមកតាសុំទោសលោកម្ចាស់យ៉ាងម៉េចទៅនាំពួកយើងទាំង3នាក់ទៅដែរទេបញ្ញាទៅវិញទៅអាចនឹងចប់រឿងនៅនឹងគឺនាំទៅវាយគ្នានោះទេគឺខ្ញុំខ្លាចការវាយគ្នាណាគឺឯងមិននឹងអាចទៅរួចទៅមិនក៏ថាមិនអាចទៅរួចគឺខ្ញុំប្រាប់ឲ្យថាពុទ្ធិពីគឺមានគេឈ្មោះល្បីខ្លាំងណាស់នៅចុងជើរហស្សនាមស្ដេចពីគៀនណាតែយ៉ាពុទ្ធិពីចេញទៅកុំទាន់បានចិត្តលោកគ្រូរបស់យើងគឺគាត់មានកម្លាំងដូចទេវតាថ្ងៃស្អែកគាត់នឹងមកមិនខានពេលនោះពួកឯងទាំងអស់គ្នានឹងងាប់ដោយគ្មានដេកកប់ទេបើសិនជាពួកឯងមិនចេញទៀតយើងនឹងឲ្យពួកឯងនៅទីនេះរហូតពុទ្ធិពីពិតជាសង្ហាមែនពុទ្ធិពីកុំបានចិត្តពេកណាកុំអីគឺពួកយើងខ្ចប់បាត់ហើយអរគុណអ្នកប្រទានអរគុណសិស្សច្បងអ៊ូយ៉ាងលោកម្ចាស់ដំណាក់កុំបាច់អរគុណសុំអីអរគុណទៅពុទ្ធិពីទៅបានហើយលោកម្ចាស់សំណាក់រវាងពួកយើងមិនចាំបាច់ធ្វើអញ្ចឹងទេអ្នកឆ្លៀនពៀនមកពីនគរក្រៅពួកយើងអ្នកហាត់គុណមិនទុកចោលទេមិនដូចអ្នកទាំង3នោះក្បត់ប្រទេសជាតិតាន់ហ្វុងបងមិនអីទេមិនអីទេមានពុទ្ធិពីនៅហើយគ្មានស្អីនោះទេអរគុណសិស្សច្បងអូយ៉ែហ៎ពុទ្ធិពីមិនក៏ពូមកអញ្ចឹងជ័យលាភីប្រកួតតាំងសៀនល្បីរន្ទឺដល់ថ្នាក់នេះហើយនៅមានរឿងរញ៉េរញ៉ៃនៅដំណាក់តាំងសៀនទៀតមិននឹងអាចនៅស្ងៀមបានទៅឬក៏ឯងមិនស្គាល់ពីមានឈិនឡុងហើយម្យ៉ាងទៀតដល់ពិធីមង្គលដែរលោកអធិរាជឲ្យយើងមកនាំឯងទៅរៀបការពុទ្ធិពីបានជាពូមកផ្ទាល់ទៅហើយខ្ញុំនិយាយការពិតប្រាប់ពូចុះរឿងភ្ជាប់ពាក្យដែលពុករៀបចំខ្ញុំនោះដៃពីវិញទៅហើយច្បាស់ទេអពងរឿងផ្ដាច់ពាក្យនឹងគិតច្បាស់ហើយពុកមិនក៏មកដែរយើងមកឯងក៏មិនទាន់ខ្វល់អីឯងចង់ផ្ដាច់ពាក្យដាក់ទៅបានឯងដឹងអត់ថាមនុស្សដែលពុករកឯងនោះជាអ្នកណាឆ្នាំហ្នឹងនាងល្បីឈ្មោះនៅឯភាគខាងជើងគឺជាចៅរបស់មេតបឆឹងកងហើយបច្ចុប្បន្នហ្នឹងក៏ជាអ្នកជំនួយម្នាក់ដែរជាអគ្គនាយកក្រុមហ៊ុននៅទីក្រុងមិនយកនាងយកណាទៅភាគខាងជើងចាស់ស្រីមេតបឆឹងកងដូច្នេះពុកមិនខ្វល់ណាទេដែលចំណេញចិត្តខ្ញុំគ្មានចន្លោះឡើយរៀបការជាមួយនរណាផ្សំគុំជាមួយនរណាវាមិនសមនឹងខ្ញុំនោះទេខ្ញុំយល់ថាខ្ញុំរកមនុស្សដែលខ្ញុំស្រឡាញ់បានហើយគិតច្បាស់ហើយណាពេលក្រោយកុំស្ដាយក្រោយឲ្យសោះខ្ញុំគិតច្បាស់ហើយអ្នកណាស្ដាយក្រោយអ្នកនោះគឺជាកូនឆ្កែសម្រាប់យីស្ដាប់ឮហើយនៅថាកូនប្រុសខ្ញុំនិយាយអីមិនសូវល្អនោះទេរៀបការចៅស្រីខ្លួនឯងសម្លាញ់ឈប់លេងសើចជាមួយពួកគេទៅរយៈពេលប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់ទៀតអីល្មមប្រាស់ពួកគេហើយជប់សិនពុកនេះបានន័យថាម៉េចទៅតាំងបងសាក់គិតឡើងមើលបានគិតឡើងវិញអីគេឯនេះនៅតែខ្វះមុខខ្វះក្រោយអញ្ចឹងតាំងអូនធ្លាប់បាននិយាយហើយថាលោកតាគឺជាលោកម្ចាស់របស់គ្រួសារយាតែពីមុនជាមេតបល្បីឈ្មោះនៅភាគខាងជើងមានតំណែងជាមួយម្ចាស់នគរផ្ទាល់លោកមេតបនៅភាគខាងជើងគឺមានឈ្មោះថាលោកម្ចាស់ឆឹងកងជប់សិនអញ្ចឹងមេតបយាឆឹងកងនិងពុកគឺកំពុងនិយាយពីលោកតាហើយចៅស្រីមេតបឆឹងកងគឺជាអគ្គនាយកក្រុមហ៊ុនកណ្ដាលទីក្រុងអូនជាយ៉ាវបាទហើយអញ្ចឹងបើឯងមិនព្រមក៏បព្រិចវាទៅសម្លាញ់យីផ្ដាច់ពាក្យចុះកុំមង្គលការនេះមិនអាចផ្ដាច់បានទេអាហ្វុងពុកឯងគ្រាន់តែលេងសើចជាមួយឯងតែប៉ុណ្ណោះអាហ្វុងយ៉ាវគឺជាសំណប់ចិត្តរបស់តាតែម្នាក់គត់ដូច្នេះហើយឯងត្រូវតែមើលថែនាងឲ្យបានល្អលោកតាកុំបារម្ភអីលោកតា
លោកតាជឿជាក់អូជីក៏ជឿជាក់ចៅដែរចៅដើម្បីតែបានរៀបការជាមួយចៅខំប្រឹងធ្វើរឿងទាំងអស់នេះលោកតាបានឃើញផ្ទាល់ភ្នែកទាំងអស់ប្រគល់ចៅឲ្យចៅតាលែងបារម្ភទៀតហើយ ម្ចាស់ដំណាក់ បានលោកម្ចាស់ ដំណាក់តុងចិនគឺជាកន្លែងពិសិដ្ឋមួយហើយថ្ងៃបង្គោលកោប្រុសខ្ញុំចង់ខ្ចីកន្លែងរបស់លោកធ្វើជាកន្លែងជប់លៀងយើងផឹកស្រាជាមួយគ្នា រឿងនេះគ្មានបញ្ហាស្រាប់ហើយគ្រាន់តែថ្មីនេះនគរហោះសាហាវទៅការរៀបការនេះបញ្ជាបានទេ បញ្យល់មិនបានទេឯនេះជាថ្ងៃមង្គលទៅហើយថ្ងៃវេលាមិនអាចបញ្ជាបានទេគឺរៀបការថ្ងៃស្អែកនេះហើយ អញ្ចឹងចុះនគរហោះវិញ វាកោប្រុសយើងនៅហើយនគរហងគ្រាន់តែជាកន្លែងតូចមួយមកសំឲ្យលើកមកនិយាយទេហ៎ណែពុកវិថីឯណាពូទី2ថ្ងៃនេះថ្ងៃមង្គលការអីតែខ្វល់ពីគេធ្វើស្អីទៅគេប្រកាសจะមកវិញទេគ្រាន់តែរៀងយប់ច្រើនបន្តិច មើលទៅទំនាក់ទំនងអាហ្វុងនៅអ៊ូយ៉ាស្និទ្ធស្នាលណាស់ វាមិនរឿងតំណងទេខ្លាចថាវាមានបញ្ហាពួកគេមកប្រាប់ថានគរហងនឹងជាស្អីដែរចុះបើមិនបាត់ទេវតាស្អីនឹងមកពូទី2មិននៅគិតយ៉ាងម៉េចទៅណ៎ណាទប់ទល់ទាន់បងអត់ថ្ងៃនឹងថ្ងៃរៀបការអីណ៎បើថ្ងៃមង្គលការត្រូវគេកំតិចឯងគឺជាកូនកំឡោះថ្មីថ្មោងប្រងជើងការយ៉ាងម៉េចទៅតែមិនថាគ្មានវិធីណាខ្ញុំនឹងយ៉ាគឺទើបរៀបការគឺខ្ញុំមិនចង់ឲ្យនេះខ្លាចជាស្រីមេម៉ាយមិនចាំទៀតខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំនៅក្នុងគ្រួសារចាស់របស់យើងខ្ញុំមិនចង់ឲ្យគេវេទនានោះទេទិញពងឲ្យចេញក្រៅយូរហើយគ្មានឃើញអីផ្លាស់ប្ដូរសោះឃើញហើយខ្ញុំអាចសម្រេចវិជាគុណដល់ថ្នាក់ទី10មានឈ្មោះថាអ្នកគុណនិយមទៅហើយប៉ុន្តែពុកចង់ឲ្យខ្ញុំសាកវាយគ្នាតទល់ជាមួយនឹងមេបាក់ទេវតាស្អីនោះខ្ញុំអាចវាយឈ្នះដែរទេគឺគិតមើល លោកអធិរីមានរឿងមិនល្អហើយខាងនគរហោះមកដល់ លោកគ្រូពួកវាមកដល់ហើយ ឯងមែនទេដែលធ្វើសិស្សជារបួស គឺឯងជាអ្នកមកអុកលុកតុកដីរបស់យើងធ្វើស្អីធ្វើឲ្យមនុស្សមានរបួសនៅនិយាយសម្ដីឆ្លើយដាក់មនុស្សយើងទៀតរបួសបន្តិចបន្តួចទុកថាស្រាវដៃហើយយាយអូនមិនអីទេ អូនមិនអីទេ កូនសិស្សរបស់យើងមករកឯងដើម្បីរត់ឆ្នាំទេវតាប្រមាណគ្រាប់សោះពួកឯងគួរតែមានអារម្មណ៍ថាមានកិត្តិយសហើយត្រូវទទួលគេដោយដៃពីរតែឯងបែរជាធ្វើឲ្យសិស្សយើងមានរបួសពិតជាថ្លើមធំខ្លាំងណាស់ លោកគ្រូកុំនិយាយអត់ប្រយោជន៍ជាមួយទៅពួកវាអីបំណងធ្វើឲ្យលោកគ្រូអាប់អោនឋានៈជាមេបាក់ដឹកនាំនោះទេឆ្នាំទេវតានៅលើខ្លួនអាលអត់នោះ អាឡអិនឆាប់ឲ្យឆ្នាំទេវតាមកឬក៏ចង់ឲ្យបាក់ទេវតាយើងសម្លាប់ពួកឯងដូចជាឆ្កែដូចជាជ្រូក ពុកមើលទៅគេដូចជាខ្លាំងណាស់ពួកយើងធ្វើមិនបញ្ញាប់ហៅពូទី2ឲ្យមកវិញទៅពូទី2ឯងមិនជាព្រឹទ្ធាចារ្យផងគេមិនអាចទប់ទល់បានទៅគឺជាទេវតាដើរដីណាពូទី2មិនអាចទប់ទល់នឹងគេបានអញ្ចឹងប្រំធ្វើស្អីទៅក្រែងនៅមានឯងអើខ្ញុំទៅខ្ញុំមិនបានមិនសម្រាប់គេផងហ្នឹងមិនអាចធ្វើស្អីគេបានទៅអើបងតាមពិតទៅកូនខ្លាំងណាស់ពុកអរគុណពុកហើយលើកទឹកចិត្តតែបើទៅវាយគេមិនឈ្នះគិតយ៉ាងម៉េចអើបងពុកបានលើកទឹកចិត្តឯងទេតែឯងពិតជាខ្លាំងមែនច្រើនឆ្នាំនេះគឺពុកឲ្យឯងហាត់ទាំងឯងបានរៀនហាត់ខ្លាំងដល់កំពូលហើយបើមិនត្រឹមតែជាការហាត់នោះទេវាជាស្និតដែលគ្រួសារយើងហាត់ពីមួយចំនួនទៅមួយចំនួនទៀតគឺហាត់បានជ្រៅជ្រះណាស់ខ្លាំងជាក្បាច់ទេវតាមិនខុសទេស្និតកំពូលតាមពិតគឺជាស្និតអាចបបែកគ្មានព្រំដែននោះទេចុងក្រោយគឺអាចហាត់ខ្លាំងជាទេវតាគឺវាពិតជាស្និតសម្ងាត់ពូទី2របស់ឯងគឺត្រូវហាត់ដល់រាប់រយឆ្នាំឯណោះទើបអាចមានដូចថ្ងៃនេះយ៉ាងចឹងតែគេអាចសម្រេចបានត្រឹមតែកម្រិត3តែប៉ុណ្ណោះទេសម្រេចបានកម្រិត3មែនទេពុកកុហកខ្ញុំមិនជឿទេពុកគឺមិនបានកុហកអីទេស្នេះកម្រិតទី9ហ្នឹងណាតាមធម្មតាបើសិនជាយើងហៅធម្មតាវិញនោះគេថាទេវតាដើរដីទោះបីជាគេហៅទេវតាដើរដីក៏ដោយក៏នៅតែជាមនុស្សមានអំណាចមនុស្សនៅតែប្រើបានមានតែប្រមាណកម្រិតដល់ទេដែលគ្មានដែនកំណត់អាចខ្លាចជាទេវតាយ៉ាងពិតប្រាកដណាអញ្ចឹងខ្ញុំបំបីបានកម្រិតទី10ហើយនៃរបស់ពុកគឺមិនខុសទេឥឡូវនេះកូនជាទេវតាហើយទៅវាយគ្នាជាមួយទេវតាដើរដីម្នាក់និងមនុស្សទាំងអស់គ្នានោះទៀតណាមិនហ៊ានក៏មិនអីដែរតែឯងគិតមើលទៅមានអ្នកមកអុកលុកមង្គលការរបស់ឯងតែឯងនៅជាកូនប្រុសដែរទេ តាន់ហ្វុងអូនជឿជាក់លើបងនឹងពុកខ្មែរ យ៉ាមិនក៏អូនតាមពុករញ៉េរញ៉ៃអញ្ចឹង តាន់ហ្វុងថ្ងៃដែលបងជួបជាមួយវ៉ាន់ស៊ីននឹងគ្នារបស់គេនោះគឺអូនយល់ថាបងមិនមែនជាមនុស្សធម្មតាទេអូនតាមសង្កេតតែបងលក្ខភាពជាព្រឹទ្ធាចារ្យរបស់ខ្លួនឯងស្មានមកដល់ថាបងមិនដឹងសមត្ថភាពខ្លួនឯងតាមផ្លូវដើរមកមិនថាវ៉ាន់ស៊ីនកូនចៅគេឬក៏សត្រូវពីចុងចៅទេសុទ្ធតែមិនមែនជាដៃគូរបស់បងអូនចង់ឲ្យបងជឿជាក់លើខ្លួនឯង សំជាចៅស្រីគ្រួសារយេមែនជួយថែមន័យឲ្យឪពុកឥឡូវនៅវាមានឈិនឡុងគឺពុកដើម្បីកូនបានថែមកៅអីពីរទុកឲ្យអាហ្វុងហើយគឺឈិនឡុងរបស់កូននេះហើយឥឡូវនេះដល់ពេលដែលនេះទាំង9នឹងក្រហឹមហើយ
នេះជាមង្គលការរបស់ខ្ញុំបើចាញ់ទៅថ្ងៃក្រោយគ្រាន់តែងើបក្បាលមករួចតែប៉ុណ្ណោះទេបានខ្ញុំនឹងប្រឹងប្រែងសមជាកូនពុកមែនពុកខ្ញុំមានអារម្មណ៍ថាទ្រាំមិនបានយល់នោះទេពុកបញ្ញាប់ហៅពូទី2មកធ្វើស្អីឆាប់ទៅ អាឡិនគិតបានច្បាស់ហើយប្រាប់មកឆ្នាំទេវតានៅណាយើងនឹងទុកសាកសពទាំងមូលឲ្យដល់ហ្វឹងនេះគឺជាបៃតៅសុងអ៊ីគឺជាមេបៈទេវតាដែលគ្មានគូប្រៀបបានទេលើលោកនេះថាប្រកុលឆ្នាំទេវតាហើយលុតជង្គង់អោនក្បាលគោរមក្រែងលោកក៏ទុកជីវិតឲ្យ ទាន់ផងឯងគ្មានម្ចាស់សំណាក់ឯណាមកជួយឯងទៀតទេពេលនេះគឺយើងមានបៃតៅអ៊ីជាអ្នកការពារហើយចាំតែងាប់ទៅឯងនេះ ដល់ហ្វឹងចាំពេលឯងងាប់បាត់ទៅគ្រួសារបាយយើងនឹងមើលថែប្រពន្ធក្មេងរបស់ឯងឲ្យ ពួកលោកហៅអីក៏ហៅនឹងទៅងើយក្បាលលេងតាន់ហើយនៅសល់តិចទៀតអាចប្រៃមកអលឯងនេះ ឯងនិយាយសម្ដីស្អីនឹងចាំនៅក្រោមដៅរបស់បៃតៅអ៊ីទៅព្រោះសម្ដីឯងនិយាយគ្រាន់តែជាខ្ចោះទេអាឡិនឯងចង់ឲ្យឆ្នាំឬក៏ចង់ឲ្យយើងឬក៏ចង់ឲ្យយើងសម្លាប់ នៅតែគ្លៀនចង់បានឆ្នាំទៀតណោះឯងសំទេឯងចូលមកនគរទាំងខុសច្បាប់លួចចូលមក ពិតជាមិនប្រមាណខ្លួនសោះចំហាយនៅលើដៅពិតជាខ្លាំងណាស់ ដៅនេះគឺជាដៅល្បីឈ្មោះនៅនគរយន្តជាឈ្មោះពងជាតិ កាន់តែមានទេវតាអញ្ចឹងទៀតកាន់តែបន្ថែមសមត្ថភាពខ្លាំងណាស់ទាន់ហ្វុងឯងប្រកាសជាស្លាប់មិនខាន តែពួកអាសាធ្វើខុសដាក់យើងពួកឯងគឺត្រូវទៅងាប់ហើយស្អីគេនឹង តាន់ហ្វុងគេគ្រាន់តែប្រាប់ដៃគឺអាចទប់ទល់ស្និទ្ធទេវតាដើរដីបាន បងប្រើតដៃក៏អាចទប់ស្នៀរបស់ទេវតាដើរដីជាប់ដែរ មុនហើយមែនទេពិតជាអាចទប់បានមែនទេ នេះគឺលែងមុតទៀតហើយ ឯងជាមនុស្សស្អីឲ្យប្រកាសទៅមិននឹងអាចរួចឯងពិតជាអាចទប់កម្លាំងហ្វូជឹងជាងបានពិតមែន មិនត្រូវទេកុំប្រើកម្លាំងទីយ៉ាងហ្នឹងណែ ពួកឯងកុំទាន់អាសោយើងនឹងសម្លាប់ពួកឯងងាប់ទៅ វាមិននឹងអាចទៅរួចទៅ មិនក៏ចឹងឯងមានកាច់បំបត្តិដៅរបស់យើងផង ពួកឯងកុំអាសោយអីគឺយើងនឹងសម្លាប់ពួកឯងបានយើងដូចជាមានកម្លាំងឡើងវិញ មិន ហើយ ទាន់អាចបានចិនយើងជាទេវតាដើរដីយើងគ្មានគូប្រៀប បងជប់លេងទៅឆាប់វាយបបាយពួកឆ្លៀនពៀនទឹកដីរបស់យើងទៅបាន លោកគ្រូនេះលោកគ្រូលោកគ្រូ មិនទៅចឹងឯងក្រៃលោកជាទេវតាដើរដីអីមិនបានជាទៅជាចឹង ចាប់ហើយអាសានពួកយើងចាត់ការជាមួយជនក្បត់ពេលនេះទូទាំងចុងជើគឺគ្រប់ទីកន្លែងទាំងអស់គឺគ្មានកន្លែងសម្រាប់យើងទេ មិនអាចទេ ហើយកុំនឹកស្មានថាឯងចាប់រឿងនោះកងទ័ពនគរហងយើងនឹងលើតមកដល់ឆាប់នេះហើយពួកឯងតែម្នាក់កុំសង្ឃឹមថាអាចរស់បានទេសោះ អីគេនឹងកងទ័ពនគរហោពិតជាបានវាយឆ្មក់ពិតមែនមិនបានជាពួកគេហ៊ានចឹងឬក៏គេចង់ប្រកាសសង្គ្រាមជាមួយ ការសង្គ្រាមក៏ប្រកាសទៅពួកយើងមានអវងហើយនឹងសម្បត្តិនគរហងប៉ុណ្ណឹងកុំទាំងនិយាយស្អីនោះ អធិរាជនិយាយបែបនេះមានន័យថាកងទ័ពហោវាយឆ្មក់អស់ហើយទោះបីជាក្រមមេឃនេះគ្មានគូប្រៀបជាមួយតាន់ហ្វុងខ្ញុំខ្លាចតែអ្នកផ្សេងជាមិនផុតពីគ្រោះមហន្តរាយ អាពួកសម្បល់តាស៊ីឯងនេះសំថាឲ្យនគរហងយើងជាត់ឲ្យខ្ទេចទេពួកសិនមិនបានទៅពួកឯងក្បាលភ្នែកទៅហើយចង់ឲ្យមនុស្សជន់តាស៊ីយើងកាប់ដីហ៎ តាន់ហ្វុងឯងហ៊ានធ្វើបាបលោកបៃតៅផងអី ហើយច្បាស់ជារលាយហើយចង់ឲ្យប្រជាជនទូទាំងចុងជើគឺរងាប់កំហឹងពីមនុស្សនគរហងមែនទេឯងពិតជាបំផ្លាញជាតិហើយឯងបំផ្លាញជាតិហើយ តាន់ហ្វុងឯងត្រូវតែសងនៅអ្វីដែលឯងបានធ្វើ អស់មេកោយហើយនៅតែមកស្រ័យទៅទៀលស្អីទៀតនៅទីនេះយើងបងសុំទោសថ្ងៃរៀបការពួកយើងប្រហែលជាត្រូវពជាពេលហើយព្រោះបងត្រូវទប់ទល់ជាមួយនឹងកងទ័ព មិនចាំបាច់ទេ ពូទី2 ត្រឹមជំរុកកាពេកពុកសោះចង់ហត់ជាមួយតាសានរបស់ជើងផង អញ្ចឹងកងទ័ពនគរហងពូទី2មកក្រាបអស់ហើយហ៎ អបអសាទរព្រះអម្ចាស់អបអសាទរមង្គលការអបព្រះអម្ចាស់អបអសាទរមង្គលការដល់ពេលវេលាហើយគូស្នេហ៍ថ្មីធ្វើការគោរពទី1គោរពទេវតាគោរពទី2គោរពដូនតាគោរពទី3ប្តីប្រពន្ធគោរពគ្នារួចរាល់